សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺថប់ងួនទីងនេះមុនពេលទស្សនាវីដេអូសូមអ្នកទាំងអស់គ្នាចំណាយពេល3វិនាទីដើម្បីចុចវីដេអូនិងចុច Subscribe Channel ឲ្យផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តផលិតវីដេអូដែលមានគុណភាពល្អជាងនេះទៀតអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់សូមជូនពរឲ្យអ្នកគ្នាមានថ្ងៃថ្មីដ៏រីករាយនៅខាងក្នុងហាងកាហ្វេសួរសំឡេងតន្ត្រីដ៏ពីរោះរណ្ដំបានមិនឡើងលាលំជាមួយសំឡេងសើបសើគ្នានៃភ្ញៀវដែលកំពុងជជែកលេងពេលនេះមានសំឡេងមួយបានបន្លឺឡើងថាសូមទោសលោកលេខខ្ញុំគិតថាយើងមិនស័ក្តិដៃសមនឹងគ្នាទេក្មេងស្រីសពនផ្កាជោគញញឹមយ៉ាងអ៊ីងខ្មាសនិយាយទៅកាន់តែកូនណាជួបរបស់នាងអង្គុយតល់មុខនាងគឺជាតួឯកប្រុសរបស់យើងលេខជីវិនក្នុងចិត្តអាធំដ៏សំសួនក្មេងស្រីញញឹមយ៉ាងអ៊ីនខ្មាសហើយដសេលេខជីវិនពីឲ្យដសេដែលនិយាយចេញមកយ៉ាងស្រាលដូចជាខ្យល់បក់ប៉ុន្តែសម្រាប់ជីវិនវាប្រៀបដូចជាកាំបិតដែលចាក់ដំណោះចំកាត់ដេសរបស់គាត់ញើសចាប់ផ្ដើមហូរចេញមកលើថ្ងាសដោយមិនដឹងខ្លួនក៏ព្យាយាមរកសារទឹកមកឲ្យស្ងប់ស្ងាត់ហើយសួរដែលសំឡេងរាបស្មើថាតើអាចប្រាប់ពីមូលហេតុបានទេកញ្ញាចិននៅក្នុងក្បាលរបស់គាត់ពេលនេះមានគំនិតពីផ្ទុយគ្នាថាលេខជីវិនដែលជាអារក្សបានសាច់ចំអាក់ក្នុងចិត្តថាបានស្នាស់ប្រហែលមើលទៅដូចជាមនុស្សប្រហែលក្រក់អ្នកណាក៏ខ្លាចជាងបែបនេះដែរណាជប់លើកដើម្បីក៏ប្រែជាប្រតិហេតុផលនេះតែលេខជីវិនជាទេវតាខាងទៀតបានលងលំថាមិនមែនទេមិនមែនគ្រប់គ្នាយកបែបនោះឡើយលេខជីវិនសែមនឹងការត្រូវបានគេដាក់រហស្សនាមថាជាមនុស្សប្រុសអាក្រក់ណាស់ទៅហើយដល់ថ្នាក់គ្រាន់តែពាក្យថាមិនសាច់តសមក៏នៅឃើញដល់មូលហេតុដល់សាំនោះដោយស្វ័យប្រវត្តិប៉ុន្តែលើកនេះរឿងរ៉ាវមិនសាមបែបនោះទេកញ្ញាចិនពេលគាត់សួរដូចនេះក៏អៀនខ្មាស់ងាកមកឡើងរួចជាងាកក៏មើលទៅខាងក្រោយឃើញដេលីទីកំពុងបកតុងជាតិក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងប្រញាប់ក្រោកឈរឡើងហើយនិយាយថាលក្ខខណ្ឌរបស់អ្នកល្អណាស់ប៉ុន្តែខ្ញុំនៅក្មេងនៅឡើយមិនអាចទទួលយកបរិយាដែលមានកូនរួចហើយបានទេដូច្នេះហើយសំលៀកត្រឡប់ទៅមុនចុះហើយកញ្ញានិយាយចប់ក៏ចាប់យកការបូបដែលឲ្យរត់ចេញទៅភ្លាមនាងយកច្រឡំថាដៃលេដែលកំពុងឈើលើកទឹកចិត្តនៅពីក្រោយនោះគឺជាកូនស្រីបង្ការរបស់តែន Trek ចំណែក Letress វិញនៅពេលនេះបន្ទាប់ពីបានទៅគេពន្យល់របស់កញ្ញាត្រានរួចក៏ភ្ញាក់ផ្អើលក្នុងចិត្តហើយសួរខ្លួននឹងថាអីគេរឿងអីហ្នឹងគាត់ដាក់ចង្ការលើដៃហើយកោះជើងញាប់ព្រីតទាំងឆ្ងល់ក្នុងចិត្តដិតកូនໄວទៅខ្ញុំមានកូនពីពេលណាហាក់ដូចជាគាត់មានអារម្មណ៍ថាមានអ្វីមួយយ៉ាងនៅពីក្រោយខ្នងគាត់កំពុងតែបកកតុងជាដោយទឹកមុខពោពេញដោយភាពរីករាយដូចជាកំពុងលើកទឹកចិត្តសម្រាប់ការប្រកួតវ័យមួយយ៉ាងដោយឃើញក្មេងស្រីតូចជំនាក់នេះគាត់ក៏យល់ភ្លាមថាអ្វីដែលអ្នកដែលគាត់មកណាត់ជួបមើលចិត្តនោះនិយាយគឺមានន័យយ៉ាងម៉េចតាមពិតទៅគឺដោយសារតែដែលលាទាមកឲ្យមានការយល់ច្រឡំបែបនេះគាត់ខឹងសម្បារភ្លាមនៅក្រៅខ្សែភ្នែកដែលពោពេញដោយភាពពើងឆ្ងល់របស់ដៃលេទីខ្ញុំគឺមពេជ័យនៅលេវជាច្រើនឆ្នាំហើយមានក្តីស្រមៃចង់បង្កើតគ្រួសារតូចមួយប៉ុន្តែដោយសារតែមុខមាត់បែបអ្នកលេងដែលចូលចិត្តតាក់ស្រីច្រើនពេកទៅប្រកៀបប្រសេស Trace ខឹងសម្បារហើយក្រោកឈរឡើងដើរយ៉ាងលឿនទៅរកដៃលេទីដែលកំពុងច្រឡឹកទឹកចិត្តនៅពីក្រោយនោះនិយាយដោយសំឡេងអស់សង្ឃឹមថាមិនក៏គ្មានតូចចឹងតាមមកគាត់រៀបរាប់បន្ថានេះគឺជាការណាត់ជួបលើកទី8របស់ខ្ញុំហើយខ្ញុំដើមឡើយគិតថាលើកនេះប្រហែលជាមានឱកាសស្អែករួចផុតពីជីវិតនៅលើបបានហើយប៉ុន្តែបែរជាត្រូវគ្មានតូចនៅចំពោះមុខនេះរាំងទៅវិញ Trace រួចចិញ្ចើមហើយសួរថាមិនប្រាប់ឲ្យយើងនៅផ្ទះឲ្យស្ងៀមស្ងាត់មែនទេខ្ញុំចេញទៅបន្តិចហើយនឹងមកវិញនិយាយ Dialect Track so ឆ្លើយដល់ទៅគាត់វិញដោយភាពរំភើបនិងពោពេញដោយមោទនភាពមិនមែនខ្លាចលោកឯណាជួបរាជ័យទៅមុនពេលចេញពីផ្ទះឃើញលោកភ័យខ្លាំងណាស់នេះគឺជាអ្វីដែលខ្ញុំរៀនមកពីក្នុងរឿងគំនូរជីវចលរៀបរាប់បន្តវាគឺ Dialect ជាក្មេងដែលខ្ញុំរើសបានតាមផ្លូវក៏អង្គុយចោះទាំងខឹងសម្បារនៅចំពោះមុខ Dialect ហើយក្បាលនាងដោយកំហឹងហើយនិយាយថានេះវាជាការណាជួបមើលចិត្តណាអូនដឹងទេថាអូនមានន័យយ៉ាងម៉េចដែលរត់មកលើកទឹកចិត្តបងបែបនេះលីសេឆេនបានស្ដាប់ពីអីបញ្ញោរបស់ដៃលីថៃរួចហើយក៏មានអារម្មណ៍ថាសម្ពេចឈាមឡើងខ្ពស់ខ្លាំងគេលោកដៃទៅអាលក្បាលដៃលីថៃហូតដល់រញ៉េរញ៉ៃដោយសម្បុកចាប់ហើយគិតក្នុងចិត្តថាអូនរៀនបានលឿនមែនតើណាទៅតែប៉ុន្មានថ្ងៃសោះចេះសេះសោះហើយចំណែកដៃលីធីវិញក៏យល់ច្រឡំថាលីសេឆេននឹងអាលក្បាលនាងប្រុសកំពុងតែសរសើរនាងក៏គិតតែក្តីមោទនភាពថាខ្លួនត្រូវបានគេរក្សាហើយប៉ុន្តែក្មេងស្រីដកមង្ទេថាតាមពិតទៅនេះមិនមែនជាការសរសើរឡើយលីសេឆេនដកដង្ហើមធំហើយនិយាយថាដោយដែលអ្នកទាំងអស់គ្នាបានឃើញនាងគឺជាមេធ្មប់តូចចំណែកព្រាមនោះដៃលីថៃក៏ក្រវីដៃហើយតងជាដៃនៅក្នុងដៃក៏បាត់ទៅព្រាមមួយរំពេចរឿងនេះធ្វើឲ្យលីសេឆេនភ្ញាក់ផ្អើលរហូតដល់កង់ស្មារតីដៃលីថៃមិនចាប់អារម្មណ៍នឹងរឿងនោះទេនាងងើបមុខឡើងដោយទឹកមុខមន្តភាពរួចនិយាយទៅកាន់លីសេឆេនថាមិនបាច់ដឹងកូនអូនខ្លាំងពេកទេតើយើងពេលណាបានត្រឡប់ទៅផ្ទះវិញអូនចង់សួរថាតើយើងពេលណាបានញ៉ាំអាហារដែលគេហៅថាអាហារដឹកជញ្ជូននឹងអ្នកគ្រប់គ្នាដែលនៅក្នុងហាងកាហ្វេឃើញដៃលីថៃធ្វើឲ្យតងជាតិទាំងពីរនៅក្នុងដៃបាត់ទៅបាត់ក៏នាំគ្នាស្លឹងមើលទៅដែលភាពភ្ញាក់ផ្អើលបំផុតលេសៃឆេនក៏ភ្ញាក់ដែររួចក៏និយាយទៅកាន់ទស្សនិកជនថា
ដែលលេខចាស់មិនក៏នាងគឺជាមេធ្មប់ទៅចំណាក់លីសៃឆេននឹងអាចក្បាលនាងឲ្យដកដងហំធំរួចនិយាយថាប្រាប់ប៉ុនមានដងហើយថានៅខាងក្រៅមិនអនុញ្ញាតឲ្យប្រាំមិនអាចកុំទេផ្លេចវាចុះតោះយើងត្រឡប់ទៅផ្ទះវិញលីសៃឆេននិយាយបន្ទាបថាចំណែករឿងដែលថាហេតុអ្វីបានជាមានមេធ្មប់ទៅចំណាក់នៅក្បែរខ្លួនបងគឺត្រូវតែនិយាយដល់រឿងការពីប៉ុនមានថ្ងៃពីមុន5ថ្ងៃមុនក្រោមពលភ្លើងស្អាតនៅក្នុងការិយាល័យលេសៃឆេនហាម៉ាត់ខ្លាំងជាយំបាក់កភ្នែកឲ្យធំខណៈដែលនាយកម្មឲ្យដល់មកចេញពីធ្វើការពេញមួយថ្ងៃដែលត្រូវលេចឡងក្នុងគម្រិកសារនឹងការប្រជុំធ្វើឲ្យគេហត់នឿយខ្លាំងនៅពេលគាត់ដល់ថាទីបំផុតក៏អាចត្រឡប់ទៅសម្រាកនៅផ្ទះបានក្នុងចិត្តរបស់គេក៏ធ្វើរស្រាលខ្លាំងហត់ស្លាប់ទៅហើយទីបំផុតក៏អាចចេញពីធ្វើការបានហើយគេចាប់អាក្រាមកពាក់ដោយក្រោកឈរឡើងពាក់អាវប្រារួចហើយគេក្បត់ខ្លួនប្រឹកសាច់ដុំចាប់យ៉ាងអាក្រាដែលព្យួរនៅលើកៅអីមកពាក់នៅលើខ្លួនពេលនេះមានក្រសែភ្នែកជាច្រើនកំពុងសម្លឹងមើលគេមានអ្នកខ្លះច្នែនមានអ្នកខ្លះទៀតក៏មានការកសរសើរខ្លះបុគ្គលិកស្រីម្នាក់ដែលអង្គុយនៅជិតឬសេឈេនឃើញគេក្រោកឈរឡើងក៏សួរដោយចង់ដឹងថាលីសាក់បានបញ្ចប់ការងារហើយក៏ក្បាលដាក់គេសំឡេងរបស់គេស្ដាប់ទឹកខ្ជិលច្រអូសតែបង្កប់ដោយភាពរីករាយបន្តិចមិនហើយយល់ម្ដងបានសម្រាប់មិនបាច់ធ្វើការថែមម៉ោងបែបនេះខ្ញុំទៅមុនហើយណាជួបគ្នាសប្តាហ៍ក្រោយនិយាយចប់គេក៏ក្រវីដដើរចេញទៅគេមិនខ្វល់ពីសំឡេងសឹកសើរបស់មិត្តរួមការងារនៅពីក្រោយឡើយបុគ្គលិកម្នាក់បានសារសើរពីមាត់លីសាក់មិនមែនជារឿងលេងសើចទេគេពិតជាបុរសដែលសង្ហាបំផុតក្នុងក្រុមហ៊ុនយើងមែនមើលទៅអានេះមុខមាត់គេប្រហែលជាអេតឡើងតំណែងបាំងផុសណាស់បុគ្គលិកស្រីម្នាក់ទៀតដកដង្ហើមធំរួចនិយាយថាកំទៅសរមីចង់បានគេអីមុខមាត់គេបែបមេប្រៃទៅលេងផ្កាស្មើបែបនោះនាងប្រហែលជាមិនអាចគ្រប់គ្រងគេបានទេគេគឺជាស្ដេចផ្កាស្មើលីសាក់ណាលីសាក់ដែលគេកំពុងនិយាយដល់នោះពេលនេះកំពុងដាត់ហើបណ្ដើចិត្តរបស់គេបានហាទៅគិតដល់កម្រងការសម្រាប់ល្ងាចនេះបាត់ទៅហើយចាត់ទុកថាបានជាអ្នកដល់ចុងសប្តាហ៍ហើយគេមិនដែលលេងលើកមនុស្សដល់កណ្ដាលហើយនៅಸೊពេលនោះទូរស័ព្ទក៏រត់ឡើងដោយមិនបង្អង់យូរគេក៏ទូរស័ព្ទហើយនិយាយថាឥឡូវលេខ6ឯមានរឿងអីនៅខាងក្នុងបន្ទប់ខាងធ្វើតៃឡនអុកខ្លាំងបន្ថែលេខ6កំពុងអង្គុយច្រៀងចម្រៀងជាមួយមិត្តភ័ក្តិនិងនារីស្រស់ស្អាតពីរនាក់ទៀតសំឡេងរបស់គេស្ដាប់ទៅរំភើបណាស់រួចនិយាយថាដំណឹងអត់នឹងល្អខ្ញុំរកកណាត់មកឲ្យយើងបានហើយនេះជាលើកទី8ហើយណាបើលើកនេះមិនបានសម្រេចទៀតអើគួរតែទៅបន់ស្រន់នៅកន្លែងអ្នកតាគូស្រកក៏ទៅលេខសាក់ជ្រួញចិញ្ចើមនៅលើថ្ងៃសិក្សាលេខចេញស្នះខ្មើមួយគេដកដង្ហើមធំហើយនិយាយថាខ្ញុំមិនជឿលើរឿងបន់ស្រន់អីបែបនោះទេយ៉ាងណាក៏កណ្ដឹងដែរលេខ6និយាយថាមិនបាច់ក្រែងចិត្តអីទេយើងជាអ្នកណាទៅអញម្នាក់ដាស់សួរជីវិតនៅទីក្រុងស៊ីម្នាក់អញពួកយើងជាបងប្អូនត្រូវតែរាប់អញជួយយកកាសាសងខ្លះហើយតែតូនក៏គាត់តែចេញទៅក្រៅខ្លះដែរណាបើនៅតែក្នុងផ្ទះរហូតតាគូស្រកករីណាបានណាទៅមិននិយាយជាមួយទៀតទេពួកយើងត្រូវផឹកបន់ទៀតហើយការហៅទូរស័ព្ទត្រូវបានបញ្ចប់តែលីសាលែងមានអារម្មណ៍ចង់ធ្វើអ្វីទៀតហើយគេជ្រួញចិញ្ចាំដោយភាពមិនពេញចិត្តនេះគេក៏ได้ឆ្លងកាត់ប្រអប់កដាស្កាតុងមួយតែគេដាក់ផ្អែកនៅចិត្តចិញ្ចាំផ្លូវទៅតែដើររហ័សគេក៏ស្រាប់តែឈប់ងាកក្រោយហើយសួរខ្លួននឹងថាចាំបន្តិចជាមួយនេះខ្ញុំដើររហ័សអ្វីទៅប្លែកមួយបានកាត់ឡើងក្នុងចិត្តរបស់គេក៏ងាកក្រោយភ្លាមខ្សែភ្នែករបស់គេសម្លឹងទៅកាន់ប្រអប់កដាស្កាតុងចាស់ទុំនោះក្រោមពលផ្លូវគាត់បានឃើញនៅខាងក្នុងប្រអប់មានក្មេងស្រីម្នាក់កំពុងដេកឡុកយ៉ាងស្កប់ស្កល់នោះគឺជាដៃលីទីលីជីសិនសម្លឹងមើលទៅដៃលីទីរួចក៏សួរដោយភ្ញាក់ផ្អើលថាហេតុអ្វីបានជាមានក្មេងតូចចំណេះនៅទីនេះខ្យល់ត្រជាក់មួយបោកកាត់ធ្វើឲ្យក្មេងស្រីតូចញ័រខ្លួនតៃរំភ្នែកកញ្ញោទៅព្រឹករួចក៏បើកភ្នែកឡើងយឺភ្នែកមកកន្លងភ្លឺចែងចាំងនៅក្នុងភាពងងឹតបង្កប់ដោយភាពប្រុងប្រយ័ត្ននិងការចង់ដឹងចង់ឃើញពេលឃើញលីជីសិនភ្លាមក្មេងស្រីតូចក៏ភ្ញាក់ព្រឺតក្នុងក្បាលរបស់នាងពេលនេះមានតែកំណត់មួយគាត់គឺបុស្សម្នាក់នេះមានរសីខ្ពត់ត្រដៃខ្លាំងណាស់នាងក៏ក្រោកឈរភ្លាមហើយនិយាយថាទីបំផុតខ្ញុំរងចាំអ្នកបានហើយតើអ្នកអាចនាំខ្ញុំទៅផ្ទះបានទេលីជីសិនហាមកខ្លងធ្វើអ្វីមិនតាន់សោះតែពីអ្នកសម្លឹងមកគ្នានៅទីនោះបរិយាកាសស្ពេលនេះស្ងប់ស្ងាត់ច្រមលេជីសិននៅតែមិនអាចជឿលើត្រជាខ្លួននឹងគាត់ឆ្ងល់ក្នុងចិត្តថាក្មេងនេះនិយាយអីហ្នឹងចំណែកដែលលេទីមើលទៅគាត់ក៏ឆ្ងល់ក្នុងចិត្តដែរថាហេតុអ្វីបានជាគាត់មិនឆ្លើយតបនឹងខ្លួនឯងលេជីសិនក៏លែកមើលចុះក្រោមឬគិតក្នុងចិត្តថាហេតុអ្វីបានជាក្មេងនេះក៏ខ្វក់ម្លេះក្មេងកំព្រាឬក្មេងដើររហ័សរហូតឬក៏ក្មេងរត់ចេញពីផ្ទះគាត់សម្លឹងមើលរកដែលប្រឡាក់ខ្វល់របស់ដៃលីទីចំណែកដៃលីទីក៏សម្លឹងមើលទៅលេជីសិនដែលភ្នែកដប់ភ្លឺថ្លាដូច្នេះគាត់ក៏អង្គុយចុះតល់មុខដៃលីទីរួចសួរថាក្មេងតូចអាយកំពុងលេងហ្គេមមែនទេយប់ច្រម្លេះហេតុអ្វីមិនតាន់ត្រឡប់ទៅផ្ទះប៉ាម៉ាក់របស់កូននឹងបារម្ភណាដៃលីទីដល់ភ្លាមថាខ្ញុំអត់មានប៉ាម៉ាក់ទេឃើញលេជីសិនមិនមានប្រតិកម្មអ្វីសោះក៏ឆ្ងល់ថាហេតុអ្វីបានជាគាត់មិននាំខ្ញុំទៅផ្ទះច្បាស់ស្នាគាត់គឺជាមនុស្សដែលខ្ញុំបានឃើញកាប់ម្សិលមិញក្នុងអនុស្សាវរីយ៍របស់ដៃលីទីនាងអង្គុយនៅលើកៅអីជើងដែលយួរទៅមករចោអូថាតើទៅទៀតត្រូវធ្វើបែបណាទៅនៅរកកន្លែងស្នាក់នៅមិនបានសោះសំឡេងពោះរបស់នាងក៏មិនលឺឡើងធ្វើឲ្យនាងត្រូវអបពោះខ្លួនឯងស្រាប់តែមានសំឡេងឆ្មាក៏តាក់ទាញការចាប់អារម្មណ៍ពីនាងនៅក្នុងប្រអប់កាត់តូចមួយនៅជ្រុងម្ខាងសំឡេងឆ្មាក៏ស្រែកចំមិនដាច់ម៉ាត់ពីមុខ
មានកូនឆ្មាទុយមួយក្បាលកំពុងតែយំតិចជីហើយក៏លើធំខ្លួនឯងផងដែរទៅពេលគាត់ក៏ស្នេហ៍មួយគូដាកាទីនោះនៅនេះម្នាក់ឃើញឆ្មាក៏សួរឡើងថាអូយកូនឆ្មាមួយនេះគួរស្រឡាញ់ខ្លាំងណាស់សម្លាញ់ឯងតើយើងអាចវាទៅចិញ្ចឹមនៅផ្ទះបានទេមិត្តប្រុសរបស់នាងក៏ឆ្លើយភ្លាមថាកុំអីខ្លួនឯងផងក៏មិនទាន់ចេះមើលថែផងនោះនាងម្នាក់នោះក៏ធ្វើមុខងក់ងាហើយនិយាយថាមិនមែននៅមានបងទៅពួកយើងយកវាទៅផ្ទះទៅណាកូនឆ្មាគួរឲ្យអាណិតដល់ថ្នាក់នេះកំឡុងម្នាក់នោះហើយក៏ដកដង្ហើមធំរួចក៏ព្រមតាមថាចោបន្ទាប់មកពួកគេទាំងពីរនាក់ក៏បីកូនឆ្មាចាក់ចេញទៅដៃលេទីឃើញបែបនេះក៏ចាប់ផ្ដើមគិតក្នុងចិត្តអូបញ្ចប់ការចងចាំដៃលេទីនេះកំពុងតែមានអារម្មណ៍ច្បោកច្បល់តែខ្លួនចំខ្វះចំហាននៅទៅនាងនៅខាងការដែលនៅក្នុងប្រអប់កូនឆ្មាបានលិតថមខ្លួននឹងធ្វើក្តីនាងនៅឃើញកំណត់មួយភ្លាមខ្ញុំយល់ហើយក្មេងស្រីធ្វើជាក្រោកឈរមិនរួចក៏ដួលចុះទៅលើដីធ្វើមុខឲ្យគួរឲ្យអាណិតខ្លាំងណាស់ទាំងទឹកភ្នែករលឹងរលងហើយនិយាយថាពេលនេះខ្ញុំទាំងខ្លានទាំងហត់នៅខ្លាំងណាស់ហើយក៏គ្មានកន្លែងស្នាក់នៅដែរតើបងអាចទទួលចិញ្ចឹមខ្ញុំបានទេភ្នែកទាំងពីររបស់នាងសម្លឹងមើលទៅលីជើឈិនដោយភ្លឺភ្លេកលីជើឈិនឃើញបែបនេះក៏ភ្ញាក់ផ្អើលរហូតដល់បែកញើសស្រៈគាត់កាន់ធ្វើនិយាយថាអូគឺចង់មកដើរទូធ្វើជនរងគ្រោះដើម្បីឲ្យគេជួយមែនទេគាត់គិតក្នុងចិត្តថានេះផ្ដានជាអង្គការបោកប្រាស់ជីភើយអត់ស្នាក់បញ្ជូនក្មេងមកធ្វើជំនួយគាត់ងាកខ្លួនទៅនិយាយថាខ្ញុំមិនចាញ់បោកពួកអ្នកអើងទេទៅរកកូនឡែផ្សេងទៅឃើញលីជើឈិនបែកក្នុងដើរចេញក៏ភ័យសន្ស្លោស្រែកថាបងកុំតន់អាលទៅណាក្មេងស្រីម្នាក់ប្រញាប់រត់ចេញពីក្នុងប្រអប់មិនប្រយ័ត្នក៏ចំពោះជើងដួលទូបោកមកទៅនឹងដីរួចក៏ស្រែកជាមួយទំហឹងលីជើឈិននោះបែបនេះក៏ភ្ញាក់ខ្លួនបែកក្រៃលេទីក្រោកអង្គុយជូតទឹកក៏ភ្នែកនិយាយដៃគួរអាណិតថាខ្ញុំរងចាំបងនៅទីនេះពេញមួយថ្ងៃទៅហើយខ្ញុំឈ្មោះដៃលេទីខ្ញុំជាមេធ្មប់ថ្ងៃមុនដាច់ច្រឡំចូលក្នុងរវងវេទមន្តមិនប្រយ័ត្នក៏ធ្លាក់មកក្នុងពិភពលោកនេះទិដ្ឋផលគឺត្រឡប់ទៅវិញមិនបានសោះខ្ញុំបានត្រឹមតែដេកក្នុងរោងនេះប៉ុណ្ណោះបួងសួងសុំឲ្យរកកន្លែងស្នាក់នៅបានឆាប់ហើយបន្ទាប់មកបងក៏លេចមុខមកបងគឺជាមនុស្សតែល្អបានជួបពមៀនថ្ងៃមកនេះគឺថាក្មេងស្រីតុម្នាក់នេះបានលាក់ខ្លួននៅក្នុងចកតូចនោះតាមដានលីស៊ីឆេញជាយូរមកហើយហិតក្លិនលើខ្លួនរបស់បងរួចក៏និយាយថាទោះបីជាមិនយកថាវាជារឿងអ្វីក៏ដោយមនុស្សតែអ្នកក៏តែមានក្លិនវេទតមុនក្លិននេះគឺស្រួលខ្លួនណាស់ហើយក៏មានអារម្មណ៍ស្និទ្ធស្នាលខ្លាំងដែរប៉ុន្តែដោយសារតែមានមនុស្សច្រើនពេកទៅក្នុងមួយប៉ាប្រជភ្នែកក៏បាត់ដំណឹងបងទៅបាត់អូនសម្រេចចិត្តរងចាំបងនៅទីនេះបន្ទាប់មកក៏រងចាំរហូតដល់ពេលនេះរឿងរ៉ាវគឺបែបនេះឯងលីហ្សឺឈិនស្ដាប់ចប់ក៏មានការសង្ស័យរួចឆ្លើយថាតែលីជាធ្វើមកគួរអាណិតលួចសួរថាឥឡូវនេះបងយល់ព្រមទូយកអូនហើយមែនទេលីហ្សឺឈិនស្ដាប់ហើយធ្វើឲ្យដាលីថេភ្ញាក់ព្រឺដោយភាពភ័យខ្លាចលីហ្សឺឈិនចន់ដៃសួរក្មេងស្រីនោះថាវេទមិនអីទៅក្មេងម្នាក់នេះកំពុងនិយាយផ្ដេសផ្ដាស្អីក៏គិតក្នុងចិត្តថាមើលទៅប្រហែលជាក្មេងមកវិញផ្លូវហើយប្រកបឲ្យប៉ូលីសដោះស្រាយទៅគឺបានហើយបានលីហ្សឺឈិននិយាយបែបនោះបេះដូងដូចជាត្រូវបែកខ្ទេចខ្ទីក្មេងស្រីនោះអង្គុយចោះទាំងអស់សង្ឃឹមលីហ្សឺឈិនស្រាប់តែសង្កេតឃើញថានៅលើចង្កងរបស់ដាលីថៃមានរបស់ហូឈៀមក៏ភ្ញាក់ផ្អើលរួចនិយាយថាចាំសឹងគ្មានតូចអូនហូឈៀមហើយពេលនោះក្រពះរបស់ដាលីថៃក៏ស្រែករត់ឡើងបញ្ជាក់ថានាងកំពុងតែខ្លាំងលីហ្សឺឈិនឃើញបែបនោះក៏ញើសសូរស្រស់រួចដកដង្ហើមទៅមួយខ្យល់ក្មេងស្រីនោះអពុះហើយនិយាយទាំងគួរឲ្យអាណិតថាអូនខ្លាំងណាស់លីហ្សឺឈិនពេលឃើញកាយវិការគួរឲ្យអាណិតនេះក៏មានអារម្មណ៍ថាសន្ធើនៃក្តីនៅក្នុងចិត្តរបស់គាត់កើនឡើងខ្ពស់ចុងក្រោយគាត់ក៏សម្រេចចិត្តនិយាយថាបានហើយបងនាំអូនទៅផ្ទះញ៉ាំអីបន្តិចបន្តួចរួចនឹងធ្វើរបួសសោយប៉ុន្តែគឺតែយប់នេះប៉ុណ្ណោះណាព្រឹកស្អែកបងនឹងនាំអូនទៅបាត់ដោយសារចិត្តមិនដាច់ទើបគាត់សម្រេចចិត្តនាំក្មេងស្រីនោះត្រឡប់ទៅផ្ទះដាលីថៃនិយាយដោយរីករាយថាល្អណាស់អូននឹងព្យាយាមធ្វើជាក្មេងល្អជានិច្ចលីហ្សឺឈិនបានយកតែឃើញពីក្តីស្រមៃការពីនៅក្មេងគាត់បាននិយាយដោយរំភើបថាម៉ាក់អើយថ្ងៃនេះកូនបានប្រាប់មិត្តភ័ក្តិនៅសាលាប្តីថាកូនចង់ខ្លាយជាអ្នកលេងសៀកអ្នកប៉ុន្តែអ្នកទាំងអស់គ្នាបែរជាសើចចំអាឲ្យកូនទៅវិញបើកូនមានវេទមន្តមែននោះច្បាស់ជាអំលេះទេកូនក៏ការពីក្បានប្រជាពួកគេដែរម៉ែរបស់គេជាស្រីម្នាក់ដែលសុភាពរាបសារនឹងចិត្តល្អគាត់ស្ងៀមស្ងាត់ស្ដាប់កូនប្រុសនិយាយទាំងទឹកមុខពោពេញដោយក្តីស្រឡាញ់គាត់នឹងអែលក្បាលកូនប្រុសធំរួចចិញ្ចឹមដាក់គេយ៉ាងស្រទន់រួចនិយាយថាកូនប្រកាសជាធ្វើបានជឿជាក់លើកូនប៉ុន្តែបញ្យុប៉ុនមានការពិតដល់ឈឺចាប់ក៏ឈានចូលមកដល់ម៉ែរបស់គេធ្លាក់ខ្លួនឈឺធ្ងន់ថ្ងៃខែដ៏មានក្តីសុខជាមួយម៉ែត្រូវបានចំនួនស្មុកវិញដោយការចេញចូលមន្ទីរពេទ្យមិនដាច់រយៈពេល3ឆ្នាំនោះនៅលើក្រពះជប៉ុនសសាទជុំវិញខ្លួនសដាក់បកពេទ្យដល់ត្រជាក់ស្រេបសំឡេងម៉ាស៊ីនជំនួយដង្ហើមបន្លឺឡើងជាចង្វាក់ប្រៀបដូចជាប្រផ្លេងដល់សោកសៅដែលបន្លាយមិនដាច់ក្មេងប្រលេងជីឈិនឈរនៅក្បែរក្រែទឹកភ្នែកហើស្រកចុះមកមិនដាច់គេអួលដើមបន្លាម៉ែបលីជីឈិនឃើញបែបនោះក៏លងលំគេថាកូនកុំចំអីមិនគ្រាន់តែងុយគេមិនតិចទេម៉ែគេមួយផងសិនក៏ដឹកដៃទាំងអាយមុខរបស់លីជីឈិនដៃទូរបស់ក្មេងប្រុសចាប់ក្តាប់ដៃដែលស្គមស្កាំងរបស់គាត់ជាប់ប៉ុន្តែលីជីឈិនមិនជឿនោះទេក្មេងប្រុសក្រវីក្បាលទាំងទឹកភ្នែកក្តៅហូរស្រកលើដៃម៉ែក៏ហាក់អ្នកទាំងអស់គ្នាសុទ្ធដៃក៏ហាក់កូនអ្នកទាំងអស់គ្នាសុទ្ធដៃក៏កូនបានបែបបបទឹកភ្នែកហើយទៀតទេ
ពាក្យសម្ដីដល់ក្មេងខ្ជាមួយខ្លាំងនេះអាចជាដូចជាការបានមកស្រួលចាក់ដល់ចូលទៅក្នុងចិត្តរបស់ម៉ែខ្សែភ្នែករបស់គាត់ស្រាប់តែបង្ហាញពីភាពសោកសៅប៉ុន្តែគាត់នៅតែព្យាយាមរក្សាស្នាមញញឹមដល់សតុនដដែលតែមិនអាចកោះហៅកូនបានដោយរបៀបណែលមិនគឹងលុកជាគាត់ត្រូវតែរស់នៅឲ្យបានល្អដែរអានេះកូននឹងបានជួបគ្រួសារថ្មីកុំនៅម្នាក់ឲ្យម៉ែត្រូវបានអំពើអីពាក្យសម្ដីនិយាយចោលពីសម្លេងម៉ាស៊ីនមកលើឡើងវិញអន្លែដៃរបស់ម៉ែគេក៏ធ្លាក់ចុះយឺតហើយមានភាពកក់ក្ដៅក្មេងប្រុសលេខជីចិនភ័យស្លន់ស្លោក៏ស្រែកហៅខ្លាំងថាម៉ែដឹងថាម៉ែបានចាក់ចេញទៅហើយគេក៏អប់ដៃម៉ែយំស្រែកហៅម៉ែសុបបណ្ដោលត្រឹមនេះក៏ចប់លេខជីចិនភ្ញាក់ប្រាតឡើងមកដល់ដងហាមញ៉ប់ភញសូចូលខ្លួនសុបបណ្ដក្រនោះក៏ដូចជាការរចងចាំដល់ជឿចាប់ទាំងនោះយូរមកហើយដែលគេឡើងបានយល់សប្តាហ៍ឃើញទៀតបន្ទាប់មកគេក៏ដេកអុកបាល់ហើយដល់ដងហាមធំហេតុអ្វីបានជាសុបិនឃើញរឿងនេះវេតែមិនការពារគ្រួសារអីនោះខ្ញុំមិនអាចធ្វើវាបានទេគាត់ក្រោកពីលើក្រែលេសេឆេនបាក់វាំងនន់ចេញមើលតែមេខ្លាចស្រងាត់ពន្លឺព្រះអាទិត្យចាំងចែងប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីបណ្ដេញភាពសោកសៅក្នុងចិត្តរបស់គាត់ឡើយយូរហើយដែលគាត់មិនដែលសុំឃើញរឿងការពីអតីតកាលទៀតតាំងពីក្មេងម្នាក់នោះនិយាយពីវេទមន្តការពីម្សិលមិញមែនទេគាត់បើកទ្វារដើរចេញទៅខាងក្រៅរកក្នុងចិត្តថាតាមពិតទៅក្មេងប្រូបឬសុទ្ធដែលធ្លាប់មានក្តីស្រមៃបែបនេះគឺគួរឲ្យស្ដាយណាស់លើលោកនេះមិនមានអ្វីដែលហៅថាអ្វីទៅមនុស្សទេប៉ុន្តែភ្លាមពីនោះនៅពេលគាត់តែចូលទៅក្នុងបន្ទប់ទទួលភ្ញៀវគាត់ក៏ឈប់ងាកនៅចំពោះមុខគាត់គឺជាទស្សនភាពដែលមិនគួរឲ្យជាមួយដៃលីទីក្មេងស្រីតូចនោះកំពុងចូលនៅកណ្ដាលបន្ទប់ដែលកាន់ដំបងបែរទៅបន្ទោចមួយនៅជុំវិញខ្លួននាងរបស់របរគ្រប់យ៉ាងក្នុងផ្ទះកំពុងតែអណ្ដែតហោះឡើងតាមរបៀបមួយដ៏អស្ចារ្យបំផុតដែលលីទីឃើញគាត់ក៏និយាយដោយរីករាយថាអរុនសួស្ដីខ្ញុំកំពុងជួយបងសម្អាតបន្ទប់នេះដែលលីទីនិយាយឡើងដោយភាពរីករាយភ្នែករបស់នាងភ្លឺចេញចាំងដោយភាពរំភើបលីសេឆេនជស្កឹងខួរក្បាលរបស់គាត់ដូចជាចង់ផ្ទុះគាត់ប្រាប់ខ្លួនឯងថានេះប្រាជ្ញខ្ញុំនៅមិនតភ្ញាក់ពីដេកទេនេះប្រាជ្ញខ្ញុំនៅមិនតភ្ញាក់ពីដេកទេលីសេឆេនតែតែងាកខ្លួនគាត់ថានឹងចូលទៅក្នុងបន្ទប់គេងវិញស្រាប់តែមានសម្លេងមួយយ៉ាងខ្លាំងលាន់ឡើងរបស់ជាច្រើនបានធ្លាក់ចុះមកលើឥដ្ឋយ៉ាងដំណើរគ្នាបង្កើតបានជាភាពប្រញ៉ាញ៉ៃពេញផ្ទះលីសេឆេនភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្លឹងមើលទៅភាពនៅចំពោះមុខឯហ្នឹងដែលលេទីប្រញាប់លាក់ដំមកវេទមន្តទៅក្រោយខ្នងខ្ញុំស្ងួតប្រតិបត្តិយ៉ាងស្លូតត្រង់ថាអើយកើតមានការខុសឆ្គងមិនដាច់បន្ទោលបណ្ដោះលីសេឆេនបែកញើសជោគសម្លឹងមើលទៅភាពក្នុងផ្ទះគាត់ប្រញាប់រត់ទៅរកម៉ាស៊ីនហ្គេមរបស់ខ្លួនអបម៉ាស៊ីនដែលខូចនោះឡើងទាំងយំសោកម៉ាស៊ីនស្វែករបស់ខ្ញុំបន្ទាប់ពីការឈឺចាប់នឹងស្ដាយក្រោយគាត់នេះក៏មើលដៃលីទីដោយខ្សែភ្នែកសង្ស័យប្អូនពិតជាអៀបធ្មប់មែនឬដៃលីទីងក់ក្បាលបាទត្រឹមត្រូវហើយអូនមើលចោះបន្ទាប់មកក្មេងស្រីតូចក៏ដកដំបងវេទមុនចេញមកសួររមុនព្រាមនោះក៏មានពួកទេវតាតូចលេចរូបរាងឡើងរឿងនេះធ្វើឲ្យទូស្នាមវិស័យរបស់លីស៊ឺសិនឧបត្រឡប់ក្បាលរាប់ជើងអស់ហើយលីស៊ឺសិនកាន់ក្បាលខ្លួនអឹងដកដង្ហើមធំដោយភាពហត់នឿយក្នុងចិត្តពោពេញដោយភាពច្បោកច្របល់នេះជារឿងពិតមែនឬគាត់ដកដង្ហើមធំហើយសួរខ្លួនឯងតែលើនេះគួរតែធ្វើម៉េចជាមួយក្មេងតូចចំណែកនេះទៅពេលនេះដើរនៃអបស័តតូចមួយចំនួនលីស៊ឺសិនឃើញបែបនោះក៏មិនដឹងថាត្រូវធ្វើម៉េចដើមឡើយថ្ងៃនេះគាត់ក្រុងនឹងលំនាងទៅប៉ុស្តាប៉ូឡេដើម្បីរាយការណ៍តែពេលនេះទៅត្រូវពន្យល់ពីប្រវត្តិរបស់នាងដោយរបៀបណាហើយម្យ៉ាងទៀតគាត់នៅមុខមើលជុំវិញផ្ទះល្វែងដ៏ស្អាតបាតរបស់ខ្លួនរួចក៏អន់មុខចុះមើលផ្ទៃមុខតូចច្រឡឹងរបស់ដាលីទីក្មេងស្រីតូចនៅតែបន្តផ្សារតូចចិត្តទាំងនោះភ្នែកមូលកម្លាំងរបស់នាងមើលមកគាត់ដោយក្តីរំពឹងទុកតែពេលបានឃើញកសែភ្នែកភ្លឺថ្លាទាំងនោះលេស៊ឺសិនក៏កេះក្បាលដោយភាពដកដួលក្នុងចិត្តថាខ្ញុំពិតជាដាច់ចិត្តនៃនឹងចេញមិនបានមែនលេស៊ឺសិនមើលទៅដាលីទីពេលនេះក្មេងស្រីដូចកំពុងស្រក់ទឹកភ្នែកឃើញដូច្នេះគាត់ក៏កេះក្បាលខ្លួនអឹងហើយគិតក្នុងចិត្តថារំខានដល់ឡាគាត់ក្នុងចិត្តបន្តមកក៏អកមុខចោះសំលេងទោះបីជាបងចិត្តបណ្ដៃបែរជាឡៃលំទៅដោយភាពទន់ភ្លន់បន្តិចអូនឈ្មោះដាលីទីមែនទេបងអាចឲ្យអូនស្នាក់នៅសិនបានរហូតតតែអូនរកវិធីត្រឡប់ទៅពិភពរបស់អូនវិញបានតែអូនហាមបង្ការរំខានដល់ជីវិតរស់នៅរបស់បងដាច់ខាតនោះបាននៅចម្លៃរបស់គាត់ដាលីទីក៏រីករាយយ៉ាងខ្លាំងហើយយកក្បាលញាប់ស្អែកភ្នែករបស់នាងភ្លឺផ្លេកដូចជាកាយលើមេឃឲ្យតែបងយល់ពុំឲ្យអូននៅជាមួយគឺគ្រប់គ្រាន់ហើយល្ងាចថ្ងៃនោះលឺសិនអង្គុយលើសាដុងបើកម៉ាស៊ីនហ្គេមអេក្រង់ទូសំភ្លឺចាញ់ចាំគាត់ចុចបូតុងយ៉ាងយកចិត្តទុកដាក់ជ្រុំមួយខ្លួនទៅក្នុងហ្គេមទាំងស្រុងប៉ុន្តែគ្រាន់តែមួយផ្លែតប៉ុណ្ណោះស្រមោលតូចមួយបានលេចឡើងមកបាំងមុខអេក្រង់គាត់ជ្រួញចិញ្ចើមសំឡេងស្ដាប់ទៅដូចជាអកការអត់ធ្មត់តោដាលេទីញីខ្លួនចេញបន្តិចទៅអូនកំពុងបានទូហើយនោះដាលេទីនៅលឹងខ្លួនទៅខាងមួយភ្នែករបស់នាងសម្លឹងមើលអេក្រង់ទូយ៉ាងយកចិត្តទុកដាក់ដោយភាពចង់ដឹងបន្តិចក្រោយមកក្មេងស្រីតូចបានចង្អុលទៅអេក្រង់ស្រែកឡើងដោយការភ្ញាក់ផ្អើលថានេះគេហៅថាទូហេអាស្ចារ្យណាស់នៅខាងក្នុងមានមនុស្សតូចចេះកម្រើកបានផងនាងស្រែកហូរដោយភាពរំភើបលេស៊ីឈិនបែបនេះក៏កលែកមើលនាងបន្តិចពួកមេធ្មប់ដូចជាអ្នកមិនមែនអស្ចារ្យជាងនេះទៅទៀតទេហេតែលីទីហើយក៏សួរត្រឡប់ទៅវិញដោយភាពពឹងឆ្ងល់
Lý Sơ Chân khởi tại Lý Tinh còn nhầm trong mọt đối bên đọc bồn yol thàที่họ đôi chia bọn nàyปลายกายเตยจะวิมวยและซอสซาดบ้านขนมมือประจับในให้นักใบเนื้อเมียนตัวแต่ว่าดาตัวมวยเตียดลำใบรวมคะแนนช่วยสังเคราะห์ไปพบโลกเนื้อหายคือเจโรเพียบระบบเมงสไลเวทมอนปันไตโอนเมื่อเตยทอมตานัสดาลิตีเปลเกนหนีเย่แบบนี้ก็มีนารำท่าเกโดยชิคิกับพวกหนีเย่ท่าคล้วนมันเจียวใจให้ก่อจีเนริทอมตาบัมพอดเมงสไลตัวบางในทอมเพลียมถ้าหมกโดยชิคกำปงตระเกเมืองเงี้ยยางคลางท่ากับหมกเมืองเงี้ยยอมไอนายอมมันประภัยทามนนิกรอนแต่จิการเฟสประหารสปันนอในเย่จอบนี้ก็ข้างสบายดอกดับบองเวทมันตัวมวยเจงหมกปนลือเวทมนก็พลือใจจามลังเพลียมเริ่มแต่มวยปอบประจับในลิซาเชนมีนารำท่าคล้วนเกสราโดยสำไลโดยสลับแต่ฮอลลังเตยเลออากาศขมิ้นใส่ตัวนี่เย่โดยโมตนเพียบท่าดังปีสมรรถเพียบระบอกขยมเฮยยูเนอร์ขยมเนอเมียนไว้ดาวจาจีนี้แต่เตียลิซาเชนรวมจมูกในระบอกเกดัลฮอลังเตยเลออากาศเซนุเกก็สไลท่าชอบเพลียมเตอขยมจองกูให้ดาลิติก็ทำให้จ่อเลอซาลงเมียพลีมหนึ่งยมให้นี่เย่ท่าสมตุสนาโปรขยมมันอาจเจอใบบานจานเตปูเกตันแต่นี่เย่ท่าเวทมนต์ระบอกขยมเนอมันตลอดมาปนเมียนเตเกก็นี่เย่โดยเพียบพอดในท่าบ้านให้ปนป่วยคลังนาเปก็เน้นนี่เย่หยิบเปียกท่าปูเกก็เตอไว้โดยแท้สมานังท่ายบจราหายเขมรตัวกู้แต่โจเก่งบ้านให้บาเก่งยบจราเป้พอนึงเหมือนพอตีเกิดขนมจัดสมบูรณ์เจ้าเนียงตัวไอสมโจเก่งเตอดำใบไอบองบ้านสำหรับสงบสงัดคลาเนื่องยำยางเด็กๆทางจัดสิจังย่อมเตอเก่งเลยนี่หายเนื่องกับขนมจัดท่ากอดเปิดจุ่มนุสลอแมนเมื่อเจ้าเนียงจับอารามหนึ่งบ้องให้บ้องก่อช่วยดอกแตงโมเมื่อท้าตำเตอให้จับปีเป้นี้เตอโอนหนึ่งเตอได้ขนมมันตบสำหรับพิ้วมันต้องโมเกก่อเล็กเมื่อเตอคลุมปราณบอดได้หลีตีเคยท่าสำเร็จเปียระบอดเนียงเนื้อแต่ประหลาดได้มนุษย์ทำคือมันอาจจะตกจัดบานลายที่บอมพอดกันเคยท่าเขมรตัวจำแนกนี่เนินเหมือนตอนบานเงือตึกในลายเกกับสลอนสลอยนี่ท่าจำเส้นจำมันได้เส้นโอนตึกงดตึกเส้นตือจำเตอเตนับแต่นี่มันมีสำเร็จบอมเปียสำหรับเขมรลายโอนไอพรามนักคอมเฟอร์ไอสำเร็จบอมเปียระบอโอนสะอาดวิ่งบานเตได้เลยตีโอโดชเน่กันนี้เต็มชงอท่าแทรกไอเจงเจียสำเร็จบอมเปียนังรือโอนออดเจเฟอร์เตเลยจีวันไฮก็เกิดขนมจัดท่ามันอากองคลามพวกแกระบอโอนกาไปมนตนาเอาไฮชอบสั้นบานนี่เจงแต่เมียนนำเริงดักคลุนเตก็ใบจะยอดพรมตัวจริงจำเนี่ยมันดอกอซอนก็ได้ปันไตฮะโดยจิเมียมห้าจรันจึงเอาไว้ได้เกบ้านก็เตียดเกเงยหมกหลังรัวชาได้เลยตีขมิ้นใส่ตัวก็เลิกได้ลังเพลียมให้ชไลท่าเมียนเกกับปรับเนียงท่าไงสายยืนหนึ่งชิ้นเตอร์ข้างกราวดำใบติงสำเร็จบ่มเปียทมีออยโอนประเทศมันตอบเนื้อห้างล็อกสำเร็จบ่มเปียได้เลยตีบ้านซักระบองสำเร็จบ่มเปียซานปิจิจรันดอไปกัดเลยเนอถ้ากัดเลยลีจือวันเมื่อเตอร์ตู้ระซับเคยจำนวนตึกประได้เตอร์บองรวดก็สไลกลางท่าให้ดาวไว้กับทลายมาเลยเกกัดขนมจัดท่าไปจีบในลอยจรันจึงการเล่นเกมเตอร์เตียดไม่คิดเป็นจินาซีลอยแมนจำในไกลกระไดลีที่เป็นนี้ของพวกกระไดเรท่ามีกระไดเด็กให้เนื้อเมียนสำเร็จบ่มเปียทำไมสำหรับเสลียเตียดบองเพราะคือจีเนมินก้อนดบอได้เลยตีบองลอยรอยรอบอกลักห่างก็ให้ทอดไอวันออยเลยจีวันโดยยมเปียเตะให้ปรับท่าจุกเนียมีเลิกกล้าวจำในเกวันทำแต่ตะกับในโจกมุกให้เลิกได้ตัวไอวันได้ลีตีเมียนได้รวมเพิ่มยางคลั่งขนมชดสำเร็จบ่มเปียทำไมได้ลีจีวันเติมแต่ตะหน่อยเนี้ยให้ได้จริงไปห้ามต่อหมกยืนหนึ่งตนาเตียดตลอดเติมแต่วันเตอร์โอนมันฮอตเตอร์สบายจัดคลั่งมาเลยก็กรอนแต่จีสมเด็จเปียปนเมียนชดหนึ่งไอ้การบดบักย่อมโอนมันไอเตมันเตจำได้ลิตี้จุดบ่อยบองสไลวันอย่างนี้ให้ได้ลิตี้กำปงเตเรียบหนึ่งปรามหนากอมเลยจีวันบกลางเมื่อสอยให้ชอบตุบสกัดเนื้อเป็นอันหนึ่งเลิกดำบองเวทมนลางเกกับหยับละโหดห้ามัดกอดประยอบเบิกมัดคอดเขมงสไลตัวเนื้อเพลียมฮ่าเขมงกระเลงละแบงสลับไอหนึ่งน่ะกอดยังย้ำงวดบอกสไลปรามเนรีมันเนี่ยนูโดยสปรับได้ลิตี้แต่จะหาโอนมันเตาปลาสลับเนื้อคางกราวเตน่ะมันไอออยเนี่ยได้เคยมันเตเจ้าได้จีโมโตเซอร์ยางคลั่งโดยเพียบโจกเจเป็นเคยเนี่ยแต่งปีเขมงสไลตัวแคมมาโดยกำหังโดยเนี้ยก็สไลล่างนังเตอยกกาบบนังหมกหอยบองสไลวิงเลยชื่อสัญจับเขมงสไลนู้จบหอยในใหญ่ท่าเตอเจิงปีระบบโอนายประกวดนังกองปีระบบเกบานได้ระเบียบนาเตอปันได้อามนุษย์กระเกาะนังจิตรดรัวชายนากอดเงี้ยช่วยเงี้ยกระดำเฟอร์ออยกอดออจมเนื้อจัดให้ดอกดองเฮิมถมกอดยกกองมวยเครื่องเจงหมกรัวออยได้เลยตีอังก้อยปีกรอยหอยในใหญ่ท่าอังก้อยเอาจับหน้าขมิ้นใส่ตัวสบายจัดคลั่งนาสเปลบานจีกองหอยใส่ท่าเตอมุกเตอปันได้กำลังการตายช่างปีจอนูเตอเฮยกอดใบเนื้อหอยกระถาครูนึงชวดเตอไฮแมนเต้แฮดไอก็ยกกองเตอเดินตามโมโตแบบนี้เมื่อเตอบองจีสันฮอตครั้งนะครูนอังเตอแต่ช่วยกอดปันไตบองจีสันเหมือนอ้อยครูนอังปลาสลับในข้างกราวเตมันเตออ้อยเนี่ยดัตเต้เคยดัดขานเก
អ៊ីចឹងមានតែប្រើសិលដោយស្ងាត់ប៉ុណ្ណោះគិតរួចដីលីទីក៏ប្រើស្លាប់ឲ្យកងនោះបង្កើនល្បឿនលេជឿសិនភ្ញាក់ផ្អើលតើមានរឿងអីកើតឡើងហ្នឹងចៅនោះនិយាយដោយអំនួតថាហឺមិនតាន់ទេមែនទេពេលដែលវាងាកក្រោយមកមើលក៏ឃើញលេជឿសិនកំពុងតែជិះមកយ៉ាងលឿនដោយភាពតក់ស្លុតផាំងពួកគេក៏បោកគ្នាយ៉ាងខ្លាំងមួយទំហឹងចុងក្រោយចៅនោះក៏ត្រូវប៉ូលីសចាប់ខ្លួនអុយឈឺណាស់ដៃលេទីពេលប្រើសពជួយតបតិចមិនបានឬអីពិតជាមិត្តរួមក្រុមល្ងងដូចជ្រោកមែនក៏បន្តិចបន្តួចទេតើមើលទៅដូចជាបង្កើនល្បឿនលើកំណត់បន្តិចហើយឃើញក្មេងស្រីតូចរបួសគាត់ក៏នៅស្ងៀមមិនមាត់នារីដែលត្រូវគេលួចការបបក៏ដើរមកអគុណគាត់ដោយស្មោះត្រង់មិនអីទេកំគិតច្រើនអីគាត់នឹងអាក្បាលដែរឡើយក្នុងចិត្តថាទោះបីជាមិនអាចគ្រប់គ្រងវេទមន្តបានក៏ដោយប៉ុន្តែវាក៏មិនមែនជារឿងធំរោតឡើងគាត់ទទួលបានសារមួយដែលណែនាំពីបរិសចំណាស់ម្នាក់កញ្ញានៅហាងតែមួយកន្លែងនៅតាមផ្លូវទៅតែបាក់ថ្មីប្រយាករស្នុកនៅទីនោះមិនអន់ទេកញ្ញាត្រានតើកញ្ញាចង់ទៅសាក់កលបងទេយើងអាចជួបគ្នានៅទីនោះបានកញ្ញាបន្ទាប់ពីចេញពីធ្វើការខ្ញុំនឹងមានពេលទំនេរអញ្ចឹងជួបគ្នានៅពេលក្រោយណាបន្ទាប់ពីផ្ញើសាររួចគាត់ក៏ត្រឡប់មកនិយាយជាមួយដៃលេទីអ៊ីថាថ្ងៃស្អែកបងទៅធ្វើការហើយត្រូវទៅមើលមុខក្តិនដឹងទៀតប្រហែលជាបងត្រឡប់មកវិញយឺតបន្តិចបើនៅផ្ទះអូនអាចមើលកាតូនបានប៉ុន្តែហាមដាច់ខាតកុំប្រើវេទមន្តផ្ដេសផ្ដាសក្នុងផ្ទះយើងឲ្យសោះមើលមុខគាត់ដានមែនត្រូវចេញទៅក្រៅមែនទេអាចារ្យណាស់ឱកាសសាទបាសងអ្នកមានគាត់មកក៏ដល់ហើយថ្ងៃបន្ទាប់ក្នុងផ្ទះពេលនេះសល់តែនាងម្នាក់ឯងប៉ុណ្ណោះលីស៊ីតតែដឹងដល់មកវេទតូចមួយផ្នែករលោងភ្លឺផ្លេចដោយភាពកំដរថាចេះនឹងចេញទៅមើលមុខគាត់ដឹងខ្លួននឹងសម្អាតផ្ទះឲ្យគាត់ភ្ញាក់ផ្អើលលេងគិតថាធ្វើមែនក្មេងស្រីនោះលើកដំបងវេទមន្តឡើងភ្លាមចង្អុលចំទៅលើផាំកមួយដាក់នៅជ្រុងបន្ទប់ពលឺវេទមន្តភ្លឺផ្លេកឡើងផាំផ្កាធំឡើងទ្វេដងជា3ដងក្នុងមួយពប្រចាំផ្នែកមេធាង10 $1000រៀលបាយកប់ទីទីបានប្រើវេទមន្តដើម្បីបញ្ជាពួកជីលីងឲ្យជួយបត់ខោវ៉ានិងទុកដាក់ខោអាវឲ្យ Zation ប៉ុន្តែការពិតមិនដឹងអ្វីដែលនាងគិតឡើយពួកជីលីងបែរជាធ្វើឲ្យខោអាវរញ៉េរញ៉ៃជាងមុនទៅវិញម៉ែកឈើរំពួតហៅអាវខ្ចាក់ខ្ចាយពេញបន្ទាប់ទឹកសាបូជុកចំពេញផ្ទៃអត់បន្ទប់ទូភ្ញៀវវ៉ាប្រៃទៅជាសំពុតអរញ៉េរញ៉ៃក្នុងពេលដ៏ខ្លីខោអាវដែលមិនទាន់ស្ងួតត្រូវបានប្រមូលមកវិញក៏ធ្លាក់រេប៉ាយសម្បីតែខ្លះក៏ហត់ទៅតែលើពីដានទៀតផងមើលទេសភាពនៅចំពោះមុខដៃលេធ្វើទីដែលមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងគ្មានអ្វីត្រូវរិះគន់ឡើយបន្ទាប់ពីដាក់ដំបងវេទមន្តចុះមួយសន្ទុះនាងក៏ទម្លាក់ខ្លួនអង្គុយលើសាឡុងទាំងគិតក្នុងចិត្តថាហោះណាសូមមើលតក្តារបន្តិចចុះសម្លេងតក្តារដ៏សប្បាយរីករាយបានមនុស្សឡើងពេញបន្ទាប់ទទួលភ្ញៀវនាងសម្លឹងមើលតែអេក្រង់យ៉ាងជោគចិត្តមើលតាំងពីព្រឹករហូតដល់ល្ងាចរហូតដល់ពេលដែលពលឺថ្ងៃលិចចាំងជុលមកក្នុងផ្ទះល្វែងនាងក៏ចាប់ផ្ដើមមានអារម្មណ៍ធុញថប់ហើយអង្គុយនៅមុខទឹកតែនាងផ្អែកចង្ការដល់ដង្ហើមធំរួចចោលថាតើពេលណាទៅបាក់ត្រឡប់មកវិញទៅនៅផ្ទះម្នាក់ឯងធុញខ្លាំងណាស់នឹងកើតក្នុងចិត្តទាំងឆ្ងល់ថាពេលនេះកាលពីមុនស្រាប់តែនាងនៅឃើញដល់ពិភពលោកចាស់របស់ខ្លួននៅទីនោះនាងតែងតែត្រូវគេទុកចំម្នាក់ឯងធ្វើបានត្រឹមតែកំប្រឹងសិក្សាស៊ីវភៅវេទមន្តដោយខ្លួននឹងប៉ុណ្ណោះរួមថ្នាក់អ្នកផ្សេងទៀតសុទ្ធតែចេះប្រើវេទមន្តអស់ទៅហើយរីនាងបានត្រឹមតែអង្គុយនៅជ្រុងមួយមើលពួកគេបញ្ចេញទ្វេដែលប្រើវេទមន្តយ៉ាងស្ទាត់ជំនាញដោយភាពស្ងប់ស្ងាត់នាងអន់មុខចុះដោយក្តីសោកសៅពីមុនមកខ្លួននឹងក៏នៅលេងតំណាក់បែបនេះទៅអារម្មណ៍មួយនេះវាជាអ្វីទៅស្រាប់តែសំឡេងទូបន្លឺឡើងធ្វើឲ្យនាងភ្ញាក់ព្រឺតនៅលើអេក្រង់ទូតក្តារកំពុងនិយាយគ្នាដោយភាពរំភើបថាឯគុណសម្រាប់ការជួយជ្រោមជ្រែងរបស់ពួកអ្នកទាំងអស់គ្នាជាមួយនឹងទឹកចិត្តដ៏មុតមមនេះពួកយើងប្រកាសជាទូបានជ័យជំនះជាមិនខានដាលីទីបើកភ្នែកធំរួចងើបអង្គុយត្រង់ខ្លួនដោយភាពភ្ញាក់ផ្អើលគិតថាតាមនោះនៅក្នុងទូគេចេះលើកទឹកចិត្តអ្នកដទៃបែបនេះផងឬនាងឃើញតងជាតិចម្រុះប៉ុណ្ណឹងលើអេក្រង់ទូភ្លាមនោះភ្នែកនាងក៏ភ្លឺថ្លាឡើងរូបភាពការពីព្រឹកមិញក៏លេចឡើងក្នុងក្បាលរបស់នាងលេចចាក់សិនពាក់ឈុតអាធំថ្មីមើលទៅពិតជាស្រស់សង្ហាខ្លាំងណាស់គាត់ឈើមកកញ្ចក់រៀបចំក្រវ៉ាត់ហើយរអ៊ូថាមិនអាចឲ្យប្រាជាទៀតបានទេដាលីទីឃើញបានតែវាសំខាន់ដល់ថ្នាក់នឹងមែនទេនាងចង់នឹងខ្លាំងណាស់ថារឿងនេះសំខាន់កម្រិតណាស់ទៅប៉ុន្តែបើសិនបើចាក់យកចិត្តទុកដាក់ខ្លាំងដល់ថ្នាក់នេះទីចឹងនាងក៏ត្រូវតែជួយគាត់ឲ្យបាននាងលើចុះពីលើសាឡុងយ៉ាងរហ័សរួចចោតទៅរកកដាសភ្លាមការដំរំធ្វើជាតូចមួយយ៉ាងផ្ចិតផ្ចង់ការស្នាដៃរបស់ខ្លួនក្នុងដៃរួចចោតទៅហាងកាហ្វេដោយសារមានកាត់ក្លិនដ៏មុតស្រួចនាងក៏បានរកឃើញហាងកាហ្វេដ៏ប្រណីតមួយយ៉ាងឆាប់រហ័សនាងឈរនៅខាងក្រោមមើលភ្នែកភ្លឺថ្លាពេលឃើញស្រាកំពុងអង្គុយទល់មុខជាមួយស្រីស្រស់ស្អាតម្នាក់រួចគាត់ក៏គិតដោយរីករាយថាមកដល់ហើយនេះហើយជាក្លិនរបស់គុនស្រីពៅតាលីដាលីទីក៏មើលពីក្រៅហាងកាហ្វេបន្ទាប់ពីឃើញច្បាស់ហើយថាស្រត់ថានឹងដៃគូណាត់ជួបមើលចិត្តគ្នាកំពុងអង្គុយទីនោះនាងក៏គិតដោយរំភើបថាឃើញហើយក្មេងស្រីទូចនោះក៏លុចចូលក្នុងហាងយ៉ាងស្ងៀមស្ងាត់
នាងរកឃើញប្រអប់កដាស្កាទាំងមួយដាក់នៅក្បែររបស់ពួកគេនាងក៏ឡើងទៅលើនោះយ៉ាងស្រាលដែលរួចងើបបាក់បានឡើងបោកទងជាទីលើកទឹកចិត្តដៃកូនណាជួបរបស់ Lee Track កញ្ញាបានឃើញ Daleti នាងភ្ញាក់ផ្អើលរហូតដល់ក្អកយ៉ាងខ្លាំង Lee Track ក៏ប្រញោមយកកន្សែងដៃមកជូតរួចសួរដោយបានអារម្មណ៍ថាកញ្ញាមិនអីទៅផឹកយឺតហ្វីមកកញ្ញាញញឹមស្ងួតហើយនិយាយថាអត់អីទេជេប៉ុន្តែពេលលើមុខឡើងវិញនាងក៏ឃើញក្មេងស្រីតូចនៅលើប្រអប់កាតុងកំពុងបោះទងជាយ៉ាងសស្រាក់សស្រាមនាងក៏មានភ្នែកមើលរួចញញឹមបែបមានអត្ថន័យថាលោកខ្ញុំស្មានតែលោកនៅលេហើយគ្មានគ្រួសារសោះឆ្រួញចិញ្ចើមរួចឆ្លើយភ្លាមថាបាទខ្ញុំនៅលេវ៉ាយូមកហើយខ្ញុំរស់នៅតែម្នាក់ឯងរហូតមកក្នុងរយៈពេលប៉ុន្មានឆ្នាំនេះកញ្ញានាងស្ដាប់ចប់ក៏ញឹមហើយនិយាយយ៉ាងត្រជាក់ថាលោកពិតជាល្អដែលខ្ចោះគ្រប់ផ្នែកទាំងអស់ប៉ុន្តែក្នុងចិត្តនាងកំពុងជឿថាមានកូនហើយនៅមកបោកខ្ញុំតាក់ប្រុសមិនល្អនាងក៏ក្រោកឈរភ្លាមកាន់កាបុតដែរហើយនិយាយទៅកាន់គាត់ថាខ្ញុំនៅក្មេងនៅឡើយទេមិនអាចទទួលយកបរិបទដែលមានកូនរួចហើយបានទេខ្ញុំសុំខ្លួនត្រឡប់ទៅវិញមុនហើយនិយាយចប់កញ្ញាក៏ដើរចេញទៅយ៉ាងលឿនទៅឲ្យ Trade ឈើស្ងៀមនៅនឹងកន្លែងដាលេទីលាក់ខ្លួននៅពីក្រោយផ្នែកកន្លែងមើលចោះឡើងព្រិចភ្នែកពីបេះដូងរួចសួរថាជោគជ័យហើយមែនទេឃើញដៃកូនណាជួបរបស់ Trade បញ្ញាប់ដើរចេញទៅក្មេងស្រីទៅមានអារម្មណ៍មកចម្លែកក្នុងចិត្តតាមពិតទៅអ្នកដែលត្រូវបានលើកទឹកចិត្តគាត់តែឈ្នះទៅត្រូវហេតុអ្វីបានជាលោកប៉ា Trade មានទឹកមុខស្លាំងកាំងបែបនេះទៅវិញប្រភ្នូលអាក្រក់មួយចាប់ដើមផុសឡើងក្នុងចិត្តរបស់នាងចំណែកតែឈើនៅនឹងកន្លែងដែរខួរក្បាលប្រទេសស្អាតញើសជាហូរស្រោចខ្លួនរឿងរ៉ាវទាំងអស់កើតឡើងលឿនពេករហូតធ្វើឲ្យគាត់ប្រតិកម្មមិនទាន់បន្តមកគាត់ក៏ងាកទៅមើលក្រោយឃើញដាលេទេឃើញមុខអ្នកមកកាច់ចម្លោះភ្លាមលីសឹកធឿនក៏ខឹងសម្បានឡើងមកតែម្ដងត្រឡប់មកដល់ផ្ទះវិញលីសឹកធឿនដាក់ក្រវ៉ាត់ក៏ចេញហើយគិតក្នុងចិត្តថាក៏មិនដំណើរការទៅដោយរលូនល្អហើយតែហេតុអ្វីបានជាមានរឿងមកកាត់ចង្វាក់បែបនេះគាត់ខានធ្មេញសម្លឹងមើលទៅមុខកន្លែងដែលក្មេងស្រីក្បាលរឹងម្នាក់នោះកំពុងតែច្រៀងដោយភាពរីករាយជើងតូចទាំងពីររបស់នាងយោទៅមកដោយភាពរំភើបទីបំផុតក៏មកដល់ផ្ទះទើបតែបាក់ទ្វារចូលទៅដល់លីសឹកធឿនក៏ជាប់ងាប់ភ្លាមកំរាលអត់សាមជោគទៅដោយទឹកហើយសម្លៀកបំពាក់ត្រូវបោះចោលរេប៉ៃពេញផ្ទះផាមការត្រូវគេពង្រីកធំរហូតដល់ស្ទើរតែប៉ះនឹងពីដានទូទៅកើអីរញ៉ៃពេញផ្ទះបន្ទាប់ទទួលភ្ញៀវទាំងមូលមិនខុសវ័យពីសមរភូមិនោះទេគាត់បើកភ្នែកធំបីរាងកាយទាំងមូលរឹងស្កក់រួចក៏ងាកក្បាលយឺតទីទៅរកដានីថេហើយស្រែកឡើងដានីថេក្មេងស្រីនោះក៏លេចមុខមកភ្លាមដោយភាពរំភើបបងហៅអូនមែនទេលីសឹកធឿនបដោះឡើងវិញហើយជាយមទប់កំហឹងនៅក្នុងចិត្តគាត់រើយកអាវមួយរបស់គាត់ដែលនៅជិតដៃសម្លឹងមើលវាដោយទឹកមុខគ្មានអារម្មណ៍រួចក៏និយាយថានាងតូចយកអាវនេះទៅទុកក្រោយទៅគាត់ទៅទៅហៅវ៉ែស៊ូហេតុអ្វីបានជាស្ងួតខុសធម្មតាដូច្នេះលីសឹកធឿនលើកចិញ្ចើមឡើងស្រាប់តែមានអារម្មណ៍មិនស្រួលក្នុងចិត្តកាត់ឡើងនៅពេលដែលគាត់អោនចោះគាត់ក៏ប្រទះឃើញភ្លាមនៅក្រោមជើងរបស់គាត់មានថ្លុកទឹកធំមួយរួចក៏សួរខ្លួនអញថាទឹកអីទៅនឹងគាត់បើកទ្វារម្ដងទៀតក៏ត្រូវព្រឹត្តិការនៅពីមុខធ្វើឲ្យស្រឡាំងកាំងបន្ទាប់មកគាត់ក៏ជាងដួលដោយសារថ្លុកទឹកនោះរាងកាយទាំងមូលដួលទៅលើដីយ៉ាងអនុចអានថេមលីសឹកធឿនមុខជ្រួញដោយសារការឈឺចាប់កាន់កន្លែងដែលឈឺមានអារម្មណ៍ថាដូចជាចង់បែកទន្លេគាត់ខំថ្មិញសម្លឹងមើលទៅក្មេងស្រីនៅចំពោះមុខរួចនិយាយសង្កត់ពាក្យយំអ្នករដ្ឋានឹងទៅតែនាងនឹងទេថាខ្លួននឹងបានធ្វើអ្វីខ្លះទៅដល់មកគាត់ក៏អង្គកឡើងកាន់កន្លែងដែលឈឺរួចសួរខ្លួនឯងថានៅពេលណាទៅអំណាចដេញក្មេងរករឿងម្នាក់នេះចេញពីផ្ទះបានទៅដៃលីថៃបានដើរតាមគាត់ហើយនិយាយថាបងកុំខឹងអីតកឲ្យអូនជាអ្នករើស្អីណាគាត់ដើរទៅមុខតឹងហ្វេងក៏ដើរនៅពីមុខក៏ខឹងហើយសួរថានេះជាអ្វីទៅដៃលីថៃនាងមានការភ័យស្លន់ស្លរត់មករួចប្រមូលกระดาษទាំងនោះចូលមកក្នុងទ្រង់យ៉ាងលឿននេះតកឲ្យអូនជាអ្នករៀបចំវាវិញភ្លាមអូនធ្វើរបស់នេះយូរណាស់ហើយអូនចង់លើកទឹកចិត្តបងសឹកដោយប្រើទង់ជាតិដែលស្អាតបំផុតនេះលីសឹកធឿនទៅតែគាត់ក្រុងនឹងបានស្ដីបន្ទោសទៀតតែក៏ស្រាប់តែឃើញផ្ទៃមុខតូចចិត្តចលាំងដែលពោពេញដោយភាពមោទនភាពរបស់នាងភ្នែករបស់នាងថ្លាយងរួចចាំងចេញនៅភាពតន្ទឹងរង់ចាំប្រៀបដូចជាក្មេងតូចម្នាក់ដែលទៅតែបានធ្វើរឿងមានអត្ថន័យសម្រាប់អ្នកដតីជាលើកដំបូងគាត់ក៏ឈប់ភ្លាមនៅក្នុងគណៈពេលនោះពីកាយសម្ដីរអូតាមដែលត្រៀមនឹងចេញពីមាត់ត្រូវបានគាត់លេបត្រឡប់ចូលទៅវិញចុងក្រោយគាត់បានព្រមតែសង្កត់មាត់តែជារួចនិយាយយឺតពីថាប្រយ័ត្នផងប្រយ័ត្នកន្ត្រៃចាក់ត្រូវដែរគាត់គិតក្នុងចិត្តថាមិនអីទេទោះបីជាធ្វើរឿងល្ងីល្ងើប៉ុន្តែក៏បំណងក៏គួរឲ្យសរសើរដែរស្របពេលនោះអីនៅខាងក្រៅមានគេគូសទ្វារសួរថាមានអ្នកណានៅផ្ទះទេលេជីឈិនឃើញដូច្នេះក៏ងឿងឆ្ងល់រួចដើរចេញទៅបើកទ្វារភ្លាមពីនោះមិត្តភក្តិរបស់គាត់ក៏ស្ទុះចាប់គាត់រួចស្ដីឲ្យថាលេជីឈិនអើងមានកូនតាំងពីពេលណាមកនឹងមិនក៏មិនប្រាប់ខ្ញុំមួយម៉ាត់តែលីទីក៏រត់ចេញមកខាងក្រៅដែរពេលឃើញបែបនេះក៏ងឿងឆ្ងល់លឹកលោជីងជឿតែលីទីទីយើងលេជីឈិនរួចសួរថាគាត់ជាអ្នកណាទៅនៅក្នុងបន្ទប់អាហារ
ម្ហូបអាហារត្រូវបានរៀបចំដាក់លើទៅរួចរាល់លីជីចិននិងតេលីតេអង្គុយមកខាងម្នាក់កំពុងតែដួសម្ហូបយ៉ាងយកចិត្តទុកដាក់រៃឡូជាងជាមិត្តភក្តិការពីកម្មាភិបរបស់លីជឺឈិនកំពុងតែសម្លាប់ខាងមើលតេលីទីមិនដាក់ភ្នែកតេលីទីដួសបង្ការមួយមិនប្រយ័ត្នក៏ត្រូវពុកមាត់បង្ការមុតក៏ស្រែកឡើងមួយម៉ាត់លីជីឈិនងឿងឆ្ងល់ក៏បែរទៅជួតមុខឲ្យតេលីទីរួចដកដងហើមធំនិយាយថាល្ងងមែនតើតេលីទីប្រញោមនិយាយថាខ្ញុំមិនដែលហូបបង្ការណាចម្លែកដូចអាមួយនេះទេចង្អុលបង្ហាញគាត់លីជីឈិនឃើញបែបនេះក៏អស់សំណើចរួចដកដងហើមធំគាត់ក៏ចេះតែបកសម្បកបង្ការឲ្យតេលីទីយ៉ាងផ្ចិតផ្ចង់លោកចិញ្ចឺឃើញទិដ្ឋភាពនេះក៏ស្ងៀមស្ងាត់ទៅបន្ទាប់ពីហូបបាយរួចលីជីឈិនក៏ចាប់ផ្ដើមរៀបចានឆ្នាំងយកទៅលាងតេលីទីប្រញាប់រត់តាមទៅនិយាយថាឲ្យតេលីទីជួយលោកលីជីឈិនឃើញដូច្នេះក៏ភ័យស្លន់ស្លោប្រញាប់បត់ដៃអាវឡើងឲ្យតេលីទីរួចសួរថាក្មេងតូចអង្គុយស្ងៀមមិនកើតមែនទេបើកាត់ផ្ដាសាយឡើងខ្ញុំមិនចិត្តឲ្យទេណាលោកចិញ្ចឺឃើញបែបនេះក៏ដកដង្ហើមធំបន្ទាប់ពីលាងចានរួចតេលីទីក៏ប្រញាប់រត់ទៅអង្គុយលើសាឡុងដើម្បីមើលកាដូនលោកចិញ្ចឺតែនៅម្ខាងក៏ឆ្លៀតឱកាសក្រូវីដៃហៅមិត្តភក្តិរបស់ខ្លួនស្របពេលដែលលីជឺឈិនក៏បែរមុខមកវិញដែរអ្នកទាំងពីរដែលដើរចូលទៅក្នុងបន្ទប់សេកាញ់ជាដាប់ដៃសួរដោយសង្កត់កបោប្រាប់ការពិតមកមើលក្មេងស្រីម្នាក់នេះអើងទៅក៏មកពីណាបើមិនប្រាប់ទេយ៉ាងកាន់មិត្តភាពបងប្អូនត្រឹមនឹងហើយលីជឺសិននោះហើយក៏ដកដង្ហើមធំរយត់ប្រាប់ឲ្យថាក្មេងស្រីម្នាក់នោះនឹងគ្មានផ្ទះសម្បែងទេនឹងគ្រាន់តែស្នាក់នៅជាមួយខ្ញុំពី3ថ្ងៃប៉ុណ្ណោះសេកាញ់ជាដាប់ហើយក៏សួរដោយរំភើបថាឬមួយក៏ការពីអីនៅក្មេងអញបានប្រព្រឹត្តកំហុសស្បែកមួយមែនទេលីជឺសិនបែកញើសចូលខ្លួនកំហឹងឡើងពេញមុខរួចដេញស្ងាត់មកទៅអាងងកុំនិយាយផ្ដេសផ្ដាសសេកាញ់ជាដូច្នេះក៏ដាក់ដៃចូលក្នុងហបៅរួចនិយាយថាគឺខ្ញុំនេះហើយដែលយកចិត្តមនុស្សអាក្រក់ទៅវាស់ចិត្តមនុស្សល្អលីជឺសិននោះហើយក៏ដកដង្ហើមធំសេកាញ់ចិត្តនៅបាត់បញ្ចេញយោបល់ចុះហេតុអ្វីមិនចិញ្ចឹមនឹងតូចចំណែកនោះតែម្ដងទៅអ្នកទាំងពីរចិត្តស្និទ្ធគ្នាដល់ថ្នាក់នេះលីជឺសិនអប់ដៃតបត់ខ្ញុំមិនចង់នាំកូនទៅមើលមុខកដានទាំងទេសេកាញ់ចិត្តអើយជាដូច្នោះក៏ចាក់ដោតគាត់ភ្លាមបើចាក់ដោតហើយក៏បោះបង់ចោលទៅចោះទោះបីជាគ្មានក្មេងតូចចំណែកនេះក៏ដោយកាំងមិនដែលជោគជ័យដែលមិនមែននេះលេជឺសិននោះហើយក៏ខឹងសម្បាដូចជាឆ្មាដែលកំពុងបោចរោមត្រៀមខ្លួននឹងវិយបកវិញសេកាញ់ចិត្តឃើញដូច្នោះក៏បែកញើសហើយប្រញោមនិយាយថាអញក៏មិនដែលខ្វល់ពីការណាត់ជួបឬរៀបការដែលមិនមែននេះគ្រាន់តែព្យាយាមបំពេញតាមបំណងប្រាថ្នាចុងក្រោយរបស់អ្នកអំដាយប៉ុណ្ណោះមែនទេក្មេងស្រីទាំងនោះប្រហែលជាគ្រាន់តែមិនតន់ត្រូវចិត្តដើមប៉ុណ្ណោះតែអ្នកណានឹងហាន់តសេទៅរត់សង្ហាដូចជាដងទៅជាខ្ញុំចោះមិនយូរមិនឆាប់អីនឹងមានសង្សារមិនខានទេលីជឺសិននោះហើយក៏នៅស្ងៀមសេកាញ់ចិត្តនៅតែបន្លងលោមិត្តចិត្តស្និទ្ធរបស់ខ្លួនខ្ញុំតែដឹងថាអង្គពួកគេចិញ្ចឹមកូនណាគេលើកក៏ផុតតាមទី1គឺការបោកសម្បកបង្ការពោលស្ដាងទី2គឺការបដៃអោឡើងនៅពេលនេះនៅខាងក្រៅបន្ទប់ទួលភ្ញៀវតលីទីកំពុងធ្វើមុខជួគិតក្នុងចិត្តថាហេតុអ្វីបានជាបងប្រុសទាំងពីរនិយាយគ្នាយូរម្លេះនៅមិនតាន់ចេញមកទៀតខ្ញុំពេញខ្លាំងណាស់ហើយក្មេងស្រីទៅប្រញាប់លោតចោលពីលើសើងរួចនិយាយថាចាំឲ្យតលីទីក៏មិននឹងតែទៅជុំបងប្រុសទាំងពីរវិញបន្ទាប់មកនាងក៏ព្យាយាមលើកកំសៀតដៃនឹងពេញតែពីរវាធ្ងន់ខ្លាំងណាស់ធ្វើឲ្យនឹងញ៉ាំដៃបន្ទាប់ពីមួយសន្ទុះក្មេងស្រីតូចឈប់នៅទីនោះទៅតែនឹងដាក់ចុះនៅមួយធាក៏សំឡេងនិយាយគ្នានៅខាងក្នុងលោកសូជីងជឿនិយាយលេងសាច់ថាអឹងចូលចិត្តថែតាមក្មេងដល់ម្លឹងនឹងបីចាំងចេះតែផ្ដោតអារម្មណ៍ចិញ្ចឹមក្មេងនោះទៅព្រាមនោះលោកសូជីងជឿក៏ផ្ទុះសំណើចឡើងចំណែកកៃលីជីវិនក៏ខឹងសម្បាគាត់ចង្អុលមកលោកសូជីងជឿហើយជាថានិយាយរឿងអត់ប្រយោជន៍អឹងអាចធ្វើឲ្យវាធន់ធ្ងរបាន3វិនាទីទេហើយក្មេងស្រីម្នាក់នោះល្ងងណាស់ចេះតែបង្កើតបញ្ហាគេរហូតលោកសូជីងជឿដូចនេះក៏ញាក់ភ្នែកហើយគិតក្នុងចិត្តថាគ្រាន់តែប្រើពាក្យសម្ដីដ៏បន្តិចក៏សារភាពអត់លេងលេងជីវិននៅក្រានតែជាបណ្ដោះអាសន្នទេខ្ញុំនឹងរកវិធីយកក្មេងម្នាក់នោះចេញទៅឲ្យលឿនបំផុតពេលលីទីដែលនៅខាងក្រៅដូចនេះលោកដល់ថ្ងៃបន្ទាប់លេងជីវិនក៏ត្រឡប់ពីធ្វើការវិញគាត់តែញ៉ាំអាហារមកផ្ទះហើយនិយាយថាខ្ញុំត្រឡប់មកវិញហើយគាត់ដាក់អាហារលើត្រួយឆាពីលីទីខ្ញុំទិញនំដែលអូនចូលចិត្តមកជូននេះបើអូនមិនញ៉ាំទេគឺខ្ញុំញ៉ាំខ្លួននឹងហើយណាបន្ទាប់ពីមួយសន្ទុះធំក៏មិនឃើញមានអ្នកណានិយាយឆ្លើយគាត់មើលទៅជុំវិញផ្ទះក៏មិនឃើញនរណាម្នាក់គាត់ក៏ប្រញាប់រត់ចូលទៅក្នុងផ្ទះភ្លាមដើម្បីតាមរកប៉ៃលីទីគាត់សួរខ្លួននឹងថាផ្លាយតាណាហើយលីជីវិនរកមើលជុំវិញផ្ទះហើយសួរខ្លួននឹងថាក្មេងម្នាក់នេះទៅណាបានទៅនៅផ្ទះក៏មាននៅកន្លែងធ្វើការក៏មិនឃើញទៅអាចទៅណាបានឬមួយនាងត្រឡប់ទៅពិភពរបស់នាងវិញហើយក៏ដល់ចំណុចនេះសកម្មភាពដែលគាត់កំពុងដោះអាវក៏ស្រាប់តែឈប់ញ័របន្ទាប់ពីអង្គុយលើសាឡុងលីជីវិនក៏យកនំចំណីនៅម៉ាស៊ីនហ្គេមចេញមកគាត់ដងហាមធំហើយនិយាយថាទីបំផុតក៏មានភាពស្ងប់ស្ងាត់បន្តិចហើយហើយមានអ្នកណាក៏កូនឬមកចាយលុយរបស់ខ្ញុំទៀតហើយគាត់ក៏ម៉ាសាស្មាយឺតជើងហើយនិយាយថាស្រួលខ្លួនណាស់សូនតែបន្ទាប់ពីសូសំឡេងខ្សឹបខ្សៀវដែលធ្វើឲ្យគាត់មិនសប្បាយចិត្តគាត់ក៏បោះម៉ាស៊ីនហ្គេមចោលមួយឡែកកាន់ក្បាលដកដង្ហើមធំគិតក្នុងចិត្តថាកើតរឿងស្អីហ្នឹងហេតុអ្វីខ្ញុំមិនអាចស្ងប់ចិត្តបានសោះលេងជីវិនលេងហ្គេមទៀតហើយ
គាត់ដើរទៅអាហាររួចបាត់ថននំផ្អែមជិតនំផ្អែមនៅខាងក្នុងចេញមកនៅឃើញពេលមុនដែលបៃលេទីបានកាន់កដាប់ផ្សាយពាណិជ្ជកម្មចង្អុលទៅគុំនំចង់ញ៉ាំអាហ្នឹងលេជីវិនដាក់ខោអាចូលក្នុងម៉ាស៊ីនបោកកុករួចគាត់ក៏រើសខោបាបត់ដៃលេទីទៅទុកបន្ទាប់មកគាត់ទៅងូតទឹកដុសធ្មេញពេលនោះគាត់ក៏បានឃើញច្រាសដុសធ្មេញរបស់ដៃលេទីទៀតរួចគាត់ក៏ត្រឡប់មកបន្ទប់តែគេងចោះហើយដកដាងហំធំត្រឡប់ទៅត្រឡប់មកដេកមិនលុកសះនាឡិកាពេលនេះគឺហួសមកមួយរំលងអាធ្រាត្រទៅហើយប៉ុន្តែក្នុងចិត្តរបស់គាត់កំពុងតែបែកជាពីរអារម្មណ៍លេចសិនដែលជាអារ៉ាកំណាននិយាយថាកុំគិតពីក្មេងស្រីម្នាក់នោះទៀតអីនាងទៅនោះចេញទៅបាត់ហើយចំណែកលេចសិនជាតែតាត្បិញនិយាយថានាងនៅក្មេងនៅឡើយពេលមុនក៏មិនតន់ស្ថិតស្ថេរដែរទៅការត្រឡប់ទៅភពវិសុបវិសាចតែម្នាក់ដោយរបៀបណាទៅលេចសិនឈឺក្បាលខ្លាំងគាត់បោកខ្លួនចុះឡើងរហូតដល់ជោគចំណេញហើយអារ៉ាសកំណាយខ្លួនគាត់ប្រវិញថារឿងនោះមិនសំខាន់ទេមើលពេលនឹងចង់បណ្ដេញក្មេងស្រីនោះជាញើអីសប្បាយចិត្តទៅមើលលេចសិនដែលជាទេវតាបានខំមាត់បាទនាងទុយនៅត្រជាក់ស្លាប់ទៅត្រូវធ្វើដោយចម្ដេចទៅលេចសិនដែលជាអានឆ្លៃដែលតបថាមិនអីទេនាងនឹងមិនអីទេនាងមានវេទមិនទៅលេចសិនដែលជាទេវតាខឹងសម្បាក៏ត្រខ្លួនឡើងហើយប្រកែកតបវិញច្បាស់ណាស់ថាអានតងកំពុងរកលេសដើម្បីក៏មិនខ្លួននឹងត្រូវចោះពីលើក្រែបើសិនជាមានរឿងអាក្រក់កើតឡើងចំពោះក្មេងស្រីនោះពិតមែនអីនឹងរស់នៅដែលមានវិបដាស្រីមិនខានលេចសិនដែលជាអារ៉ាបានថាយកក្រោយបន្តិចហើយសេចថាមិនអាចទៅរួចទេក៏ដល់ត្រឹមនេះលេចសិនក៏ភ្ញាក់ប្រត់ក៏កញ្ចប់ភួយចេញរួចស្ទុះចោះពីលើក្រែយកអាវក្រៅមកពាក់ហើយដើរចេញទៅខាងក្រៅចំណែកនៅខាងក្រៅកន្លែងក្រោមស្ពានមួយកន្លែងដីលេទីកំពុងតែរើស្បែកឈើនៅជុំវិញនោះដើម្បីជាកុំអកុំធ្វើជាផ្ទះស្លឹកយ៉ាងស្រស់ស្អាតបន្ទាប់ពីធ្វើរួចក្មេងស្រីនោះក៏សប្បាយចិត្តហើយគិតថាទីបំផុតក៏រួចរាល់នាងអប់រំវិញ្ញាណតូចដែលនៅជុំវិញខ្លួននាងហើយនិយាយថានេះនឹងក្លាយជាផ្ទះថ្មីរបស់ពួកយើងពួកកូនចូលទៅមើលចុះក្មេងស្រីនោះក៏ចូលទៅក្នុងផ្ទះស្លឹកហើយនិយាយថាលេទីពិតជាពូកែណាស់មុំជាងលើមុនពីច្រើនណាស់ពួកវិញ្ញាណក៏នាំគ្នាមកទៅនាងមើលទៅពិតជាបារម្ភយ៉ាងខ្លាំងដែលលេទីអបដំបាស្ទុយមួយឡើងហើយនិយាយថាខ្ញុំទៅបាត់ហើយបងជឿសិនប្រហែលជាស្បាយចិត្តខ្លាំងណាស់គាត់ជាមនុស្សល្អណាស់លេទីការស្នាក់នៅទីនេះមានតែបង្កប់ញឹកញាប់ដល់អ្នកដទៃប៉ុណ្ណោះពួកប្រលឹងតូចនៅតែចំរំជុំវិញនាងហាក់ដូចជាកំពុងលួងលោមនាងបន្ទាប់ពីកើតរឿងមួយហួយនាងខ្លួននឹងចាប់ផ្ដើមផ្ដាសាយហើយកណ្ដាស់មួយម៉ាត់រាងកាយតូចឆ្លាំងរបស់នាងញាត់ត្រឺតចំណែកកាយលេសេឈិនពេលនេះកំពុងកាន់ចាត្រមួយគេរត់ចេញទៅខាងក្រៅទាំងឆ្ងល់ក្នុងចិត្តថាក្មេងតូចចំណែកនេះអាចទៅបានទៅលីសេឈិនកាន់ឆាតតាមខ្លួនគេដើរតាមម៉ូតូដៃលើទីក្រោមដំណក់ភ្លៀងគេរត់ចូលទៅក្នុងសួនច្បារមួយរួចហើយស្រាប់តែឃើញពួកប្រលឹងតូចរបស់ដៃលើទីក៏ភ្ញាក់ផ្អើលគេគិតក្នុងចិត្តដោយការកាប់ភ្ញាក់ផ្អើលនេះមិនមែនជាប្រលឹងរបស់ក្មេងម្នាក់នោះទេពេលនេះពួកលឹងតូចកំពុងតែភ័យសង្ស័យយ៉ាងខ្លាំងលីសេឈិនអន់ចោលក្រោមឬក៏ក្នុងចិត្តថាប្រហែលជាពួកវាឯងនឹងខ្ញុំទៅរកនាងបានគេក៏ដើរតាមទិសដៅដែលពួកប្រលឹងទៅចង្អុលបង្ហាញរហូតដល់ផ្ទះស្លឹករបស់ដៃលីទីពួកប្រលឹងតូចជាទាំងនោះចំរំជុំវិញផ្ទះរួចស្រែកហៅមួយម៉ាត់លីសេឈិនរត់មកដល់ហើយស្រែកហើយតែលីទីដែលនៅខាងក្នុងផ្ទះស្លឹកពេលលឺសំឡេងក៏ភ្ញាក់ផ្អើលនាងអកក្បាលចេញមកខាងក្រៅហើយសួរថាអាសេលីសេឈិនអាំក្រៅរបស់គេភ្លាមរួចក៏ប្លាក់ក្បាលរបស់នាងគេបាំងភ្លៀងឲ្យនាងរួចសួរថាតើនាងមកទីនេះដោយរបៀបណាដៃលីទីរូបបែបនេះទឹកភ្នែកក៏ហូរស្រប់ពេញភ្នែកចោះដៃលីទីទៅឆ្ងាយក្របគ្រាន់ហើយរឿនទៅលីសេឈិននោះឲ្យកំញាំងផ្អើលរួចសួរថានាងនិយាយស្អីដៃលីទីប្រញាប់10អាសេទៅបងអាចធ្វើជាមិនឃើញអូនបានទេពេលមេឃឈប់ភ្លៀងអូននឹងទៅឲ្យឆ្ងាយពីទីនេះគ្រូបែបនេះក៏ជ្រុញចេញចាំភ្លាមរួចសួរថានាងនិយាយស្អីមិនសមហេតុផលបែបនេះហាមនាងទៅណាទាំងអស់ដៃលីទីនិយាយទាំងស្ទាក់ស្ទើអូនបាននៅបងនិយាយជាមួយបងទី6ហើយមិនអីទេបងនិយាយចប់ដៃលីទីក៏សើចតិចលីសេឈិនបែបនេះក៏ជប់ងាកទៅក្នុងចិត្តថាដៃលីទីដឹងថាខ្លួននឹងមិនត្រូវបានគេស្វាគមន៍ឡើយគេនៅឃើញដល់ការពីនៅក្មេងគេនៅតែដើរពុករបស់គេនិយាយថាកូននឹងទេថាខ្លួននឹងអាយុប៉ុន្មានហើយចេះតែទៅដេកជាមួយម៉ាក់រាល់ថ្ងៃគេបានឃើញថាខ្លួននឹងតែងតែជាបន្ទុករបស់គ្រប់គ្នាទូពុករបស់គេចង្អុលមុខគេឲ្យស្ដីថាថ្ងៃពេលដឹងតែធ្វើដែលញ៉ៃណាស់ហើយជាងចេះសម្អាតខ្លួននឹងទៅសុខភាពរបស់ម៉ាយ៉ងកាន់តែខ្សោយទៅផងហើយគឺបានរំពីអឹងនឹងហើយគឺអីនឹងហើយដែលបំផ្លាញជីវិតរបស់នាងគេមិនខ្សឹកសួរទាំងនិយាយថាកូនចង់បានម៉ែគេនឹកដល់លោកប្រធានតែប៉ាតំងហើយក៏នឹកដល់អ្នកមីងដែលតែងតែក្រៀមក្រំខ្ញុំបានខ្លួនព្រោះមិនមានគ្រួសារណាចង់ទទួលចិញ្ចឹមខ្ញុំទេនៅក្នុងពិធីបុណ្យជាសាពររបស់ម៉ៃអ្នកដែលពីអ្នកនោះខ្សឹបខ្សឹកគ្នាថាគួរឲ្យអាណិតខ្លាំងណាស់ម៉ែស្លាប់ចោលតាំងពីតូចហើយថែមទាំងត្រូវបានឪពុកបបងចោលទៀតថាគ្មានអ្នកចង់ទទួលចិញ្ចឹមវាទេគេនៅតែបាននិយាយម្នាក់ឯងថាលោកនេះគឺជាមនុស្សអាក្រក់ប៉ុន្តែដាលីទីមានពាក់ព័ន្ធទៅវិញទៅពេលនេះដាលីទីនៅតែខ្លួនយល់ត្រូវអត្រៃគឺខុសគ្នាអត្រៃប្រព្រឹត្តចំពោះអូនល្អណាស់ប៉ុន្តែទោះបីជាអូនមិនចង់ធ្វើឲ្យបញ្ជីចាប់ក៏ដោយដូច្នេះអូននឹងទៅឲ្យឆ្ងាយជាងនេះទៀតលីត្រៃថានៅដូច្នេះក៏សួរខ្លួននឹងខ្លួនកំពុងតែធ្វើអីហ្នឹងខ្លួននឹងក៏ធ្លាប់រើគេបោះបង់ចោលដែរគឺត្រូវបានគេបោះបង់ចូលគេលោកដៃទៅឯក្បាលក្មេងស្រីតូចធ្វើឲ្យនឹងឆ្ងល់ហើយសួរថាអត្រាច់
លីត្រៃថើនកាត់ក្នុងចិត្តថាហេតុអ្វីខ្លួនមិននឹងរឿងនេះឲ្យលឿនជាងនេះខ្លួននឹងបានយល់ព្រមឲ្យក្មេងតូចនេះនៅជាមួយហើយភាពខុសគ្នារវាងខ្លួននឹងអាមនោះថោកទាបម្នាក់នោះលីត្រៃថើនចង់ចាំពីរបស់សូជាងជាចិនដែលធ្លាប់សួរខ្លួនថានឹងទទួលចិញ្ចឹមក្មេងស្រីម្នាក់នេះដែរឬទេដូច្នេះគេក៏ប្រាប់ដាលីទីភ្លាមក្មេងស្រីងើបមុខឡើងសួរថាចាលីត្រៃថើនសួរថាក្មេងតូចនៅតែចង់ត្រឡប់ទៅផ្ទះជាមួយបងមែនទេតែដូច្នេះក៏ភ្ញាក់ផ្អើលហើយសួរថាអីគេពន្យល់ប្រាប់ក្មេងតូចថាបងមិនដែលស្អប់អូនទេការពិមសិលមិញគឺដោយសារបងធ្វើជាមាត់រឹងទៅនិយាយពាក្យធ្វើឲ្យអូនជីចាប់ទាំងនោះសូមទស្សនាលីទីអ៊ូហើយក៏ស្ងៀមស្ងាត់លីត្រៃថើនភ័យស្លន់ស្លោក៏និយាយបន្ថាក៏ប្រត់បែបនោះទៅក្មេងតូចគ្មានផ្ទះនៅគ្មាននរណានំញ៉ាំផ្ទះនោះមិនមែនជាផ្ទះធំតាវៃបន្តិចឡើយដាលីទីដូច្នេះក៏សួរដបថាពិតមែនមែនអត្រីមិនសុំអូនពិតមែនមែនគេឆ្លើយថាពិតមែននៅឈរត្រង់នេះធ្វើអីទៀតដាលីទីអ៊ូដូច្នេះក៏ស្រត់ទឹកភ្នែករំជួលចិត្តខ្លាំងណាស់ញញឹមដល់បាញ់ថាក្មេងស្រីទៅតែក្រោកឈរឡើងតែនៅពីក្រោយនាងក៏ស្រាប់តែដូចសំឡេងក្រាំងហើយបាត់រលំចោះមកប្រញាប់ចាប់ដៃនាងតូចនាំត្រឡប់ទៅផ្ទះវិញដៃលេទីសួរថាស្អីបងទិញឲ្យអូនទៀតបានទេគេឆ្លើយថាបានតើបងនឹងទិញឲ្យអូនណាដៃលេទីសួរទៀតថាចោះថ្ងៃខាន់ស្អីវិញចោះថ្ងៃបន្ទាប់ពីនោះទៀតនោះលេជីឈើនស្ដីធំកាន់តែចង់ហូបចង់ចុកហើយលេជីឈើននាំដៃលេទីត្រឡប់ទៅផ្ទះរួចចុចលេខសម្ងាត់ទ្វារនៅក្មេងស្រីចូលក្នុងផ្ទះរួចប្រាប់ថាក្មេងល្អទៅងូតទឹកក្តៅទៅណាប្រយ័ត្នផ្ដាសាយដៃលេទីរត់ចូលទៅខាងក្នុងរួចឆ្លើយថាចាស់ពេលនោះក៏មានមនុស្សម្នាក់ដើរមកដល់ហើយឆ្ងល់ក្នុងចិត្តថាក្មេងម្នាក់នោះត្រឡប់មកវិញហើយឬតែនេះគឺជាគ្រោះថ្នាក់ដែលស៊ឺវេបានទាតុកមែនទេពីអតីតក្រោយមកជីឆិនចុះមកក្រោមដើម្បីយកសម្រាមទៅចោលមាននារីម្នាក់លេចមុខមកហៅគេលោកគឺជាបរិសុទ្ធចិត្តល្អកាលពីថ្ងៃមុនមែនទេពិតជាជេដនមែនលោកស្នាក់នៅទីនេះឬលៃជីឆិនឃើញនារីម្នាក់នោះក៏ផ្អៀងក្បាលដោយភាពវឿងឆ្ងល់នៅក្នុងចិត្តថាបរិសុទ្ធចិត្តល្អឬក៏ចាំបានថាលើកមុនជួបនារីម្នាក់នេះត្រូវចោលចោលការបូបហើយដួលនៅលើផ្លូវគេនឹងដៃលេទីទៅឆ្លើយថាទូនឹងញញឹមរួចនិយាយថាខ្ញុំទៅតែរើមកនៅទីនេះបានមិនយូរប៉ុន្មានទេក្រុងនឹងទៅធ្វើការនៅសាលាសិក្សានៅជិតនេះដែរលេជីឆិនដូច្នេះក៏ដកដង្ហើមធំរួចនិយាយថាធ្វើជាក្រុមរៀនប្រហែលជាហត់នឿយខ្លាំងណាស់មែនទេខ្ញុំតែមានអារម្មណ៍ថាក្មេងចាប់តាមជាប់ខ្លួនណាស់គេនឹកឃើញដល់រឿងការពីមុនពេលដែលគេរៀបនឹងចូលបន្ទប់ទឹកដែលលេទីបន្ទាប់ពីហេតុការណ៍រត់ចេញពីផ្ទះនាងក៏ចង់តាមចូលទៅក្នុងនោះដែរលេជីឆិនឃើញដូច្នោះក៏ផ្អើលហើយសួរថាហេតុអ្វីក៏តាមបងចូលក្នុងបន្ទប់ទឹកទៀតលេជីឆិនក៏រៀបរាប់ប្រាប់ខ្ញុំនឹងថាត្រូវដោះស្រាយបានណានោះទេដួនទូនឹងញញឹមរត់និយាយថាបើក្មេងទៅតាមចាប់ខ្លួនពេកប្រហែលជាដោយសារក្មេងនោះខ្វះអារម្មណ៍សុវត្ថិភាពហើយលោកត្រូវចំណាយពេលនៅជាមួយពួកគេឲ្យបានច្រើនជាងនេះលេជីឆិនដូច្នេះក៏គិតក្នុងចិត្តថាបែបនេះសោះនៅពេលដែលស្ថិតនៅក្នុងការិយាល័យធ្វើការរបស់គេលេជីឆិនកំពុងអង្គុយវាយកុំព្យូទ័រហើយឆ្ងល់ក្នុងចិត្តថាខ្លួនខ្ញុំក៏ចង់ធ្វើជាមិត្តជាមួយក្មេងតូចនោះដែរប៉ុន្តែត្រូវធ្វើរបៀបណាជាក់លាក់ទៅនៅលើអ៊ីនធឺណិតមានអត្ថបទមួយអំពីការធ្វើជាបានជាលើកដំបូងអ្នកមិនចេះវិធីតាមកូនតូចទេធ្វើតាមការនាំក្នុងអត្ថបទនេះធានាថាជោគជ័យ 100% 101វិធីដើម្បីក្លាយជាពុកដ៏ល្អម្នាក់លេជីវិនអានហើយគិតក្នុងចិត្តថានៅលើអ៊ីនធឺណិតក៏មានរឿងនេះដែរបន្ទាប់មកគេក៏កម្រឹងកត់ត្រាជុងសៀវភៅកំណត់ហេតុសម្រាប់ថ្ងៃស្អែកលេជីវិនក្រោកពីព្រលឹមមកធ្វើម្ហូបនៅខាងក្នុងបន្ទប់តាលេទីភ្ញាក់ពីគេងបាត់តែភ្នែកញីភ្នែកដើរចេញពីបន្ទប់ហើយសួរថាអាចឺថ្ងៃនេះហេតុអ្វីបានជាអ្នកក្រោកពីព្រលឹមម្ល៉េះលេជីវិនតាបាញ់ថាខ្ញុំធ្វើអាហារពេលព្រឹកឲ្យអូនញ៉ាំណាប៉ុន្តែអូនរងចាំខ្ញុំបន្តិចណាតាលីទើបបែរនេះក៏អង្គុយចុះលើទៅភ្លាមរួចក៏ដេកផ្អែកលើតែម្ដងបន្ទាប់ពីមួយសន្ទុះមហូបដែលមើលមិនដឹងថាជារូបរាងអ្វីមួយក៏ត្រូវបានលើកមកលេទីឃើញបែបនេះក៏សួរភ្លាមថាអាចជាតអ្នកកំពុងធ្វើថ្នាំពុលមែនទេលេជីវិនបន្ទាប់ពីខំប្រឹងយ៉ាងលំបាកពេលលោកពាកនេះដូចជាមានចូលចាក់ចូលក្នុងបេះដូងគេក៏ភ្លាមលបចោលកិច្ចការដំបូងគឺចម្អិនអាហារដ៏ឈ្ងុយឆ្ងាញ់ឲ្យកូនចាប់ផ្ដើមថ្ងៃថ្មីដោយភាពរីករាយនិងសុខភាពល្អចេញពីសៀវភៅកំណត់ហេតុនៅពេលល្ងាចថ្ងៃនោះលេជីវិនកាន់សៀវភៅរឿងនិទានមកអានឲ្យតាលីទីស្ដាប់ព្រះអង្គមចាស់សម្លឹងមើលផ្ទៃមុខដ៏ស្រស់ស្អាតរបស់ព្រះនាងរហូតទឹកចិត្តមិនបានក៏ចង់ថើបនាងតាលីទីស្ដាប់ហើយក៏និយាយដោយរីករាយថាលេជីវិនក៏អានបន្ទៀតកម្មការថាបដល់ផ្អែមល្ហែមរបស់ព្រះអង្គមចាស់ព្រះនាងក៏ខ້ອຍបាក់ព្រះនេតដល់ត្រឹមនេះគេក៏ធ្វើមកធ្វើព្រួចហើយនិយាយថាជិះផ្លែបំពោរបស់មហាសីមិនតាន់មានជាទីពលគ្រប់គ្រាន់ទេតាលេទីបែបនេះក៏ភ្ញាក់ព្រឺតសញ្ញាសួរនាងមើលទៅលេជីវិនដោយភាពភ័យខ្លាចលេជីវិនដឹងខ្លួនថាតែនិយាយអ្វីចេញទៅក៏ភ័យស្លន់ស្លោនិយាយថាមិនមែនបែបនោះទេខ្លួនអីនេះកំពុងនិយាយរឿងមិនសមហេតុផលអ្វីទៅរីតាលេទីនៅតែភ័យខ្លាចដែរបន្ទាប់មកគេក៏លុបចោលចំណុចទី2ក្នុងសៀវភៅទៀតចំទី3គឺរួមគ្នាធ្វើការងារសិប្បកម្មជាមួយកូនដើម្បីតម្លៃចំពោះអនុស្សាវរីយ៍របស់មនុស្សពីរនាក់ប៉ុន្តែលេជីវិនបានធ្វើឲ្យរបស់ខូចខាតអស់ចំណុចទី4គឺផ្លុំសក់ឲ្យកូនតូចមុនពេលចូលគេងដើម្បីឲ្យក្មេងមានអារម្មណ៍ថាអ្នកមានចិត្តទន់ភ្លន់ទោះតែគេមិនចេះផ្លុំសក់ឲ្យក្មេងទេធ្វើឲ្យសក់របស់តាលីទីបែកខ្ញាក់រញ៉េរញ៉ៃអស់តាលីទីមិនយល់សោះក៏គិតក្នុងចិត្តថាមួយរយៈនេះអាចជាប្រព្រឹត្តអកប្បកិរិយាមិនយល់សោះ
លេខស៊ឺសិនគាត់បំបត្តិកំណត់ត្រានៅក្នុងសៀវភៅរបស់គាត់រហូតបន្ទាប់ពីមួយសន្ទុះគាត់ក៏តម្លាក់ខ្លួនដាច់លើស្ទង់ដកដង្ហើមធំការធ្វើជាបានដល់ហើយល្អជាងបោះបង់ចោលទៅអស់ហើយល្អីប្រហែលជាខ្លួនពិតជាធ្វើមិនបានមែនហើយតែលីថៃដែលអង្គុយនៅក្បែរនោះងាកមកគិនលេខស៊ឺសាន់កំពុងដាច់ស្ទុកស្ដឹងដោយត្រងៀននៅលើក្រែក៏ភ្ញាក់ផ្អើលរត់មកសួរទាំងស្លន់ស្លោថាបងសិនមានរឿងអីទៅលីស៊ឺសាន់ដកដង្ហើមធំផែនការធ្វើជាបានល្អម្នាក់នេះប្រែជាងធ្ងន់ធ្ងរហើយខ្លួនពិតជាបានដែលគ្មានសមត្ថភាពមែនតែលីថៃស្ដាប់រួចក៏ហ៊ុសចិត្តលីស៊ឺសាន់នៅតែអូតាមថាទាំងអស់គឺសុទ្ធតែជាកំហុសរបស់ខ្លួនឯងអាក្មេងមិនបានការធ្លាក់ខ្លួនដល់ថ្នាក់ដោយប៉ាអាក្រក់ម្នាក់នោះតែលីថៃអង្គុយកាន់ក្បាលឆ្ងល់ក្នុងចិត្តថាបងស៊ឺសាន់កំពុងនិយាយពីស្អីទៅទីបំផុតនាងក៏ទាក់គាត់ហើយនិយាយថាបងស៊ឺសាន់យើងទៅកន្លែងនោះទៅនាងចូលទៅក្នុងទូទូសដែលកំពុងចាក់ផ្សាយពីសួនកំសាន្តរួចនិយាយថាទូអង្គក្រក់ក្នុងទូទូនិយាយថានោះជាកន្លែងដែលមានសភោមកលបំផុតលើលោកតែណាបងក៏ពិបាកចិត្តអីណាលេស៊ឺសិនដែលកំពុងអស់សង្ឃឹមក៏ងើបមុខសួរថាអានឹងវាជាអីទៅបន្តមកក៏កាត់ឃើញថាលើ website ក៏គេនិយាយដែរថាត្រូវទៅសួនកំសាន្តខ្លួនធ្លាប់ទៅកន្លែងនេះប្រហែលជាមានបទពិសោធន៍ខ្លះហើយគាត់ក៏ស្ទុះក្រោកឈរភ្លាមភ្នែកទាំងពីរភ្លឺថ្លាដោយភាពរំភើបហើយនិយាយថាបានស្អែកនេះយើងនឹងចេញដំណើរទៅទីនោះគាត់គិតក្នុងចិត្តដោយមោទនភាពថាលើកនេះមិនអាចខុសបានទេលើកនេះតែបង្ហាញឲ្យឃើញថាខ្លួនជាបាដ៏ល្អម្នាក់ធ្វើឲ្យក្មេងតូចមានអារម្មណ៍សុវត្ថិភាពកំណត់ត្រាទី30នាំខ្លួនទៅសួនកំសាន្តជាបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានថ្ងៃបន្ទាប់លេខស៊ឺសិនបាននាំតែលីថៃរំភើបខ្លាំងណាស់ពេលឃើញសួនកំសាន្តដែលមានល្បែងកំសាន្តដ៏ធំនៅពីមុខលីស៊ឺសិនលុះដៃចេញទៅនិយាយថាទៅថ្ងៃនេះឲ្យខ្លាចជាថ្ងៃដែលមានសភុំកបំផុតក្នុងជីវិតរបស់អូនទៅបន្ទាប់មកគាត់ក៏នាំនាងទៅជាឡានអគ្គិសនីប៉ះគ្នាក្មេងតូចក៏សួរថារបស់នេះគេលេងដោយរបៀបណាទៅអីគាត់ក៏ឆ្លើយដបថាចាំបន្តិចណាអូនសម្លាញ់បងនឹងនាំអូនទៅមើលកន្លែងនេះឲ្យអស់តែចោះនិយាយចប់គេក៏បាក់រន់ចេញទៅភ្លាមបន្ទាប់មកគេក៏នាំដៃលីទីទៅលេងកំសាន្តជាច្រើនមុខទៀតនៅក្នុងសួនកំសាន្តដែរដៃលីទីបានទៅមុខហាងមួយរួចចង្អុលបង្ហាញទៅលើក្រវិលត្រជាក់ទន្សាយលេជាសិនក៏ទិញវារួចពាក់វាលសរបស់ក្មេងស្រីតូចដៃលីទីពេលបានក៏ជាទន្សាយនាងក៏រត់លេងយ៉ាងសប្បាយរីករាយជុំវិញជើងរបស់លីជើសិនលេជើសិនឃើញដូច្នោះក៏ញឹមយ៉ាងមានក្តីសុខបន្ទាប់មកគេក៏បណ្ដុំនាងទៅកាន់បលេងកំសាន្តគេកាន់ពេញក្នុងដៃដោយទំនុកចិត្តហើយគិតក្នុងប្រហែលជាអាចអនុវត្តចំណុចផ្សេងទៀតបានបន្ថែមពីលើកំណត់ត្រាលេខ34ក្នុងសៀវភៅកំណត់ត្រារបស់ប៉ាសម្រាប់បងគឺការឈ្នះរង្វាន់ដើម្បីបង្ហាញពីសមត្ថភាពនិងភាពវៃឆ្លាតរបស់ខ្លួនគាត់ក៏ប្រើកម្លាំងប៉ោះព្រួនទៅខាងមុខក៏ភ្លាមប៉ុន្តែព្រួញបែរជាបោះគាត់រហូតធ្វើឲ្យគាត់ស្រឡាំងកាំងភ្ញាក់ផ្អើលព្រោះផែនការត្រូវរលាយអស់លីហ្សៃឈិនដូចជាកូនឆ្មាខ្មើមួយក្បាលកំពុងអង្គុយបង្រួមខ្លួននៅជ្រុងម្ខាងម្ចាស់ហាងឃើញបែបនេះក៏លើកតកតាទិនសាយមួយឡើងមកហើយនិយាយថាចម្រាប់សួរភ្ញៀវក្តីនេះជារង្វាន់លើកទឹកចិត្តពីហាងយើងខ្ញុំអរគុណដែលបានមកលេងតែលីទីពេលទទួលបានតកតាទិនសាយក៏សប្បាយចិត្តខ្លាំងណាស់ពេលវាក៏រង្វិលជិះចុះឡើងរីលីហ្សៃឈិនកំពុងញ័រខ្លួនហើយគិតក្នុងចិត្តថាមិនត្រូវភ័យស្លន់ស្លោទេត្រឹមដល់ទៅផែនការបន្ទាប់ផែនការលេខ36របស់គាត់គឺនៅពេលដែលក្មេងមានអារម្មណ៍ភ័យខ្លាចត្រូវធ្វើជាបង្អែកដ៏រឹងមាំបំផុតសម្រាប់គេដូច្នេះហើយលីហ្សៃឈិនក៏ដឹកដៃតែលីទីដើរទៅមុខផ្ទះក្មួយប៉ុន្តែអ្នកដែលកំពុងញ័រខ្លួននោះគឺគាត់ទៅវិញទេមិនមែនដៃលីទីនោះទេគាត់ញ័រខ្លួនងាកទៅនិយាយប្រាប់ដៃលីទីថាកុំខ្លាចអីបងនឹងការពារអូននៅក្នុងផ្ទះក្មួយនេះនៅក្នុងសួនកំសាន្តដល់សម្រាប់ក្មេងបែបនេះប្រកាសជាមិនគួរឲ្យខ្លាចប៉ុន្មានទេតែពេលនោះក្មួយមួយក៏លេចមុខចេញមកធ្វើឲ្យលេជឺសិនភ្ញាក់ព្រឹតដូចជាប្រឡឹងចេញពីខ្លួនគាត់ឃើញក្មួយភ្លាមក៏ដួលចង្កងចុះភ្លាមធ្វើឲ្យទាំងដៃលេទីនិងក្មួយសុទ្ធតែភ្ញាក់ផ្អើលដៃលេទីទៅតែអន់ចុះមើលលេជឺសិនរួចក៏ងើបមុខមើលក្មួយវិញខ្មោចឃើញនាងមិនមានបញ្ហាអ្វីក៏ញើសចូលខ្លួនម្ដងម្លាយនាងទៀតប៉ុន្តែនាងនៅតែសម្លឹងមើលវាអត់ដែរគ្មានប្រដាកម្មអ្វីបន្តិចសោះក្រោយមុខមួយសន្ទុះលេជឺសិនញ័រជើងដើរចេញពីផ្ទះមកហើយសួរថាហេតុអីអាចជាបែបនេះទៅវិញវាគឺបានរៀបចំកម្រងយ៉ាងល្អិតល្អន់ហើយប៉ុន្តែគ្រប់យ៉ាងបែរជាព្រាជ័យយ៉ាងអាម៉ាទៅវិញនៅក្បែរគាត់ដែលទីនៅតែញញឹមសប្បាយរីករាយលេជឺសិនដកដង្ហើមធំរួចកន្លែងមកចុះទៅដៃលេទីឃើញនាងកំពុងសម្លឹងមើលក្មេងម្នាក់ដែលលោកពុក3នៅក្បាលនៅក្នុងដៃកំពុងកាន់ការ៉េមមួយដើមដៃលេទីសម្លឹងមើលការ៉េមដើមនោះមិនដាក់ភ្នែកនាងចាំងភ្លឺផ្លែកលេជឺសិនក៏យល់ថាស្រីទៅចង់បានអ្វីក៏ប្រាប់ភ្លាមថាមកដល់នេះហើយត្រូវតែញ៉ាំការ៉េមសិនអូនរងចាំនៅទីនេះសិនណាបងនឹងត្រឡប់មកវិញភ្លាមដៃលេទីនោះហើយក៏ងក់ក្បាលជ្រើស្ងៀមយ៉ាងស្ដាប់បង្កាប់នាងនៅតែលេងជាមួយតាខ្លាមុំនឹងទន្សាយយ៉ាងសប្បាយរីករាយនៅខាងមុខនាងមានជុំនោះកំពុងតម្រង់ជួបគ្នាមាននោះពុកកំណាក់ក្បាលតំពេដឹកដៃកូនប្រុសតែកាន់យន្តហោះលេងកំពុងដើរមកឃើញដៃលីទីនៅម្នាក់ឯងក៏ញឹមរួចដើរមកបុកនាងមនុស្សចាំវិញឃើញដូច្នេះក៏សួរថាធ្វើស្អីហ្នឹងមនុស្សគ្មានសិលធម៌ក្នុងជួរអីចឹងសួស្ដីអ្នកទាំងអស់គ្នាក្មេងម្នាក់នោះលេងយន្តហោះមិនប្រយ័ត្នធ្វើឲ្យវាចំក្បាលរបស់ដៃលីទីនាងខ្ទោកបានដែលកំពុងហាមប៉ោងរបស់ខ្លួន
ស្រែកមួយតំហឹងរួចនិយាយដោយកំហឹងថាក្មេងអើទៅតែវាខ្ញុំដល់ជាតិណាចូលនិយាយសុំទោសខ្ញុំមកក្មេងម្នាក់នោះឆ្លើយដល់យ៉ាងប្រហើនថាទៅតែថាខ្ញុំមិនជាតិនេះដូចគ្នានឹងខ្ញុំក៏មិនមែនចង់ធ្វើបែបនេះដែរឪពុកម្នាក់នោះក៏ខឹងសម្បារហើយនិយាយទៅកាន់ដៃលីទីថាក្មេងនេះពិតជាជារឿងច្រើនមែនសម្រាប់ពេលនោះដែរលីស៊ឺឈិនក៏ដើរចូលមកសួរថាលោកទៅតែនិយាយអ្វីមិញកូនស្រីខ្ញុំធ្វើអ្វីខុសមែនទេចង់និយាយអ្វីក៏និយាយទៅខ្ញុំនេះកំពុងតែខ្វល់សង្ហារបស់លីស៊ឺឈិនព្រមទាំងទឹកមុខដ៏ត្រជាក់ស្រេបរបស់គេដែលបានបង្ហាញខ្លួនបានធ្វើឲ្យអ្នកទាំងអស់គ្នាដកស្លុតយ៉ាងខ្លាំងគេអោនចុះហើយហុចកាន់ឲ្យដៃលីទីរួចចង្កុយចុះនៅចំពោះមុខក្មេងស្រីតូចហើយសួរថាលីទីតូចមិញនេះមានរឿងអ្វីកើតឡើងដៃលីទីក៏ប្រញាប់ដឹងថាពូនេះចេះតែមកជ្រៀតជួរួចហើយរបស់លេងរបស់បងប្រុសសម្នាក់នេះក៏បោកចំមុខរបស់ដៃលីទីមួយម៉ាត់សោះលីស៊ឺឈិនស្ដាប់រឿងចប់កងអែលក្បាលដៃលីទីបន្តមកក៏ក្រោកឈរឡើងហើយនិយាយដោយកំហឹងថាលោកពូមុនដំបងគុំប្រុសរបស់លោកគួរតែនិយាយសុំទោសសិនមែនទេពុកអ្នកនោះខឹងខ្លាំងក៏ចាប់ឲ្យលីស៊ឺឈិនសើចចោតសួរថារបួសនៅអីណាប្រាប់មកឲ្យឆាប់ទៅនៅឯណាខ្ញុំមើលលីស៊ឺឈិនខឹងខ្លាំងក៏រុញតែគាត់ចេញហើយនិយាយដោយសម្លេងត្រជាក់ថានៅទីនេះស្ដាយមានកាមេរ៉ាសុវត្ថិភាពអ្នកណាជាជួអ្នកណាមលោភបំពានធ្វើឲ្យអ្នកអតីតរបួសគឺត្រូវបានថតជាប់យ៉ាងច្បាស់ទាំងអស់បាទសូមលោកទៅតម្រង់ជួតមួយវិញទៅជាងចាស់ម្នាក់នោះដូចនេះក៏បាត់ដៃឲ្យឡើងរួចជាថាអានេះកំឡុះនេះលីស៊ឺឈិនខឹងខ្លាំងរហូតបញ្ចេញកំហឹងសម្លាប់មនុស្សចេញមកហើយសួរថាលោកចង់វាយគ្នាមែនទេបានទៅខាងនោះតែខ້ອຍវាយកុំធ្វើឲ្យប៉ះពាល់ដល់ក្មេងពេកមុនដំបូងសូមឲ្យកូនប្រុសលោកសុំទោសសិនកំហឹងដល់សង្កត់របស់គេធ្វើឲ្យជើងចាស់ម្នាក់នោះភ័យខ្លាចរហូតដល់ថយក្រោយគាត់ក៏ប្រញាប់ស្លម្នាក់ជំវិញខ្លួនដែលកំពុងតែជាប្រមាថគាត់ចុងក្រោយគាត់គ្មានចម្រាស់ក៏បង្ខំកូនខ្លួននឹងឲ្យសំទើរួចក៏ប្រញាប់រត់គេចខ្លួនទៅចំណែកគេលីស៊ឺឈិនវិញគឺពិតជាមានមោទនភាពខ្លាំងណាស់ប៉ុន្តែនៅក្នុងចិត្តវិញគឺកំពុងតែបែកគ្នាចុះខ្លួនសំណាងឲ្យតែគាត់ទៅបាត់បើប្រៀបនឹងមានធំបំបែបនោះខ្ញុំណាអាចជួយឈ្នះទៅបន្ទាប់ពីរឿងរ៉ាវមួយនេះស៊ឺកំណំដៃលីទីតែជិះកង់វិលយកឃើញដៃលីទីស្ងាត់ស្ងៀមលីស៊ឺឈិនក៏ព្រួយបានបំផុតហេតុអ្វីកូនមិននិយាយអ្វីសោះចឹងតាមពីហេតុការណ៍មួយនេះមែនទេដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់កូនតូចបន្ទាប់ពីចុះពីលើកន្ត្រកវៃលីស៊ឺឈិននិងតលីទីអង្គុយលើកៅអីគេដកដង្ហើមធំរួចចោទថាខ្លួននឹងធ្វើខូចការទៀតហើយនៅឃើញដល់លំមានលេខ30នៅក្នុងសៀវភៅដែលថាត្រូវនាំក្មេងទៅសួនកំសាន្តតោះដើម្បីបង្កើតអនុស្សាវរីយ៍បាយជិញជាមួយគ្នាធ្វើឲ្យគេខឹងនឹងខ្លួននឹងខ្លាំងណាស់ហេតុអ្វីបានជាខ្លួននឹងទុកឲ្យក្មេងតូចរងចាំម្នាក់ឯងយូរដល់ថ្នាក់នោះទៅវិញខ្លួនឯងពិតជាងងមែនស្រាប់តែតលីទីផ្អែកក្បាលមកលើស្មារបស់គេធ្វើឲ្យគេឆ្ងល់យ៉ាងខ្លាំងតលីទីក៏សួរឡើងថាបងស៊ឺឈិនជាអ្វីដែលតលីទីនិយាយមែនទេកាលពីមុននេះបងថែមនឹងការទីទៀតផងលីស៊ឺឈិនញញឹមហើយអង្អែលក្បាលនាងធ្នមមើលទីប្រកាសឲ្យបងមិនអាចចរណាមក៏ធ្វើបាបអូនបានទេតលីតេក៏រំជួយចិត្តយ៉ាងខ្លាំងក្មេងតូចនៅឃើញដល់រឿងរ៉ាវក្នុងពិភពពីមុនដែលនាងធ្លាប់ត្រូវបានឪពុករបស់មិត្តអភ័ក្តិរុញចេញហើយសួរថាហេតុអ្វីកូនហែលលួចរបស់គេបែបនេះពេលនោះក្មេងតូចបានបញ្យល់ថាមិនមែនទេគឺគេទេដែលចូលរបស់នោះមកដាក់ក្នុងកាបូបរបស់កូនដែលខ្លួនឯងម្នាក់នោះមិនជឿហើយឌីទៅកាន់សាស្ត្រាចារ្យថាសាស្ត្រាចារ្យទីនេះខ្ញុំដឹងថាលោកជាមនុស្សចិត្តល្អក្នុងការឧបត្ថម្ភដល់ការអប់រំក្មេងនៅមណ្ឌលកុមារកំព្រាសន្តែកុំទុកឲ្យក្មេងមិនល្អបែបនេះមកប៉ះពាល់ដល់អ្នកដទៃឲ្យសោះតលីទីបានហើយក៏អួតតិចថាកូនមិនបានធ្វើទេកូនពិតជាមិនបានយករបស់គេមែនបន្ទាប់មកនាងក៏បាននោះសម្ដីនិយាយដើមរបស់សឹកតៃទៀតម៉ាក់ខ្ញុំប្រាប់ថានាងគឺជាក្មេងកំព្រាគ្មានអ្នកចិញ្ចឹមហេតុអ្វីព្រមសារភាពថាខ្លួនលួចរបស់គេទៅនាងគ្មានឪពុកម្ដាយការពារទេគួរឲ្យអាណិតណាស់តលីទីរំជួយចិត្តឲ្យសួរខ្លួននឹងថាតើនេះជាពុកមែនទេក្មេងទៅចិញ្ចឹមយ៉ាងមានសុភមង្គលហើយនិយាយទៅកាន់លីស៊ឺឈិនថាគ្មានអ្វីទេបងតលីទីគ្រាន់តែមានអារម្មណ៍ថាសនុកសុខស្រួលនិងមានក្តីសុខខ្លាំងណាស់បានមកសួនកំសាន្តគឺសប្បាយណាស់ទៅហើយអ្វីដែលសំខាន់បំផុតគឺបានការពារតលីទីអ្វីដែលសំខាន់បំផុតនោះគឺអាចិតតៃលីទីយ៉ាងល្អបំផុតតលីទីមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ព្រោះតែទួបានភាពកក់ក្ដៅដូចជាមាននុពុកនៅក្បែរលីស៊ឺឈិនបែបនេះក៏ចិត្តមឹងតលីទីអបតកាញរីក្រេហើយសរសើរថាបងគ្រាន់តែក្រវីដៃមួយទំហឹងក៏អាចឆ្លៃទិញលីស៊ឺឈិនខ្មាស់ស្អៀមបន្តិចមែនហេបងខ្លាំងដល់ថ្នាក់មែនទេគាត់ដាក់សៀវភៅមួយក្បាលចេញពីដៃកណ្ដងហាមទំហើយបោះចោលក្នុងធុងសម្រាមបន្ទាប់មកគាត់ក៏ដាក់ដៃដែលឲ្យសួរថាទៅវិញទៅលីទីតើកូនចង់ទៅលេងអ្វីទៀតទេក្មេងស្រីទូសប្បាយចិត្តខ្លាំងណាស់នាងញ៉ាំការ៉េមរួចក៏ទូសបលីស៊ឺឈិនមកថតរូបលេងបន្ទាប់មកក៏ត្រូវបានគាត់ពោលឡើងដើម្បីមើលផ្កាភ្លើងហើយថែមទាំងបានលេងសេះវិលទៀតបន្ទាប់ពីហត់នៅពេញមួយថ្ងៃលីស៊ឺឈិនក៏ដកដង្ហើមធំងុយគេណាសះគាត់ភ្ញាក់ខ្លួនសួរខ្លួនថាចាំបន្តិចដើរឡើងរួចហើយមែនទេគាត់ងាកក៏ក្រោយទៅមើលឃើញដាលីទីកំពុងតែដើរតាមពីក្រោយខ្សោយក៏មានចម្ងល់ក្នុងចិត្តថានៅមានអារម្មណ៍មិនមានសុវត្ថិភាពទៀតមែនទេលីស៊ឺឈិនក៏ឡែកមើលទៅដោយឈុតគេងប្រហែលជាដោយសារតែនាងកាន់តែចូលចិត្តបងស៊ឺឈិនទៅនាងកាន់តែចង់នៅក្បែរបងបែបនេះ
នាងកំពុងផ្អៀងក្បាលទីញ៉ារបស់គាត់រួចដកដង្ហើមធំហើយនៅទីនៅខាងក្នុងផ្ទះបាយលេខសៃចិនចង់សក់ឲ្យស្រួលបួលវាបោះចំហូបអាហាររួចរាល់ក៏និយាយថាបន្ទាប់ពីវឹកហាត់ធ្វើហូបអស់2ខែមកនេះគឺមិនអាចធ្វើហូបដែលញ៉ាំបានដល់កម្រិតនេះហើយគាត់លើកំហូបចេញមកទឹកដាក់លើរត់និយាយថាហើយដាលីទីដែលកំពុងចង់សក់កន្ទុយសេះកំពុងសម្លឹងមើលទៅក្រៅបង្អួតដោយភាពកត់សរសើរលីសៃចិនអសែងចង់មុខចេញរួចសួរថាកូនកំពុងមើលអ្វីហ្នឹងអាលីទីនៅតែសម្លឹងមើលទៅខាងក្រៅយ៉ាងយកចិត្តទុកដាក់គាត់ក៏មើលទៅតាមនោះដែរឃើញក្មេងគេនៅផ្ទះតមកគ្នាក៏សួរក្នុងចិត្តថាឬមួយកូនចង់ទៅលេងជាមួយក្មេងនៅខាងក្រោមនោះត្រូវហើយជាទូទៅនាងតែងតែនៅក្បែរតែខ្លួនបងក្មេងទីគឺតែងតែចូលចិត្តលេងជាមួយមិត្តភក្តិដែលអាយុប្រហាក់ប្រហែលគ្នាវាជារឿងធម្មតាទេប៉ុន្តែការប៉ັດទៅវេដាលីទីកំពុងនោះគឺធីកំពុងគិតថាពេលនេះប្រតិច្រើនពេកហើយវាមើលទៅដូចជាការ៉េមអញ្ចឹងលេខសចិនឃើញក៏ស្នេហ៍ដល់សិក្សារបស់លីទីគាត់ក៏មានការភ្ញាក់ផ្អើលហេតុអ្វីបានជានាងទុយស្រាប់តែមានអារម្មណ៍ក្រៀមក្រំខ្លាំងបែបនេះឬមួយនាងកំពុងនឹកឃើញរឿងដែលខ្លួនធ្លាប់ត្រូវបានគេរើអាំងពីមុនមកចំណែកកៃតាននេះក៏គិតក្នុងចិត្តថាហើយជាដោយសារអាកាសធាតុដុតជាក់ពេកហើយបានជាលោកសៃចិនមកនឹងញ៉ាំការ៉េមទៀតអ្នកទាំងពីរកើម្នាក់ម្យ៉ាងខកគ្នាឆ្ងាយណាស់រួចក៏នាំគ្នាឡើងទៅបាយដើម្បីទួតទានអាហារលេខសៃចិនក៏សួរឡើងថាលីទីអើយធំតាពេលដែលបងចេញទៅធ្វើការនៅផ្ទះអូននៅម្នាក់ឯងមានអាឡាមអផ្សុកទេមិនអផ្សុកទេចាហើយក៏មានដំរុំតូចទាំងនោះមកលែនលីទីដែរញ៉ាំអាហារយ៉ាងមានរបៀបរៀបរយពួកដំរុំតូចក៏លេចមុខចេញមកពួកជំនាញខ្លួននាងហើយក៏មកគ្នាខ្នងនៅតាលីទីធ្វើឲ្យនាងមានសេចក្តីសុខខ្លាំងណាស់តែលីទីពេញចិត្តនឹងជីវិតពេលនេះខ្លាំងណាស់មានលោកសៃចិនមានផ្ទះធំក្តៅក៏ដែរសម្រាប់រស់នៅហើយថែមទាំងមានរបស់ឆ្ងាញ់ជាច្រើនសម្រាប់ញ៉ាំទៀតគ្រាន់តែថានឹកអាណាបន្តិចបន្តួចលីសៃចិនបាននៅដូច្នេះក៏ឆ្ងល់រួចសួរថាអាននឹងជាអ្នកណាអានគឺជាមិត្តល្អរបស់តាលីទីពួកយើងស្គាល់គ្នាពេលដែលនៅកណ្ដាលព្រៃពេលនោះកន្ទុយដឹងក៏តែមានរបួសលីសៃចិនដែលដូច្នេះក៏នឹកគិតថាវាប្រហែលជាសត្វឆ្កែមួយក្បាលរួចក៏គិតក្នុងចិត្តថាពេលនៅក្នុងព្រៃបានជួបសត្វតូចមួយក្បាលវង្វេងផ្លូវមែនទេតាលីទីក៏រៀបរាប់បន្ទាប់ថាតាលីទីចង់នាំគេទៅព្យាបាលរបួសប៉ុន្តែពេលនោះអានមិនសូវហានស្និទ្ធស្នាលជាមួយអូនទេគេស្ដាប់ហើយក៏គិតក្នុងចិត្តថាស្ដាប់តែហាក់ដូចជាមានការប្រុងប្រយ័ត្នណាស់តាលីទីនៅឃើញរឿងរ៉ាវពេលនោះនាងលោកដៃទៅប្រើវេទបន្តព្យាបាលរបួសឲ្យអានរួចនិយាយថាប្រហែលជាដោយសារជួបគ្នាលើកដំបូងបានជាគេគិតថាខ្ញុំនឹងធ្វើបាបគេនៅតាលីទីទៅដឹងថាអានរងរបួសគឺមកពីដណ្ដើមចំណីជាមួយខ្លាឃ្មុំលីសៃចិននោះហើយក៏ភ្ញាក់ផ្អើលរួចសួរថាដណ្ដើមចំណីជាមួយខ្លាឃ្មុំមែនទេចំពោះសត្វតូចជាមួយក្បាលតែទៅរួចយ៉ាងម៉េចទៅនៅក្នុងការស្រមើស្រមីរបស់គាត់នៅពេលនោះលីសៃចិនគាត់បានឃើញសត្វតូចមួយក្បាលកំពុងតែប្រយុទ្ធវិញយកខ្លួនដោយសារភាពភ័យខ្លាចនៅចំពោះមកខ្លាំងមុំដ៏ធំមួយក្បាលដាលីទីតែនេះក៏ព្រោះតែគេត្រូវគេធ្វើបាបអានល្អខ្លាំងណាស់គេគឺជាមនុស្សតែម្នាក់គាត់ដែលព្រមលេងជាមួយអូនលីសៃចិនដូច្នេះក៏ដងហើមធំព្រះឲ្យមកដល់តែម្នាក់គាត់បែរជាសត្វទៅវិញដាលីទីនិយាយរៀបរាប់បនអានក៏មិនមានប្រមាថដែរប៉ុន្តែអ្នកម្ដាយខ្សាឡាមិនព្រមឲ្យអូននាំគេត្រឡប់ទៅផ្ទះទេពួកអូនបានត្រឹមតែជប់គ្នាជាញឹកញាប់នៅខាងក្រៅតែប៉ុណ្ណោះពេលនេះដាលីទីនៅទីនេះហាំប្រកាសជាសោកសៅខ្លាំងណាស់ដែលមិនអាចរកអូនឃើញលីសៃចិននោះហើយក៏មានអារម្មណ៍ច្បុកច្បល់មិនដឹងថាត្រូវធ្វើបែបណាឡើយស្រាប់តែគាត់នឹកឃើញគំនិតមួយហើយនិយាយថាកូនតូចលីទីបាយនឹកអូនទៅលេងខាងក្រៅដាលីទីហើយក៏ផ្អៀងក្បាលសួរគាត់ដកដង្ហើមធំនៅក្នុងចិត្តបងនៅតែចង់ឲ្យកូនតូចចំណែកនេះមានមិត្តភក្តិឲ្យបានច្រើននាំកូនតូចចេញទៅលេងជាមួយក្មេងផ្សេងទៀតនៅសួនច្បារប្រសិនបើបងនៅទីនោះនាងនឹងមិនត្រូវគេធ្វើបាបទៀតទេអ្នកស៊ីថ្ងៃនោះស្អីច្បាស់នាំដាលីទីចេញទៅខាងក្រៅហើយនិយាយថាដើរយឺតតែបន្តិចប្រយ័ត្នដួលណាពេលនេះដាលីទីកំពុងដើរលើវាព្រិលហើយនាងក៏និយាយដោយក្តីរឹករាយថាស្រាប់តែមានស្រមោលខ្មៅមួយបានស្ទុះមករកធ្វើឲ្យដាលីទីភ្ញាក់ផ្អើលហើយសួរថាហាសស្រមោលខ្មៅនោះបានស្ទុះឆ្ពោះទៅរកដាលីទីធ្វើឲ្យនាងដួលខ្ពស់ទៅលើដីធ្វើឲ្យលីសៃចិនភ្ញាក់ផ្អើលយ៉ាងខ្លាំងស្រាប់តែមានកូនឆ្កែតូចមួយក្បាលលេចមុខឡើងស្ទុះចូលទៅក្នុងរង្វង់ដៃរបស់ដាលីទីហើយនាងក៏សួរដោយរំភើបថាអានហេតុអ្វីបានជាអ្នកនៅទីនេះលីសៃចិនឃើញដូច្នេះក៏ដោយភាពឆ្ងល់ថាអានថាអានថៃអាជីឈប់សិនប្រាប់ឲ្យមកទីនេះលឿនឡើងកូនតូចលីទីកុំឲ្យផ្ដាអាស្រ័យឲ្យសោះលីសៃចិនលោកដៃទៅដើម្បីបិដាលីទីឲ្យក្រោកឈរឡើងស្រាប់តែឆ្កែតូចនោះបានព្រាមរុញដៃគាត់ចេញដល់រូបរាងคล้ายទៅជាពាក់កណ្ដាលមនុស្សពាក់កណ្ដាលសត្វបងពីមុខដាលីទីឲ្យសួរថាអ្នកហើយអ្នកណាសុទ្ធដៃជាឆ្កែបងមិនអនុញ្ញាតឲ្យប៉ះពាល់គេទេទៅបានស្ទើរទាំងអប់ដែរលេក្មេងស្រីលីតូចគឺបងដែលបានបបបញ្ឆោតគេឲ្យមកកាន់ពិភពលោកនេះលីក៏បាននិយាយទៀតថាក៏មកធ្វើជាមិនដឹងអីនៅលើខ្លួនបងមានក្លិនវេទមន្តបងមិនមែនជាមនុស្សមកពីពិភពលោកទេបងបានចាប់ចម្រិតគេឲ្យមកនៅទីនេះតែម្នាក់ឯងបងចង់ទីដីប្រញាប់បកស្រាយថាអាណាតអឹងយល់ច្រឡំហើយ
គឺយើងដល់ចេះដនបានធ្លាក់ចូលទៅក្នុងរង្វង់វេទមន្តនៃពេលវេលាគឺបងអេសេដែលបានជួយសងក្រោះយើងតើចុះឲ្យវិញអញមកទីនេះដោយរបៀបណាស្ដាប់ហើយក៏ឆ្ងល់ក្នុងចិត្តថាអីចឹងទេសេអញមិនបានតាក់ទងមកយើងយូរណាស់មកហើយយើងស្មានតែងត្រូវលោកស្រីនេះការអំខាំទៀតហើយយើងក៏បានលួចតែមិនឡកកុមារកំព្រាដើម្បីរកឹងតែរកមិនឃើញសះដូច្នេះហើយយើងក៏ដានតាមក្លិនរបស់ឯងរហូតដល់ឃើញរង្វង់វេទមនុស្សលីស្ដាប់ហើយក៏គិតក្នុងចិត្តថានិស្ស័យបែបនេះហើយនៅហានប្រកែកទៀតថាខ្លួនមិនមែនជាសត្វឆ្កែអញពូកេណាសៀមាក៏មិនប៉ុនមានដែរបន្ទាប់មកក្មេងប្រុសក៏ចាប់ដៃហើយនិយាយថាឥឡូវរកឃើញយើងហើយយើងត្រឡប់ទៅវិញជាមួយគ្នាណាអីយើងនៅចាំទីដាំងនៃរង្វង់វេទមនុស្សបានស៊ីសេឆានហើយក៏ប្រញាប់ទៅវិញចាំសិនបងហើយដែលមកដើម្បីទិញក្មេងទាំងពីរស្រាប់តែស្លាប់បាត់ស្មារតីធ្វើឲ្យដៃលេទីអីភ្ញាក់ផ្អើលយ៉ាងខ្លាំងភ័យខ្សោយស្លាប់ហើយលើកដៃឡើងនិយាយថាបងមិនទាន់បានធ្វើស្អីគេផងណាដៃលេទីលីហ្សេបញាប់ដល់មកពិនិត្យស្ថានភាពរបស់រួចក៏ភ្ញាក់អំភើលហេតុអ្វីបានជាក្មេងនេះក្តៅខ្លួនខ្លាំងម្ល៉េះរួចមកបងក៏បីក្មេងប្រុសនោះត្រឡប់ទៅផ្ទះដាក់ក្មេងនោះនៅលើគ្រែដើម្បីជួយបន្ថយកម្ដៅដៃលេទីអ៊ីលីស៊ីអូនទៅសម្រាប់ទៅនៅត្រង់នេះបងនឹងមើលថែគេអោយដៃលេទីអ៊ីសួរត្រីឃើញបែបនេះក៏និយាយថានៅប្រកែកថាអត់ងុយទៀតទៅក្មេងនោះមិនគួរដេកយប់ជ្រៅពេកទេបងនឹងមើលថែគេឲ្យបានល្អដែលលេទីហៅចង់ដេកភ្នែកប្រំប្លុចហើយឋានបានចាស់បងចាស់គ្រាត្រីសួស្ដីណាភ្ញាក់ឡើងវិញកុំភ្លេចប្រាប់អូនផងណាពេលនេះនៅលើក្រែឡើងខ្ញុំនឹងការពារអ្នកដូច្នោះក៏ញឹមឈឺធ្ងន់ដល់ថ្នាក់នេះហើយនៅតែមានភាពក្លាដដែលព្រឹកថ្ងៃបន្ទាប់ដែលលេភ្ញាក់ពីគេងក្មេងតូចកំពុងអង្គុយញ៉ាំអាហារពេលព្រឹកនៅលើបន្ទាប់ពីញ៉ាំរួចនាងប្រញាប់ចុះពីលើកៅអីដែរតែលេទីញ៉ាំឆែតហើយអូនទៅមើលអែនថាញាក់ឬនៅបន្ទាប់មកក្មេងតូចក៏រត់ត្រកពោះចេញទៅ Trey ឃើញបែបនោះក៏ដកដាងហើមធំក្នុងចិត្តតមានរឿងអ្វីកើតឡើងនឹងខ្ញុំពិតជាមិនចង់ឲ្យក្មេងម្នាក់នោះភ្ញាក់លឿនបែបនេះទេសិនជាគេភ្ញាក់ឡើងគេនឹងនាំដៃលេទៅបានហើយខ្ញុំពិតចង់ឲ្យក្មេងម្នាក់នេះទៅណាទាំងអស់គឺដល់ត្រឹមនេះក៏ចាប់ផ្ដើមមានអារម្មណ៍ចោមច្បោកច្បល់ដល់ពេលនេះសំឡេងរបស់ដៃលេស្រែកខ្លានទីបំផុតអ្នកក៏ភ្ញាក់ឡើងវិញហើយក៏ប្រញាប់ដើរចូលទៅខាងក្នុងដើម្បីមើលស្ថានភាពនិយាយទៅកាន់ដៃលេទីថាគឺព្រោះតែខ្ញុំខ្សោយពេកទៅបើសន្លប់ទៅបែបនេះពេលនេះខ្ញុំមិននេះទេយើងទៅឲ្យលឿនទៅដៃលេទីឆ្លត់មកទាំងតោះស្លុតចាំសិនក្មេងនៅឈឺនៅឡើយទេបើនាំគេទៅពេលនេះគឺមិនមានសុវត្ថិភាពទេដៃលេទីខ្ញុំមិនចង់ត្រឡប់ទៅទីនោះទេលេចនៅក៏ភ្ញាក់ផ្អើលអីគេអ្នកមិនចង់ត្រឡប់ទៅវិញទៅដៃលេទីឆ្លើយទឹកមុខក្រៀមដៃទីមិនចង់ត្រឡប់ទៅកន្លែងត្រជាក់តែជាមួយនោះទេនៅទីនេះមិនដូចនៅទីនោះទេបងជ្រាបដូចជាបាអញ្ចឹងបងបានផ្ដល់ឲ្យដៃលេទីនៅគ្រួសារមួយតែបងនឹងមិនឲ្យដៃលេត្រូវឈឺចាប់ឡើយក៏ប្រញាប់និយាយថាមិនមែនហើយបងដឹងថាពីមុនមកព្រះអន្តូលីទីតែតើគេធ្វើបាបប៉ុន្តែនៅទីនេះក្មេងម្នាក់នេះនឹងមិនជួបហេតុការណ៍បែបនេះទៀតឡើយឡាអានដូច្នេះក៏សែកឡើងទាំងកំហឹងតើលីទីម្នាក់នេះតម្លៃនេះបោកប្រាស់ហើយមែនទេឡាអានខឹងស្បាយយ៉ាងខ្លាំងហើយចង្អុលមុខលើនេះζើជេរប្រតិចមិននឹកស្មានថាម្នាក់នេះវាឆ្លាតដល់ថ្នាក់នេះសោះវាបោកបញ្ឆោតនាងរហូតដល់ខ្លាយជាបែបនេះហើយដូពុកក្លេទីប្រញាប់ពន្យល់ភ្លាមអាសឺមិនមែនជាមនុស្សបែបហ្នឹងទេគាត់មិនដូចពួកនោះទេសរុបលេទីមិនចង់ត្រឡប់ទៅវិញទេឡាអាននៅបែបនេះក៏ស្មុគសោកសៅម្នាងធ្លាប់និយាយថាពួកជាមិត្តសម្លាញ់នឹងគ្នាទេហេនឹងចង់បានអ្នកមានកូនបែបនេះទៅសុកចិត្តបបងខ្ញុំចោលមែនទេលីស៊ឺនៅដូចនេះក៏ជិះចាប់ក្នុងចិត្តហើយសម្លឹងមើលឡាអាននៅពេលដែលឃើញរូបភាពខ្លួននឹងការពីយតីកាគាត់ក៏គិតក្នុងចិត្តថាស្រាប់តែដៃលីប្រញាប់និយាយថាពេលនេះ Zech ក៏និយាយឡើងថាតាមពិតទៅកូនឯងស្នាក់នៅទីនេះជាមួយពួកយើងបានណាលុះបាននេះភ្លាមក៏ងាក់ក្បាលវិញលី Zech និយាយទៅកាន់អានថាមែនទេហេតុអ្វីកូនមិនស្នាក់នៅទីនេះជាមួយពួកយើងទៅកំពុងអង្គុយនៅតាអាហារហើយគិតក្នុងចិត្តថាខ្លួននឹងប្រហែលជាប្រញាប់ពេកហើយការសម្រេចចិត្តទទួលចិញ្ចឹមក្មេងទាំងពីរនាក់នេះលុយសន្សំរបស់គាត់ពិតជាគួរឲ្យព្រួយបារម្ភមែនឲ្យស្លាប់ហើយអស់លុយបាត់ហើយគាត់ដល់ត្រឹមនេះក៏ដកដងហើមធំចំណែកខ្លះកាន់វែងកំពុងអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវនិយាយលេងជាមួយនាងនៅពេលនេះកំពុងតែស្បាយរីករាយចង្អុលទៅទូទស្សចំណែកឡាកអានក៏ក្រោវិត្រជាកនៅពេលលុះសម្លេងក្នុងចិត្តរបស់ Zechen នាងក៏គិតក្នុងចិត្តថាអស់លុយមែនទេក្មេងប្រុសស្នេហ៍នៅឃើញដល់ពិភពលោកចាស់របស់គេមានមនុស្សម្នាក់ដើរចូលមកសួរថា2ខែមកហើយតើនៅពេលនេះតាប់អ្នកសងលុយខ្ញុំពុករបស់ក្មេងប្រុសឆ្លើយតបថាសូមមេដាផ្ដល់ពេលឲ្យខ្ញុំបន្តិចទៀតចុះពេលនេះកំពុងតែអង្គុយកំប៉ក់នៅជ្រុងខាងបុរសម្នាក់នោះក៏ឃើញក្មេងប្រុសក៏ទិញក្មេងប្រុសនោះទៅភ្លាមរួចនិយាយថាខ្ញុំមិននឹងឡក់ក្មេងម្នាក់នេះឲ្យអ្នកកុំឃើញជាមួយនេះស្គមស្កាំងអីប៉ុន្តែវាធ្វើការបានល្អណាស់កុំធ្វើអី Sli Zechen
សប្តាហ៍មានសារមួយផ្សាយចូលមកជាការផ្សាយពាណិជ្ជកម្មរបស់មជ្ឈមណ្ឌលទិញទំនិញសេនិងរៀបចំកម្មវិធីសម្រាប់ពុកកំដៅនិងកូនពីរនៅថ្ងៃទី1 ខែ 1សូមចុះឈ្មោះដើម្បីដណ្ដើមយកជ័យលាភទៅក្នុងការប្រកួតហើយអ្នកនឹងទទួលបានប្រាក់សុទ្ធចំនួន8585បាយ័ននិងកញ្ចប់អំណោយផលិតផលសម្រាប់កុមារសូមមិត្តទាំងអស់គ្នាកុំភ្លេចចូលរួមឲ្យបានច្រើនកុះករណាSally ក៏មិនអន់ទេតើពេលនេះឡើងរនៅទីនេះរងចាំហូតដល់គេជាស្បែកស្បើយពួកយើងនឹងនាំគ្នាទៅទិញអីវ៉ាន់ខាងក្រៅបន្តិចDaily ទី2ក៏សួរដោយរំភើបថាទៅលេងខាងក្រៅទៀតមែនទេឡើយណាចំណែកឡើងអានវិញនៅតែមានការសង្ស័យជាក់ស្ដែងណាស់គឺគាត់ឡប់ពួកយើងទាំងពីរនាក់ដើម្បីយកលុយនឹងអើងរងចាំឲ្យខ្ញុំជាពេកជំងឺសិនទៅទើបអាចឡកបានថ្លៃជាងនេះពីចឹងត្រូវឲ្យដារេឃើញមុខពិតរបស់អាមអ្នកនេះទៅលែអានធ្វើមុខជួយចត់ក្តាប់ដៃណែនព្រឹកថ្ងៃបន្ទាប់ដល់ពេលទៅដល់មុខផ្សារទំនើបលែអានភ្ញាក់ផ្អើលមាត់ហាបកតើនេះកំពុងតែមានរឿងអីកើតឡើងទៅនេះអ្នកសម្របសម្រួលកម្មវិធីនិយាយយ៉ាងរីករាយថាសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ព្រឹត្តិការណ៍ប្រកួតប្រជែងរវាងឪពុកម្ដាយនិងកូនរង្វាន់កម្មវិធីនេះត្រូវបានឧបត្ថម្ភដោយពាណិជ្ជកម្មនៃណាម៉ាកយីហោខាងការចេមចេញលែអានឃើញដូច្នោះក៏ឆ្ងល់ខ្លាំងណាស់ចំណែកលេខ70នៅខាងនេះវិញកំពុងរំភើបខ្លាំងហើយក្តាប់ដៃដារេយ៉ាងណែនទីក៏កំពុងក្រវីតុងចិត្តយ៉ាងសប្បាយរីករាយដែរអ្នកសម្របសម្រួលកម្មវិធីនិយាយបន្ទាបថាបន្ទាប់ពីការលេងល្បែងកម្សាន្តតូចមួយចំនួនដើម្បីចម្រុះក្រុមឪពុកម្ដាយនិងកូនចុងក្រោយគេនឹងទទួលបានរង្វាន់លេខ1ហើយនឹងទទួលបានប្រាក់រង្វាន់បន្ថែមចំនួន5000យន្តទៀតផងដោយសារគ្រប់គ្នាសុទ្ធតែទន្ទឹងរង់ចាំយ៉ាងអន្ទះសាសដូច្នេះខ្ញុំសូមប្រកាសថាព្រឹត្តិការណ៍នេះត្រូវបានចាប់ផ្ដើមជាផ្លូវការហើយលែអានស្ដាប់ចាប់ប្រកិតក្នុងចិត្តថាយល់ហើយតាមរយៈការជ្រើសរើសផលិតផលទាំងឡាយដែលមានគុណភាពល្អបំផុតតាមរយៈវិធីសាស្ត្រចម្រុះតើផលិតផលអាចមានតម្លៃថ្លៃជាងមុនបានអ្នកសម្របសម្រួលកម្មវិធីដល់កក្តាស់ចេញមកហើយនិយាយថាកម្រិតដំបូងគឺការទាញប្រត់ទៅពេកខ្ញុំត្រូវបានបែងចែកជា2ក្រុមតាមពន្ធដែលចាប់បានក្រុមដែលចាញ់នឹងត្រូវចម្រុះចេញពេលនេះមានបុស្សម្នាក់ដែលមានរាងកាយមកមុននិយាយថាកំបាត់រំភើអីជាមួយនឹងកម្លាំងកាយរបស់ខ្ញុំច្បាស់ជាដឹកនាំក្រុមរបស់យើងឲ្យឈ្នះទាំងអស់គ្នាបានលេខជាសិននៅក្បែរនោះដូចណាបើអីចឹងល្អណាស់ពួកគេទាំងពីរនាក់ពិភាក្សាគ្នាថាព្រមព្រៀងគ្នាហើយលោកចង់សហការគ្នាទេដល់ពេលនោះយើងនឹងបែងចែកប្រាក់ចំនួន10នោះម្នាក់ពាក់កណ្ដាលម្នាក់ក្នុងភ្នែករបស់លេអានអ្នកទាំងពីរនៅខាងមុខនេះសុទ្ធតែជាមនុស្សអាក្រក់លេខជាសិនក្តាប់ខ្សែទាញប្រយ៉ាងណែនហើយញោខ្លួននិយាយថាទៅចំដំបងសាខ្លួនខ្ញុំក៏របួសបាត់ប្រាក់រង្វាន់នៅតែហើយលេអានក៏ចាប់ខ្សែពួរដែរស្ដាប់ចប់ក៏គិតក្នុងចិត្តថាប៉ិតដោយការបានស្មានមែនអ្វីពេកគឺគ្រាន់តែដើម្បីលុយប៉ុណ្ណោះបើអីចឹងក៏ទុកឲ្យវាឈ្នះទៅចោះព្រោះចាំខ្ញុំនឹងឲ្យដារេទីដីឃើញពីមុខមាត់ពិតរបស់អាអ្នកនេះក្តាប់ខ្សែពួរយ៉ាងណែនក្នុងដៃព្រាមទៅបន្ទាប់ពីអញ្ញកណ្ដាលប្រកាសចប់ក្មេងប្រុសនោះក៏ប្រឹងអស់ពីកម្លាំងកាយទាញខ្សែពួរនោះទៅមកខាងយ៉ាងខ្លាំងធ្វើឲ្យអ្នកនៅខាងនោះដួលផ្ងាក្រោយរមួលក្តាំងការប្រកួតក៏ដឹងចាញ់ឈ្នះយ៉ាងឆាប់រហ័សក្រោយចប់ការប្រកួត Lee Zhe-chen ដល់ដង្ហើមធំដោយភាពធ្វើស្រាយចំណៃដែលក៏រំភើបញាប់ញ័រដោយក្តីរីករាយអ្នកសម្របសម្រួលកម្មវិធីក៏និយាយឡើងថាសូមអបអរសាទរដល់ក្រុមដែលបានឈ្នះដែលបានឡើងទៅវគ្គបន្ទាត់ហើយហ្គេមរត់3ជើងក៏ចាប់ផ្ដើមឡើងនឹងត្រូវគេចងជើងជាប់គ្នារួចក៏នាំគ្នាដល់ហ្គេមបន្ទាប់គឺការកប់បាល់ដោយមានចងដៃលីស្រូវគេបើតែភ្នែកចិត្តហើយកប់បានទៅរកចំណែកក៏ខឹងសម្បារក៏ចាប់បាននោះក៏ដាក់វិញយ៉ាងរហ័សហ្គេមបន្ទាប់គឺគូរ៉ូបឲ្យទាយលើកនេះអ្នកគូរ៉ូបគឺហាឡាក់ចំណែកអ្នកទីគឺ Lee Zhe-chen បន្ទាប់ពីលេងអស់មួយសន្ទុះអ្នកសម្របសម្រួលក៏និយាយដោយរំភើបថាសូមអាសាទរចំពោះទាំង3ក្រុមពួកអ្នកចិត្តឈានដល់រង្វាន់តំចុងក្រោយហើយបន្ទាប់គឺការសាកល្បងការយកចិត្តគ្នារវាងឪពុកម្ដាយនិងកូនហើយក៏ជាពេលដែលត្រូវពិនិត្យមើល PC ចង្វាក់គ្នារបស់ពួកអ្នកផងដែរពេលនេះនៅសល់តែ3ក្រុមប៉ុណ្ណោះអ្នកសម្របសម្រួលក៏បន្តនិយាយថាខ្ញុំនឹងអានសំណួរបន្តមកគុណនឹងសឹបប្រាប់ចម្លើយមកកាន់ខ្ញុំហើយឪពុកម្ដាយនឹងសរសេរចម្លើយនៅលើក្តារខៀនសំណួរគឺទៅនៅពេលណាដែលចម្លើយដូចគ្នាទៅអាចចូលទៅវគ្គបំបានពេលនេះនៅក្បែរនោះលូជីងហេងកំពុងដើរលេងក៏មានអ្នកមករកគាត់ហើយនិយាយថាលូមកថ្មីរបស់ Illusion សម្រាប់ដល់ការក្រោយត្រូវបានដឹកមកដល់ហាងហើយទៅលោកចង់ទៅមើលសិនទេក៏ដង្ហើមធ្វើឆ្លើយថាអំភ្លាមនោះគាត់ក៏ចាប់អារម្មណ៍ឃើញកន្លែងលេងកំសាន្តកំពុងមានកម្មវិធីពេលឃើញ Lee Zhe-chen គាត់ក៏ភ្ញាក់ផ្អើលហើយសួរថាអេហេងក៏ប្រាប់បតញ៉ោវាចូលទៅក្នុងវងមនុស្សដើម្បីមើលស្ថានភាពហើយឆ្ងល់ក្នុងចិត្តថានេះគេបានជាអេសេនៅទីនោះពេលនេះនៅលើឆាការប្រកួតកំពុងតែប្រព្រឹត្តទៅលោកជីងហេងឆ្ងល់ខ្លាំងណាស់ក៏សួរខ្លួនថាសកម្មភាពជាមួយកូនចាស់អញ្ចឹងប៉ុន្តែអាចដែលនៅក្បែរកៅនឹងជាអ្នកណាទៅមិនមែនលើមុនមានតែស្រីតូចចម្នាក់ទេឯងពេលនោះអ្នកសម្របសម្រួលកម្មវិធីក៏និយាយឡើងទាំងអស់គឺដូចគ្នាទាំងអស់សូមអបអរសាទរទៅដល់អ្នកទាំងពីរដែលបានឆ្លងផុតចូលទៅវគ្គបណ្ដោយជោគជ័យអ្នកឈ្នះគឺ Lee Zhe-chen ជាមួយនឹងលើអានក្រោយពេលឈ្នះ Lee Zhe-chen ដដង្ហើមធំទៅក្នុងចិត្តថាខ្លួននឹងពិតជាខ្លាំងមែនស្មានមិនដល់ថាអៀឆ្លើយត្រូវច្រើនដល់ថ្នាក់នេះក្នុងបន្ទាប់ប្រឡងពេលនេះនៅសល់តែ2គូទៀតប៉ុណ្ណោះ
អ្នកសម្របសម្រួលកម្មវិធីនិយាយដោយភាពរំភើបលើនៅលើឆាកនៅសល់តែពីក្រុមចុងក្រោយប៉ុណ្ណោះហើយរង្វាន់ក៏កាន់តែខិតជិតមកដល់ពួកអ្នកហើយនៅក្នុងវគ្គចុងក្រោយនៃល្បែងនេះតើបុព្វកណ្ដាលត្រូវបាយកូននៅលើខ្នងក្រុមណាដែលទាញយកខ្សែបូរបស់ក្រុមខាងទៀតបានមុនក្រុមនោះនឹងទទួលបានជ័យជំនះលេងសុឈិនស្ដាប់ចុះភ្លាមក៏អន់ចុះប្រាប់ឡាអានថាលឿនឡើងឡាអានតូចរងចាំពេលដែលបងរលទៅមុខអូនត្រូវឆក់ឱកាសចុះដែលភ្លាមណាឡានៅដូច្នេះក៏នៅស្ងៀមហើយសួរខ្លួននឹងថាបៃសេក្មេងប្រុសតូចនៅមិនទាន់បានស្ងប់អារម្មណ៍ផងលេងសុឈិនក៏បានលើកដៃចាប់លើអានមកលើក្នុងខ្លួននឹងរួចសួរថាបានព្រឹងអីទៅកាំងកញ្ចឹងក៏បងឲ្យចប់ទៅឡាអានដែលត្រូវបានគេបីជាលើកដំបូងក៏ឡើងមកក្រុមភ្លាមក្មេងប្រុសនឹកឃើញដល់ពិភពមុនដែលគេធ្លាប់និយាយទៅកាន់ឪពុកថាឪពុកកូនចង់ឲ្យប៉ា3កូនប៉ារបស់គេរវងស្រាក៏ខឹងសម្បានហើយវាគេរួចសួរថាស្អីទៅបីអើបើក្បាលកូចចៅនេះយកអាអ្នកនេះចេញទៅឲ្យឆ្ងាយម្ដាយរបស់គេមិនហើយនិយាយថាកុំវាកូនអីរួចហើយគាត់ក៏អោបកូនចូលក្នុងទ្រង់ក្មេងប្រុសឈូនគាត់នៅម្ខាងមើលឪពុកគេ3កូនខ្លួននឹងរួចសួរថាស្វាបាយស្រីតូចឆ្លើយថាប៉ាអើយកូនចង់ឡើងខ្ពស់ជាងនេះទៀតត្រឡប់មកការពិតវិញលើអានសួរខ្លួននឹងថាការដែលត្រូវបានគេបីគឺមានអារម្មណ៍បែបនេះទេពេលនេះលេស៊ឺឈិនរ៉ៃហើយឡៃអានតូចធ្វើឲ្យលើអានភ្ញាក់ខ្លួនឡើងក្មេងប្រុសធ្វើមកឃើញឆ្ងល់ចំណែកលេស៊ឺឈិនក៏យំខ្សឹកសួរនិយាយថាមិនបានអូនភ្លេចខ្លួនចឹងអូនធ្វើឲ្យបងបាត់រង្វាន់អស់ហើយពេលនោះមនុស្សនៅក្រុមម្ខាងទៀតក៏បានដណ្ដើមយកជ័យលាភីចុងក្រោយទៅបាត់លេស៊ឺឈិនក៏មានអារម្មណ៍សោកសៅជាខ្លាំងក្រោយពីអកអំណោយមកជូនដាលេទីហើយហាមិញនេះអញកាត់អីហ្នឹងហេតុអីបានជាស្រាប់តែមិនកម្រើកខ្លួនសោះចឹងអត់មានអីទេក្មេងប្រកិតក្នុងចិត្តទាំងសោកសាថាមិនបានជាខ្លួននឹងទៅជាបែបហ្នឹងមេដែលគាត់បីខ្លួនក្នុងមិនបានជាខ្ញុំមានអារម្មណ៍ថាគាត់ក្តៅម្លេះខ្ញុំមិនអាចចាញ់បកគាត់បានទេបើគាត់មិនបានប្រាក់រង្វាន់នោះទេគាត់ច្បាស់ជាមិនព្រមលែកខ្ញុំឡើយព្រាមនោះលូជីងយៈក៏រត់មកដល់ស្រែកហៅថាលីសេសិនឃើញដូច្នេះក៏ប្រុងប្រយ័ត្នហើយគិតក្នុងចិត្តថាតើជាបាពួករបស់គាត់មែនទេលីសេសិនក៏ភ្ញាក់ផ្អើលគឺសួរថាលោកមកទីនេះធ្វើអីលឺជីងយីមានរឿងអីហ្នឹងលីសេសិនមិននឹកស្មានថាតើមានកំថែមម្នាក់ទៀតសោះថែមទាំងមកចូលរួមសកម្មភាពរបស់កំដៅនឹងកូនទៀតលីសេសិនរឿងវាយូរអង្វែងណាស់ខ្ញុំរើបានក្មេងម្នាក់នេះតាមផ្លូវហើយចាប់ពីពេលនេះទៅគេនឹងរត់នៅផ្ទះខ្ញុំលឺជីងយីស្ងៀមផ្ទះឯងចំណាល់កម្មាកំព្រាយ៉ាងម៉េចបន្ទាប់មកគាត់ក៏កន្លែងមើលទៅក្មេងទាំងពីរឃើញកំពុងសម្លឹងមើលមកគាត់ដោយខ្សែភ្នែកប្រុងប្រយ័ត្នចំណែកដែលលេទីអៃកំពុងតែរំភើបយ៉ាងខ្លាំងលឺជីងយីក៏និយាយខ្សែបត់ថានិយាយតាមត្រង់ទៅចុះប្រាក់ខែយ៉ងទៅអាចចិញ្ចឹមក្មេង2នាក់បានដោយរបៀបណាថ្ងៃក្រោយប្រហែលជាពិបាកខ្លាំងហើយដំបងឡៃខ្ញុំគាំទ្រឲ្យយើងចិញ្ចឹមក្មេងម្នាក់ប៉ុន្តែពីអ្នកគឺច្រើនពេកហើយតែពួកអាហារខ្ញុំមកគិតចំនួនសងដែរហេតុអ្វីអញមិនយកពួកវាទៅដាក់មណ្ឌលកម្មាកំព្រាទៅស្ដាប់ហើយក៏គិតក្នុងចិត្តថាយកទៅដាក់មណ្ឌលកម្មាកំព្រាឯងលីសេសិនធ្វើចឹងបានយ៉ាងម៉េចទៅបាននៅពីនោះក៏នៅស្ងៀមមួយផ្លែតលីចិញ្ចាំនិយាយថាបានសៀជាមួយក្មេងពីហើយមនុស្សពេញវ័យដូចជាខ្ញុំទៅអាចបោះបង់ពួកវាចូលដោយគ្មានទំនួលខុសត្រូវបែបនេះបានយ៉ាងម៉េចទោះបីជាគ្មានលុយក៏ដោយតែអ៊ីចឹងខ្ញុំនឹងរកប្រទេសចិញ្ចឹមពួកក្មេងទាំងពីរនាក់នោះថ្ងៃក្រោយខ្ញុំនឹងកំប្រឹងរកលុយឲ្យបានច្រើនហើយនឹងធ្វើការបណ្ដេញមកឲ្យច្រើនជាងនេះទៀតሻងទៀតនេះតូចលោចឹងយីក៏អាចជួយដៃជួយជើងបានតែតើលោចឹងយីខ្លាំងណាស់ក៏រលាស់ដៃចេញភ្លាមរួចស្រែកថាទៅខ្ញុំមិនចូលចិត្តណាជួបអ្នកណាទេតែរឿងកូនចាំវិញបែរជាអ្នកជាអធិភាពដំបងទៅវិញលេខសិនតបថាខ្ញុំមានកូនប្រុសម្នាក់ហើយនឹងកូនស្រីម្នាក់រួចហើយប្រហែលជាមានអ្នកខ្លះកំពុងតែចំណែនហើយមើលទៅលោចឹងយីបែបនេះខាងលើមុខក្រហមរួចសួរថាអាសាបន្តមកគេក៏ដើរចេញទៅពេលនេះលោកអង្គដាប់ដៃជាប់រួចសួរថាហេតុអ្វីបានជាបងមិនលក់ខ្ញុំទៅបងមិនមានលុយមិនមែនឬហេតុអ្វីដល់ចង់ចិញ្ចឹមខ្ញុំលីជាសិនអូហើយក៏និយាយដោយភ័យខ្លាចថាបងមិនមែនជាអ្នកជួញដូរមនុស្សទេតែមានអ្នកណាថាបងលក់អន្តណាបងដល់ដង្ហើមមិនធំរួចចេះក៏ដល់ក្នុងខោប៉ៅមកបង្ហាញថាទោះបីជាមិនមានប្រាក់រង្វាន់ក៏ដោយប៉ុន្តែចំណាត់ថ្នាក់លេខ3នៅតែទទួលបានការដូចជាសម្ភារៈប្រើប្រាស់សម្រាប់ក្មេងឈុតសម្ភារៈអនាម័យនេះស្អាតណាស់ពេលត្រឡប់ទៅផ្ទះវិញបងនឹងឲ្យអូនប្រើប្រាស់វាណាលោកអានរំជួលចិត្តក៏សួរថាបងចង់ចិញ្ចឹមពួកយើងមែនទេបងនឹងមិនលុកឬបោះបង់ពួកយើងចោលមែនទេលេជាសិនអូហើយក៏ជ្រើសស្ងៀមមួយផ្លែតរួចចង្អើក្បាលលោកអានហើយនិយាយថាអូនកំពុងតែគិតអ្វីហ្នឹងទោះបីជាពីមុនមកអូនធ្លាប់ឆ្លងកាត់រឿងអ្វីក៏ដោយបងក៏មិនធ្វើបែបនោះឡើយទៀនដៃលោកអានរួចនិយាយដោយរេករាយថាអានអូនគិតច្រើនពេកហើយលោកជឺក៏ពិតជាខុសពីមនុស្សដែលពួកយើងធ្លាប់ជួបពីមុនមកមែនពួកយើងប្រកាសជាគ្មានគ្រួសារមួយបានលោអានហើយក៏សប្បាយចិត្តខ្លាំងរហូតដល់ចេញត្រជាក់មកដាលីទីខ្ទប់មាត់ស្រីរួចសួរថាអានអូនសប្បាយចិត្តខ្លាំងយ៉ាងនេះត្រជាក់របស់អូនចិត្តចេញមកអស់ហើយនោះលោកអានប្រញាប់យកដៃខ្ទប់ត្រជាក់វិញរួចចោទថាអ្នកណាថាខ្ញុំសប្បាយចិត្តនោះខ្ញុំអត់មានទេនៅទីនេះគ្រួសារមួយដែលមានគ្នាពីរនាក់កំពុងតែសប្បាយរីករាយខ្លាំងណាស់ហើយ
ចំណែកលោកជាងយីក៏ក្លែកមើលទៅពួកគេដូចញាក់ក្រោយដើរចេញទៅនៅក្នុងបន្ទប់មួយត្រីទូនេះកំពុងតែដានរូបភាពរបស់មនុស្សទាំង3នាក់នោះនឹងញ៉ាំបណ្ដានិយាយមិនចិត្តខ្លាំងណាស់នាងពង្រែករូបភាពរបស់ដៃលីទីឡើងរួចក្នុងចិត្តថាដូចជាឆ្នាំនេះជាឆ្នាំដែលមានវិបត្តិមែនដូចជាតែបានចែងក្នុងទំនាយអញ្ចឹងពិតជាមិនគួរធ្វើប្រហែសឡើយទៅគ្រោះថ្នាក់រវាងពួកគេអាចកម្ចាត់ចោលបានទាំងស្រុងដែរឬទេបើមិនអញ្ចឹងទេល្អបំផុតគឺយើងគួរតែស៊ើបមើលសិនទៅប្រសើរនៅពេលថ្ងៃនោះលីជីឈិននៅតែធ្វើការថែម៉ោងនៅក្រុមមុនទឹកមុខរបស់គេបង្ហាញយ៉ាងច្បាស់ពីភាពហត់នឿយពេលនេះសម្លេងទូរស័ព្ទរឡើងគឺលោក6ទូរស័ព្ទតំមកលោក6និយាយដោយប្រញាប់ប្រញាល់ទៅកាន់លីជីឈិនថាអាចជឿអើយនៅចាំបងប្អូនជីដូនមួយរបស់ខ្ញុំដែលមានបញ្ហានឹងសម្ថភាពបន្តពូជបានទេពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់ដែលចង់ទទួលយកក្មេងទាំងពីរនាក់នោះទៅចិញ្ចឹមលីជីឈិនកាន់កាបូបរបស់គេឡើងលោក6ហេតុអ្វីបានជាលោកសម្រេចចិត្តដោយខ្លួននឹងបែបនេះមិនមែនខ្ញុំបានប្រាប់អញហើយទេថាខ្ញុំនឹងមិនមានបញ្ហាអ្វីទេនោះគេនិយាយបណ្ដាក៏អស់បណ្ដាលោក6សួរដោយក្តីបារម្ភថារឿងនេះគឺដោយសារខ្ញុំបានអំពីអញតែប៉ុណ្ណោះអញក៏ចិត្តងឿអ្វីទៅលេជីឈិនតបថាគ្រាន់តែផ្ដាសាយបន្តិចមិនរួចទេអញជួយដេសេតពួកគេជំនួសខ្ញុំផងណាលោក6និយាយដោយក្តីព្រួយបារម្ភយ៉ាងខ្លាំងថាកុំប្រាប់ណាថាជាដោយសារធ្វើការថែម៉ោងនោះបន្ទុកមួយនេះអញទទួលមិនរួចទេលេជីឈិនមិនតន់ស្ដាប់ចប់ផងក៏ប្រញាប់និយាយថាអាឡូសញ្ញាខ្សោយណាស់ស្ដាប់អីនោះសោះបន្ទាប់មកគេក៏ដាក់ទូរស័ព្ទចុះរួចដើរត្រឡប់ទៅផ្ទះតែម្នាក់ឯងព្រាមនោះក៏មានសមូលមួយលេចឡើងដើរកាត់មុខធ្វើឲ្យលេជីឈិនញាក់ផ្អើលយ៉ាងខ្លាំងគេបែរមុខទៅមើលក្នុងកម្ពស់ស្មើក៏ឃើញសាំដូចបាល់ប៉នគេបញ្ចេញពលឺលេចឡើងធ្វើឲ្យគេភ្ញាក់ផ្អើលគេក្បាលខ្លួននឹងហើយសួរថានឬមួយខ្ញុំឈឺធ្ងន់ដល់ថ្នាក់នេះទៅហើយដល់ថ្នាក់ឃើញផាបឡងបែបនេះបន្ទាប់មកលេជីឈិនក៏ត្រឡប់ទៅផ្ទះគេអង្គុយចុះរួចចាប់ខ្នើយតាលេទីឃើញគេភ្លាមក៏រត់មករកហើយហៅថាអាចជឿបងត្រឡប់មកវិញហើយអូនប្រាប់បងណាថ្ងៃនេះពួកយើងចេញទៅក្រៅរកលុយបានមួយចំនួនដែរលីជីឈិនស្ដាប់ហើយសួរដោយរឿងឆ្ងល់ថាហាពួកកងរកលុយដោយរបៀបណារឿងគិតថាកំពុងតែដើរតាមផ្លូវក៏មានពួកចំណែកកំពុងសម្ដែងបំបីដុំថានៅលើត្រង់បន្ទាប់មកអានក៏បានទៅជួយពួកគាត់ម្នាក់នោះលេស៊ឺចិនបែបនេះក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគេក៏បានរួមដៃជាមួយក្មេងតូចនោះសម្ដែងការវាថ្មលើត្រង់ឲ្យមើលដែលលេទីប្រាប់ថាបងរាល់ថ្ងៃធ្វើការហត់នឿយខ្លាំងណាស់អញ្ចឹងពួកយើងក៏អាចរកលុយមកជួយបងបានដែរនេះគឺជាគំនិតរបស់អានលួយកលែកមើលទៅខាងឡាអានខ្មាស់ស្អៀនរួចនិយាយថាមិនមែនទេមិនបែបនោះទេគ្រាន់តែឃើញល្បែងវាស្បាយក៏ចង់លេងតែប៉ុណ្ណោះលេស៊ឺចិនបែបនោះក៏ញឹមគេលោកដៃទៅទានឡាអានចូលមកចិត្តធ្វើឲ្យឡាអានមានអារម្មណ៍ងឿងឆ្ងល់យ៉ាងខ្លាំងក៏ក្មេងទាំងពីរនាក់ចូលក្នុងត្រង់រួចនិយាយថាគួរឲ្យស្រឡាញ់ខ្លាំងណាស់បងជាសេះសប្បាយពីជំងឺអស់ហើយនៅពេលយប់ថ្ងៃនោះលេស៊ឺចិនក៏ដាក់ខ្លួនខ្លាំងនៅក្នុងបន្ទប់វងទឹកក្តៅរោមរបស់ដៃលីទីបានលពុតជំវិញខ្លួនគេដៃលីទីអង្គុយនៅមាត់ក្រែហើយនិយាយថាក្បាលបងស៊ឺចិនក្តៅខ្លាំងណាស់កូនរំអាយសូមជួយកាត់បន្ថយកម្ដៅឲ្យបងគេផងលីស៊ឺចិននឹងខ្លួនឡើងរួចងាកកាក់ក្បាលទៅមើលក្មេងស្រីតូចគ្រានោះដៃនិយាយទាំងបានរំថាអានថ្ងៃនេះអញប្រហែលជាផុតនៃខ្លាំងហើយទុកឲ្យពួកយើងមើលថែបងស៊ឺចិនខ្លួននឹងទៅបានហើយឡាអានដើរមកចិត្តរួចនិយាយថាខ្ញុំមានអារម្មណ៍ថាមិនតកចិត្តទេបាទទុកឲ្យមនុស្សល្ងងម្នាក់មើលថែមនុស្សល្ងងម្នាក់ទៀតនោះនិយាយដល់ត្រង់នេះលេស៊ឺចិនក៏សន្លប់បាត់ស្មារតីលុះដល់ព្រឹកឡើងសេស៊ឺចិនក៏តឹងខ្លួនឡើងគេក្លែកក៏មើលទៅម្ខាងក៏ឃើញទាំងដៃលេទីនិងឡាអានកំពុងតែដេកឡុកនៅមាត់ក្រែឃើញតែភាពបែបនេះគេក៏ញឹមបន្តិចរួចលើកទូរស័ព្ទឡើងឃើញថាពេលនេះគឺម៉ោង 7:20 នាទីកាលពីយប់នេះសេចានបានផ្ញើសារមកក៏គេច្បន់បន្ទាប់ហេតុអ្វីបានជារងហានផ្ដាច់ការហៅទូរស័ព្ទរបស់ខ្ញុំមិនមែនពីមុនអញតែងតែអើញថៃទេថាការមើលថៃក្មេងវាជារឿងរំខានខ្លាំងណាស់ស៊ឺប៉ុន្តែពេលនេះអឹងលែងគិតបែបនោះហើយមែនទេកុំប្រឹងពេកអីមើលសម្លាញ់នៅពេលណាដែលឡើងបដូរចិត្តចាំប្រាប់ខ្ញុំមកចាំណាជាមួយបងជីដូនមួយឲ្យក៏បានបន្តមកគេក៏ផ្ញើ sticker ដែលបង្ហាញពីការព្រួយបារម្ភមួយទៀតលីស៊ឺចិនក៏ដាក់ភាសាត្រឡប់ទៅវិញប៉ុន្តែពេលនេះខ្ញុំមានពេលវេលាដែលសប្បាយរីករាយជាងមុនច្រើនឥឡូវនេះការរស់នៅជីវិតដ៏ស្ងប់ស្ងាត់បានចិញ្ចឹមកូនបែបនេះគឺល្អណាស់ហើយកុំបារម្ភពីខ្ញុំអីហើយគេក៏ផ្ញើ sticker ត្រឡប់ទៅវិញមួយដែររួចដាក់ទូរស័ព្ទចុះហើយនៅបន្ទាត់ចុងក្រោយគាត់ក៏ផ្ញើសារថាលើសពីនេះទៅទៀតម៉ែងខ្ញុំទេដែលមើលថែពួកវាគាត់លើកដៃទៅនឹងឯសក់របស់ដៃលីទីនិងលែអានភ្នំភួយបន្ទាប់ពីក្រោកពីគេងលេជីសិនក៏អង្គុយចុះរួចចង់សក់ឲ្យដៃលីទីពេលនោះស្រាប់តែមានសំឡេងគោះទ្វារលេជីសិនបញ្ញប់ទៅបើកទ្វារឃើញថាគឺនៅមិនកាន់ថងអេវ៉ាន់មកជាមួយមកផ្ញើរបស់ពិសេសស្រកកំណើនមកឲ្យខ្ញុំច្រើនណាស់បើហូបណោះគឺស្ដាយរបស់ណាស់អញ្ចឹងហើយបានជាខ្ញុំគុំជូនអ្នកខ្លះគាត់ទទួលយកហើយក៏និយាយដោយភ្ញាក់ផ្អើលថាច្រើននេះអរកអ្នកនាងដងយួននេះប្រឹងក្បាលសួរគាត់ថាលោកលីកូនពីរនាក់របស់អ្នកធំដល់ថ្នាក់នេះហើយយឺពួកវាគួរឲ្យស្រឡាញ់ណាស់លែអានហិតក្លិនបានក៏ដាក់ចេញមកខាងក្រៅហើយសួរថាក្លិននេះប្រហែលជាអ្នកនាងក៏ជាមេធ្មប់តែមែនទេដងយួននេះដូច្នេះក៏អេងខ្មាស់ហើយសួរថាប្អូនកំពុងនិយាយរឿងអ្វីហ្នឹងក្នុងចិត្តនាងគិតថាកុំបែបនេះអីខ្លួនឯងមិនតាន់បានស៊ើបអង្កេតໄວផងសាប់តែត្រូវបានគេចាប់បានហើយឬ
ច្រមុះរបស់កូនឆ្កែមួយនេះពិតជាខ្លាំងមែនលេខជឿសិនក៏ភ្ញាក់ផ្អើលហើយសួរថាមិនដែរអ្នកនាងដងក៏ជាមេធ្មប់ដែរឬលេអានដូច្នេះក៏សួរភ្លាមថាអីយ៉ាលោកមិនដឹងទៅបើអ្នកនាងជាមេធ្មប់ចោះរបស់ពិសេសស្រុកកំណត់នេះមកពីណាហេតុអ្វីបានជាអ្នកនាងត្រូវលាក់បាំងអត្តសញ្ញាណដងយូនឹងដូច្នេះក៏ញឹមបែបស្រួលត្រង់ហើយឆ្លើយថាថ្មីនេះគ្មានមកចូលចិត្តអានរឿងសឹកអង្កេតណាមែនទេមិនបានជាខ្ញុំស្ដាប់ហើយមិនយល់អ្វីសោះចឹងនឹងក៏ក្នុងចិត្តបានដឹងមុនបែបនេះខ្ញុំប្រហែលជាប្រឌិតហេតុផលដែលល្អជាងនេះហើយពេលនោះដៃលេទីក៏រត់មកនិយាយថាច្រមុះរបស់អាណានមិនអាចចោលឡំបានទេបងស្រីក៏ចេះដនធ្លាក់មកក្នុងពិភពនេះដែរឬលេជឿសិនប្រញាប់ដើរមកមុខហើយនិយាយថាក៏មកចិត្តស៊ីវលីទីយើងនឹងមិនតន់ដឹងថាកំណងរបស់គេគឺអ្វីនៅឡើយទេខ្ញុំមិនមានអ្វីចាប់ខ្លួនទេហេតុអ្វីបានជាអ្នកនឹងត្រូវប្រុងប្រយ័ត្នដល់ពេលមកចិត្តពួកយើងសរុបមកតែអ្នកនឹងចង់បានអ្វីដងយូនឹងក៏ដូច្នេះក៏ញឹមហើយសួរថាម៉ែជាខ្ញុំខ្លាចជាមនុស្សអាក្រក់ទៅវិញផ្លេចវិញចុះយ៉ាងណាក៏រឿងនេះតែត្រូវបានគេដឹងអស់ហើយមានវិញខ្ញុំនឹងនិយាយឲ្យច្បាស់ជាមួយគ្រប់គ្នានាងដើរទៅឯក្បាលរបស់លេជឿសិនហើយសួរថាគ្មានតូចអាយហេតុអ្វីបានជាហាននិយាយជាមួយម៉ាក់ថោបែបនេះរួមទាំងលីសេឆេនផងដែរដៃលេទីនឹងលើអានដូច្នេះក៏ភ្ញាក់ផ្អើលហើយសួរម៉ាក់ថនបន្ទាប់មកដងយូនឹងត្រូវបានអញ្ជើញឲ្យចូលទៅក្នុងផ្ទះហើយអង្គុយចុះលីសេឆេនដៃលេទីនឹងលោកអានសុទ្ធដៃសម្លឹងមើលទៅដងយូនឹងមិនដាក់ភ្នែកលីសេឆេនដើរទៅសួរថាមិនបានជាអ្នកសកលប៉ាម៉ាក់ខ្ញុំម៉ាក់ថននឹងគឺយ៉ាងមិនទៅដៃលេទីសួរដោយរំភើបបងស្រីបងពិតជាម៉ាក់ថនរបស់អាសេឆេនមែនទេរីលោកអានក៏សួរដោយទឹកមុខត្រជាក់សកម្មភាពគួរឲ្យសង្ស័យណាស់អ្នកចង់ធ្វើអ្វីនៅទីនេះដងយូនឹងប្រញាប់ប្រវីដែលហាមថាឈប់សិនសុំដល់ម្នាក់បានទេបើឲ្យខ្ញុំឆ្លើយព្រមគ្នាអញ្ចឹងតើឲ្យខ្ញុំឆ្លើយយ៉ាងម៉េចកើតនាងដដងហើមធំរួចនិយាយបន្តម៉ាក់របស់ក្មេងប្រុសនេះគឺលីនស៊ីយូជាមិត្តសម្លាញ់បំផុតរបស់ខ្ញុំគាត់ក៏ជាមេធ្មប់ម្នាក់ដែរលីសេឆេននៅបែបនេះក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយសួរថាដងយូនឹងក៏បានរៀបរាប់ខុសពីខ្ញុំដែលការពីក្មេងតែតែធ្វើប្រហែសហើយកំសត់សៀវយោគាត់សុភាពរៀបសារទន់ភ្លន់ហើយចិត្តល្អណាស់ជានេះទៅទៀតគាត់កាន់មកមានកតាខ្ពងខ្ពស់ជាអ្នកសូមបរោះតែមួយគាត់របស់តកូលខៃអាស៊ឺក្នុងក្រសែភ្នែកអ្នកដតីគាត់ស្ទើរតែល្អឥតខ្ចោះទៅហើយប៉ុន្តែភាពល្អឥតខ្ចោះនោះបានចង់គ្រាគាត់ប្រៀបដូចជាច្រវាក់មួយអ៊ីចឹងដូច្នេះហើយទៅខ្ញុំនាំគាត់រកកិច្ចខ្លួនបន្ទាប់ពីកិច្ចផុតពីតរកូលនោះខ្ញុំបានប្រើវេទមន្តពេលវេលានឹងដើម្បីនាំគាត់មកកាន់ពិភពលោកនេះនរណានឹងទៅនឹកស្មានដល់ថាគាត់បែរជាឡោះចេញពីក្នុងរណ្ដៅភ្លើងមួយទៅធ្លាក់ចូលរណ្ដៅភ្លើងមួយទៀតគាត់បែរជាទៅស្រឡាញ់បុតរ៉តដែលមានសម្ដីផ្អែមល្ហែមម្នាក់នោះថែមទាំងសម្រាកូនមកជាអ្នកទៀតផងដើមឡើយគាត់មានសុខភាពខ្សោយហើយរងរបួសធ្ងន់ពេលរត់កញ្ចប់រឿងនោះហើយដែលធ្វើឲ្យថាពលវេទមន្តhơiចេញពីរាងកាយម្ដាយទៅកាន់កូនក្នុងផ្ទៃធ្វើឲ្យគាត់កាន់តែត្រាំមិនបានខ្ញុំថែមទាំងធ្លាប់បញ្ចុះបញ្ចូលឲ្យគាត់ត្រឡប់ទៅខេអាស៊ឺមួយរយៈសិនដែរប៉ុន្តែគាត់ដឹងថាក្មេងម្នាក់នេះប្រាក់តែជាស្លាប់បើសិនជាលេសេឆេនឧដូច្នោះក៏សួរភ្លាមចុះបែបនេះតើអ្វីដែលគាត់និយាយការនោះជាការពិតមែនទេតើពិតជាកពីខ្ញុំមែនទេដែលធ្វើឲ្យមកត្រូវស្លាប់ដងយូនឹងបញ្ចប់ប្រវីដែលដាក់សេថាតមិនមែនបែបហ្នឹងទេអូនមិនបានកញ្ចង់និយាយអញ្ចឹងសោះនឹងក៏ក្នុងចិត្តបែបនេះងាប់ហើយមិនគួរនិយាយរឿងហ្នឹងចេញមកសោះឡាក៏នៅតែគាត់ថេនរួចសួរអូនថាវាជាកំហុសរបស់តង់ណាត់ទៅរឿងនេះមិនពាក់ព័ន្ធនេះជាមួយបងឡើយដែលលេក៏និយាយដែរមែនហើយបងត្រាក់បងកុំគិតច្រើនពេកឲ្យសួរដោយទឹកមុខស្ងប់ស្ងាត់ឥឡូវនេះពួកយើងយល់ហើយដៃថតតើគោបំណងពិតប្រាកដដែលអ្នកមកទីនេះថ្ងៃនេះគឺអ្វីទៅដួងឌូនីងភ្ញាក់ព្រើដោយគិតក្នុងចិត្តមិនអាចជាស្ពីរឿងនេះបានមែនទេនាងក៏ប្រាប់ទៅមនុស្សនៅក្នុងតកូលខៃពួកគេមានអំណាចវេទមន្តខ្លាំងក្លាហើយពួកគេខាងការទស្សទីណាទៀតណាព្រាមភពបន្ទាប់ពីចៅកាតមកទៀងងៀតធ្លាប់បានទស្សទីថានៅពេលចៅអី26ឆ្នាំចានឹងជួបបបាតាគ្រោះថ្នាក់ដល់ជីវិតនាងនៅឃើញដល់ពេលការពីមុនម្ដាយរបស់ខេការដែលបៃកូនតូចបាននិយាយថាដល់អាយុ26ឆ្នាំក្មេងនេះនឹងជួបវិបត្តិគ្រោះថ្នាក់ដល់ជីវិតខ្ញុំមិនដឹងថាតើខ្លួនឯងអាចរហូតដល់ពេលនោះបានតែឬអត់ទេសូមជួយការពារក្មេងម្នាក់នេះជំនួសខ្ញុំផងឆ្វេតដូច្នេះក៏ចាក់បាត់រួចសួរវិបត្តិអ្វីទៅដួងនីងឆ្លើយក៏មិនដឹងថាវិបត្តិនោះចង់សម្ដៅទៅលើអ្វីដែរហើយវានឹងកាត់ឡើងនៅពេលណាដូច្នេះមីងបានផ្លាស់មកនៅតំបន់ចិត្តចៅមុនហើយបានរកឃើញថាជាមានកូនពីអ្នកទៀតដែលមកពីដែនវេទមុនទោះបីជាថាពលវេទមុនមិនខ្ពស់ក៏ដោយហើយដើមឡើយគ្រាន់តែចង់មកសួរនៅបន្តិចបន្តួចមិននឹកស្មានថានឹងត្រូវបែកធ្លាយបែបនេះសោះទោះបីជានិយាយអ្វីក៏ដោយមីងនឹងតាមខ្លាំមើលជានិច្ចចិត្តកុំព្យាយាមលើធ្វើអ្វីនៅពីក្រោយខ្នងមីងឲ្យសោះដែលទីឯងបញ្ញាំនិយាយអូននឹងមិនធ្វើឲ្យបងត្រាជីចាប់ទេអូននឹងការពារបងត្រាក៏និយាយដែរថាខ្ញុំក៏អាចការពារគាត់បានខ្លះដែរដួងនីងដូច្នោះក៏ប្រាប់ថាជាវេទមិនចង់ឲ្យចែកដឹងរឿងនេះទេប៉ុន្តែពេលនេះចេះធំហើយដូច្នេះអាចទទួលយកវាបានហើយនិយាយចប់ដួងនីងក៏ទះស្មាលេត្រេនមួយខ្សើតក៏ឃើញបែបនេះក៏គិតក្នុងចិត្តថាពិបាកនឹងទទួលយកណាក្រោយពីនិយាយចប់ដួងនីងក៏ប៉ាត់ខ្លួនដោយប្រាប់ថាយប់ជ្រៅហើយបើមានរឿងអ្វីទៀតទុកនិយាយគ្នាថ្ងៃស្អែកចោះមីងសុំត្រឡប់ទៅវិញមុនហើយយប់នោះនៅក្នុងបន្ទប់ដេកThe Track ដេកជាមួយគ្នា
ភ្លាមមិននោះលីស៊ើឈិនត្រឡប់ចុះត្រឡប់ឡើងដោយនិយាយថាគេកេងឡើងលុកហើយខ្លួនខ្ញុំមិនមែនជាភាពអត់មានជីវិតធម្មតាធ្វើអីហេតុអ្វីបានជាជីវិតរបស់ខ្ញុំកាន់តែចម្លែកទៅបែបនេះនៅក្រោមពន្លឺព្រះច័ន្ទស្រពាប់ស្រពន់ទេពត្រម្នាក់កំពុងឈរស្ងៀមនៅមកបង្អួចចប៉ាតមិនភ្នែកភ្លឺចេញចែងចិញ្ចាដោយត្បូងពីក្របបញ្ចេញពន្លឺយ៉ាងមុតស្រួចនៅពេលសម្លឹងមើលទៅខាងក្នុងទេពកនោះក៏ក្នុងចិត្តដោយភាពរំភើបថាមិនខុសទេនោះគឺជាក្លិនអៃនៃធម៌ពលវេទមន្តរបស់កញ្ញាតុំត្រូវតែត្រឡប់ទៅរីការជួបម្ចាស់ផ្ទះវិញទីបំផុតរកឃើញដល់របស់កញ្ញាតំហើយតែភ្នែករមិនមកអងយូរឡើយក៏ងាកខ្លួនចាក់ចេញភ្លាមខ្យល់ពេលរាត្រីបបកនាំនៅភាពត្រជាក់នៃភាពពងឹតនាំយករូបរាងរបស់ទេពកនោះប៉ាត់ស្រមូលទៅក្នុងភាពស៊ូនជឺទេពីថ្ងៃក្រោយមកលីស៊ើឈិនបានភ្ញាក់ពីគេងគេដើរចេញពីបន្ទប់ទាំងភាពបង្ងុយញោកសក់ក្បាលរញ៉ៃញ៉ៃឆ្លប់បញ្ចាំងនៅពលឺថ្ងៃសតុនដែលចង្កាត់តាមបង្អួចសំសអបានបន្លឺឡើងថានៅខាងក្រៅបន្ទប់ទទួលភ្ញៀវបរិយាកាសស្ពោពេញដោយភាពស្ងប់សុខលេខកំពុងអង្គុយយ៉ាងស្ងប់ស្ងាត់នៅលើសាឡុងចង់អារម្មណ៍ទៅលើសៀវភៅនៅក្នុងដៃរីឯតេលីទីកំពុងគូគំនោយ៉ាងយកចិត្តទុកដាក់ចំណែកដាងយូនីងកំពុងអត់ធ្មត់មើលថែក្មេងពីរនាក់ប៉ុន្តែនៅពេលដែលខ្សែភ្នែករបស់លីស៊ឺឈិនប៉ះនឹងដាងយូនីងរាងកាយរបស់គេក៏ញើសទៅព្រឹកបន្តិចភាពភ្ញាក់ផ្អើលបានបង្ហាញយ៉ាងច្បាស់នៅលើផ្ទៃមុខសំឡេងរបស់គេមានភាពស្រឡាំងកាំងថាហេតុអ្វីបានជាអ្នកនាងនៅទីនេះលើអានថ្ងៃណាឡើងហើយនិយាយថាមនុស្សពីរនាក់នេះត្រូវគ្នាដល់ថ្នាក់គួរឲ្យភ្ញាក់ផ្អើលមែនទេដាងយូនីងជាក្រុមរៀនថ្នាក់បឋមសិក្សាចូលចិត្តក្មេងដែលចេះស្ដាប់បង្កប់រីតៃលីទីចូលចិត្តបងស្រីសាដូច្នេះអ្នកទាំងពីរត្រូវគ្នាខ្លាំងណាស់លីស៊ឺឈិនសម្លឹងមើលទៅភាពនៅចំពោះមុខដោយមិនអាចទប់អារម្មណ៍ឆ្ងល់បានឡើយគេដើរទៅអាហារដោយស្ងៀមស្ងាត់ចាក់ទឹកត្រជាក់មួយកែបណ្ដៃនៅពេលលឿងហើយសម្លេងអ្នកអានព័ត៌មានពេលព្រឹកបានបន្លឺឡើងព័ត៌មានថ្ងៃនេះមានប្រជាជនជាច្រើនបានតែឃើញភាពមិនស្គាល់ដាក់សញ្ញានៅលើផ្ទៃមេឃលីស៊ឺឈិនបាននៅដូច្នេះក៏ផ្អៀងក្បាលមើលទៅទូទស្សន៍ហើយរអោថាក្មេងនេះចេះតែមានសាច់ចម្លែកមកពីពិភពវេទមិនកាន់តែច្រើនឡើងពេញហើយក្មេងនេះនៅតំបន់ដែលវេទមន្តទាំង6មានសាច់ចម្លែកកំកាន់តែច្រើនឡើងកាលពីស្ដារមុនខ្ញុំក៏បានឃើញឌូនីងដែរសូបែបនេះផ្ទៃមុខរបស់នីងក៏ស្រាប់តែស្លេកស្លាំងសំឡេងរបស់នាងស្ដាប់ទៅហាក់ដូចជាមានការប្រញាប់ប្រញាល់មិនមែនវេទមន្តពេលវេលានឹងលបានខ្លាយជាវេទមន្តហាមឃាត់ទៅហើយទៅចុះឲ្យដល់បានជាពួកគេអាចមកទីនេះបានលេជីសឺនដូច្នេះក៏ជួញចិញ្ចើមសួរត្រឡប់ទៅវិញថាវេទមន្តហាមឃាត់ឌូនីងងក់ក្បាលទឹកមុខរបស់នាងពិតជាមឹងម៉ាក់ណាស់តែងតែមានអ្នកលួចប្រើវេទមន្តខុសច្បាប់បែបនេះបន្ទាប់មកពួកគេនឹងត្រូវពួកទេវតាចាប់យកទៅឃុំឃាំងខ្ញុំនឹងស៊ីវឈឺបានត្រូវរត់ចូលទៅក្នុងព្រៃដើម្បីលួចប្រើវាដោយសម្ងាត់និយាយដល់រឿងនេះទៅនឹកឃើញពួកកឹងទាំងពីរអ្នកពិតជាអស្ចារ្យមែនដល់ថ្នាក់រៀនវេទមន្តហាមឃាត់បានទៀតថៃភ្លាមនោះក៏សាច់យ៉ាងស្រស់ថ្លាហើយរំភើបចិត្តរៀបរាប់បនខ្ញុំមិនដឹងដែរដៃលេខ្ញុំគ្រាន់តែចែកដល់ទៅប៉ះនឹងរង្វង់វេទមន្តនៅក្នុងព្រៃនោះប៉ុណ្ណោះនៅជុំវិញនោះមានផ្កាតូចចពលឹងជាច្រើនទោះឡើងដៃលេខ្ញុំគ្រាន់តែចង់លេងជាមួយទន្សាយតូចមួយប៉ុណ្ណោះលទ្ធផលចុងក្រោយក៏ចៃដន្យទៅប៉ះចម្រៀដួងនីងដូច្នេះទឹកមុខរបស់នាងរឹតតែស្លេកស្លាំងហើយបែកញើសសតតិចនាងរអូតាមស្ដាប់ទៅហាក់ដូចជាខុនមីនហាតែនេះមិនមែនជារង្វង់វេទមន្តដែលខ្ញុំធ្លាប់បានបន្សល់ទុកមែនទេការគិតបែបនេះធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងសាហើស្រស់ចោះមកជាដំណក់ទៅក្មេងទាំងនោះក៏បានឆ្លងកាត់រង្វង់វេទមន្តរបស់ខ្ញុំដើម្បីមកដល់ទីនេះមែនទេគិតដល់ចំណុចនេះនាងក៏ចាប់ផ្ដើមភ័យស្លន់ស្លោញ៉ាំហូរចូលខ្លួនចាប់ហើយប្រសិនបើពួកមនុស្សចាស់កំរើលទាំងនោះដឹងរឿងនេះវាប្រាក់អាចមានបញ្ហាទៅមិនខានខ្ញុំត្រូវតែត្រឡប់ទៅដោះស្រាយរឿងនេះឲ្យបានលឿនបំផុតឌូនីងក្រោកឈរភ្លាមរួចចេញទៅយ៉ាងលឿនធ្វើឲ្យបរិយាកាសនៅក្នុងផ្ទះរបស់លីជាសឺនខ្លាយជាស្ងួតជ្រុំយ៉ាងខ្លាំងលុះដល់យប់នោះក្នុងពេលដែលលីអានកំពុងជួយលីជាសឺនសម្អាតអាហារសម្លេងមួយបានបន្លឺឡើងភ្លាមសូមចម្រាបដល់ម្ចាស់ផ្ទះលីជាសឺនភ្ញាក់ផ្អើលក៏បែកក្បាលទៅមើលក្រសែភ្នែកពោពេញដោយភាពសង្ស័យអីគេនឹងសម្លេងអីស្រាប់តែនៅកណ្ដាលបន្ទប់ទទួលភ្ញៀវរង្វង់វេទមន្តដល់ភ្លឺចិញ្ចែងចិញ្ចាចមួយបានលេចចេញមកពីក្នុងរង្វង់វេទមន្តនោះមានបរិយាចំណាស់ម្នាក់ដែលមានរូបរាងថ្លៃធ្នូបានបោះចំហានចេញមកដោយមានបរិវាយក្មេងសក់ក្រុមម្នាក់ដើរតាមក្រោយព្រមទាំងវិញ្ញាណដែលបានផ្លាស់ប្ដូររូបរាងទៅជាពាក់កណ្ដាលមនុស្សពាក់កណ្ដាលអាសត្វវិញ្ញាណនោះក៏បាននិយាយឡើងគឺនៅទីនេះហើយគឺនៅកន្លែងនេះឯងតាចាស់មានភ្នែកសម្លឹងមើលជុំវិញបន្ទប់រួចក៏បន្ទាបសំឡេងចោះមុខរបស់គាត់បង្ហាញយ៉ាងច្បាស់ថាកំពុងតែខឹងសម្បារដែរពិតមែនហើយនេះជាក្លិនមិនអាគមរបស់នាងកូនអកតញ្ញូនោះនាងនៅឯណាអ្នកទាំងពីរប៉ះទង្គិចគ្នាបរិយាកាសពិតជាតានតឹងខ្លាំងណាស់ដៃលីទីភ័យស្លន់ស្លោហើយសួរថាពួកអ្នកជានរណាពួកអ្នកមកទីនេះធ្វើអ្វីក្មេងប្រុសសក់ក្រហមដែលឈរក្បែរតាចាស់នោះក៏ជ្រួញចិញ្ចើមសំឡេងត្រជាក់ស្រែបដូចជាមុខកាំបិតពួកកំសាកអាយពួកអើងគួរតែគោរពលោកខៃអេប្រាប់មកទៅកញ្ញាធំនៅណាប្រាប់មកភ្លាមសើឈិនឈានជើងទៅមកយ៉ាងលឿនដើម្បីការពារដៃលីទីក្រសែភ្នែកមុតស្រួចសម្លឹងទៅតាចាស់និងក្រុមមនុស្សដែលទៅតែសម្រុកចូលមកក្នុងផ្ទះរបស់ខ្លួន
ក្នុងខួរក្បាលរបស់គេស្រាប់តែនឹកឃើញពាក្យសម្ដីដែលដួងនីងធ្លាប់បាននិយាយម្យ៉ាងទៀតនឹងកាត់មកឋានៈខ្ពងខ្ពស់តើគោគឺជាអ្នកស្នំបរតតតាមអ្នកតកោខេអឺស៊ឺក្នុងក្រសែភ្នែកអ្នកដតីនាងស្ទើរតែអត់ខ្ចោះទៅហើយគាត់ក៏ក្នុងចិត្តថាខេអឺស៊ឺពេលនេះលីទីក៏ផ្អៀងក្បាលសួរដោយភាពវឹងឆ្ងល់ថាខេអឺស៊ឺជាវីទៅតែអ្នកជាស្មៀចេកក្នុងតកោរបស់ម្ដាយអត្រាច់មែនទេមិនមែនទេម្ដាយរបស់អត្រាច់បានស្លាប់បាត់ទៅហើយពាក្យសម្ដីទាំងនោះធ្វើឲ្យតាមចាស់នោះសាឡាមកាំងក្រសែភ្នែករបស់គាត់ភ្លឺផ្លែកដោយភាពភ្ញាក់ផ្អើលរួចសួរថាអីគេគាត់នឹងកើក្បាលឡើងសម្លឹងមើលលីត្រាច់យ៉ាងល្អិតល្អន់រួចហើយខ្លាំងថាបើពិនិត្យមើលឲ្យចុះច្បាស់ទៅក្មួយទោះបីជាមើលទៅដោយមនុស្សធម្មតាក៏ដោយប៉ុន្តែបីជាមានក្លិនវេទមន្តដូចនាងក្មេងម្នាក់នោះពិតជាភាពអាម៉ាស់របស់គ្រួសារមែននាងក្មេងម្នាក់នោះបានប្រពន្ធកូនរបស់មនុស្សធម្មតាហើយថែមទាំងស្លាប់នៅកន្លែងអាកំបាំងបែបនេះទៀតនោះដែលនៅក្បែរតាមចាស់នោះសួរដោយគោរពឋានលោកម្ចាស់ទៅយើងគួរធ្វើដូចចំណេចទៅតើយើងគួរតែនាំអ្នកស្នងម្ដងរបស់កញ្ញាត្រឡប់ទៅវិញដែរឬទេអញ្ចាស់នោះច្រត់ឈើច្រត់ចុះលើដីសម្លេងមើលងាយក៏បន្លឺឡើងថាមានផ្ទុកក្នុងខ្លួននៅពាក់កណ្ដាលលេឈាមជាមនុស្សធម្មតាឈាមជារត់ថើទៀបបែបនេះតើឲ្យសុំនឹងត្រឡប់ទៅខៃអាទូដែលខ្ពងខ្ពស់បានយ៉ាងម៉េចទៅពាក្យសម្ដីជាប្រមាថទាំងនោះដូចជាកម្មបិទមុតស្រួចចាត់ទម្លាប់បេះដូងរបស់លេជីវលីចែកថិនទឹកមុខរបស់គេប្រែជាខ្មៅងឹតភ្នែករបស់គេពោពេញដោយកំហឹងហើយគេក៏ស្រែកឡើងថាស្ដាប់ខ្ញុំឲ្យច្បាស់លោកនិយាយម្នាក់ឯងប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយតើកោអន្តររបស់ពលរដ្ឋមានតម្លៃស្មើនឹងអ្វីទៅដែលខ្ញុំមិនខ្វល់ពីវាខ្ញុំក៏ដូចគ្នាកំចេះថាខ្លួននឹងត្រូវជានិច្ចអីពេលបែបនេះតារៀននោះក៏ខឹងខ្លាំងរួចសុទ្ធថាវៃណាតាជ្រៀននោះខឹងសម្បារួចលើកដៃឡើងព្រាមនោះកម្លាំងវេទមន្តហាសាមួយក៏ហោះសម្ដៅទៅរកជឿប្តីនេះឃើញគាត់មានម្ដងវាប្រហាលេជីវ៉ាន់ក៏ភ័យស្លន់ស្លោរត់ទៅឈររាំងពីមុខគេប៉ុន្តែកម្លាំងដ៏ខ្លាំងក្លានោះបានធ្វើឲ្យនាងហោះខ្ទានចេញទៅឆ្ងាយធ្លាក់ប៉ះនឹងឥតយ៉ាងខ្លាំងលេជីវ៉ាន់នឹងលាក់អានឃើញដូច្នេះក៏ភ្ញាក់ផ្អើលរត់ទៅអបនាងរួចហើយដៃលេទីតាជ្រៀននោះសម្លឹងមើលដោយកំហឹងទៅដំសម្លេងពោពេញដោយការស្អប់ខ្ពើមពួកវាគឺជាមនុស្សថ្នាក់ទាបមិនសំនឹងទទួលបានវេទមន្តរបស់ខៃអានទឺចូលដល់ខូតវេទមន្តទាំងអស់ដែលក្មេងស្រីនោះបានបន្សល់ទុកមកវិញភ្លាមរួចហើយកុំទុកឲ្យនរណាម្នាក់ររៀនមានជីវិតឡើយពួកកូនចៅរបស់គាត់ពេលលុះដូច្នេះឆ្លើយបាត់ភ្លាមថាបាទពួកកូនចៅរបស់គាត់លើកដៃឡើងហាមពលវេទមន្តផ្ទុះឡើងរំដណ្ដប់ពេញបន្ទប់រាងកាយរបស់លេជីវិនញយចំប្រប់អារម្មណ៍នៃការគៀបសង្កត់ដែលគួរឲ្យខ្លាចកំពុងរឹតបន្តឹងលើរូបគេរាងកាយទាំងមូលរបស់គេញាប់ញ័រដឹងហើមចាប់ដើមស្ទះគេភ្ញាក់ផ្អើលក្នុងចិត្តថាតើនេះជាសញ្ញានៃមហន្តរាយមែនទេត្រូវធ្វើដូចចម្ដេចទៅតើរើស្លាប់ទាំងបែបនេះមែនទេការមើលឃើញរបស់លីជឺវិនចាប់ដើមប្រផ្ទុតក្នុងភាពស្រពេកស្រពេលគេបាននឹងសម្លេងដែលលីទីនៅអានកំពុងនិយាយគ្នាថាបានសញ្ជាថានឹងការពារអាជីឲ្យបានល្អមហាសែនហួសចិត្តមែនយើងមិនអាចតបតជាមួយពួកបានទេគេកើតក្នុងចិត្តថាទៅនេះជាវ័យអារម្មណ៍អស់សង្ឃឹមបានគ្របដណ្ដប់លើគេប៉ុន្តែនៅពេលនោះលេជីវិនបានឃើញគ្មានពីអ្នកគឺដែលលីទីនិងលេអានកំពុងតែរួមដៃគ្នាបង្កើតជាក្រៅវេទមន្តរាំងពីមុខគេដើម្បីការពារគេភ្ញាក់ផ្អើលស្រែកថាដែលលេទីតូចលេអាននៅពេលនោះលោកគេអាចដោះខ្ពងខ្ពស់សូមមេត្តាចប់ចោះការប្រើប្រាស់វេទមន្តហាមឃាត់គឺវាខុសនឹងច្បាប់កំណត់ហើយការវាប្រហារមនុស្សធម្មតាដែលមិនមានវេទមន្តបែបនេះនឹងបំបីច្បាប់នៅពេលវេលានិងលំហាត់សម្លេងដ៏ស្ងប់ស្ងាត់បណ្ដៃពោពេញដោយអំណាចបានបន្លឺឡើងស្របពេលដែលមានពន្លឺដ៏ភ្លឺចិញ្ចាចគ្របដណ្ដប់ពេញបន្ទប់ជួយកាត់បន្ថយសម្ពាធថាមើលពលវេទមន្តងឹតនោះចេញពីកណ្ដាលរងវងវេទមន្តបូសនៈក្នុងឈុតអាវឃ្លុំប្រមាណបោះចំហានចេញមកហើយមានស្លាប់ទេវតាដ៏ភ្លឺផ្លេកនៅខាងក្រោយជីតាខេអាតើណែក៏ស្រែកកំហឹងឡើងថារឿងផ្ទៃក្នុងគ្រួសាររបស់ខ្ញុំទេវតាទុយពួកលោកក៏មានសតិចូលមកជ្រៀតច្រាយតែឬទេតាឌីនេះមិនភាពរំជើបរំជួលអ្វីបន្តិចឡើយផ្នែកដ៏ត្រជារបស់លោកសម្លឹងចំទៅកាន់បរិយចំណាស់រួចនិយាយថាសូមកំព្យាយាមប្រឈមមុខនឹងអំណាចនៃទេវតាឯសោះពេលឃើញតាឌីនេះមេគ្រួសារខេអាតើបានងាកមកសម្លឹងមើលរួចជ្រុញចិញ្ចើមសួរថាអំណាចលោកจะចំប្រជុំមុខនឹងអំណាចរបស់ខេអានចតឬតែគ្រាន់តែជាកុំទាវតាប៉ុណ្ណោះដល់វេនលោកមកបញ្ជាខ្ញុំហើយឬខ្ញុំមិនអាចធ្វើបានទេម្ដេចច្បាប់គឺអាចយោងតាមមាត្រាទី56ការធ្វើបាបពលនៃពិភពលោកផ្សេងគឺត្រូវបានហាមឃាត់លោកខេអាតើខ្ញុំគិតថាលោកមិនចាំបាច់ត្រូវតែពៀងច្បាប់ត្រឹមតែរឿងមនុស្សម្នាក់នោះទេមែនតែមេគ្រួសារខេអាតើដូច្នេះក៏ជ្រុញចិញ្ចើមពលរដ្ឋនៃពិភពលោកផ្សេងគេគឺជាកូនប្រុសរបស់កូនស្រីខ្ញុំហើយក៏ជាស្មើជាគណៈនៅក្នុងគ្រួសាររបស់យើងដែរដាលីថៃមិនមែនលោកទៅតែយាមនេះទៅថាមិនមែនជាសមាជិកគ្រួសាររបស់លោកនោះលោកខេអានទៅរួចដូច្នេះក៏មកឡើងខ្មាស់ឲ្យស្ដីបន្ទោលោកឌីនេះបាននិយាយថាគេមិនអាចប្រើប្រាស់វេទមន្តបានទេដូច្នេះគេមិនត្រូវបានចាត់ទុកថាជាពលរដ្ឋនៃពិភពលោកវេទមន្តទាំង6នោះទេលោកខេអានទៅដូច្នេះក៏ស្ងាត់ស្ងៀមអ្នកទាំងពីរដ៏សម្លឹងមកគ្នាមួយសន្ទុះខេអានទៅបានដងហាមទម្រួចគ្រួស្ដីនិយាយថាយើងទៅវិញនិយាយចប់គាត់នឹងអ្នកក្រៅមកកប់ក៏បាត់ខ្លួនទៅបាត់លីត្រែកឋានឃើញដូច្នេះក៏ដកដងហាមធំដោយភាពធើស្រាលគេលោកក្រកឈរឡើងហើយប្រញាប់រត់ទៅរកអូឌីនី
ចាប់ដៃអូឌីនីរួចនិយាយថាអរគុណលោកខ្លាំងណាស់បើមិនមែនដោយសារលោកទេពួកយើងពិតជាមិនដឹងថាត្រូវធ្វើដូចចំណុចនោះទេអូឌីនីឆ្លើយដបថាមិនបាច់អរគុណទេនេះគឺជាអ្វីដែលខ្ញុំគួរតែធ្វើនិយាយចប់ភ្លាមបរិយាកាសស្កស្ងល់ច្រឡំឡើងភ្លាមលេងសិចិនរូបបែបនេះក៏ផ្អៀងក្បាលឆ្ងល់ក្នុងចិត្តចោះហេតុអ្វីបានជាអ្នកមិនតន់ទៅទៀតខ្ញុំមកទីនេះលើកនេះគឺដើម្បីកែប្រែរយដែលប្រកបនៅក្នុងពិភពលោកនេះជាពិសេសគឺក្មេងពីអ្នកដែលនៅក្បែរអ្នកនេះហើយលេងសិចិនរូបបែបនេះក៏បែកញើសចូលខ្លួនរួចសួរថាអ្នកចង់មានន័យថាម៉េចទៅដល់ថាពួកគេមិនមែនជាមនុស្សរបស់ពិភពលោកនេះទេដូច្នេះហើយទៅមិនគួរណាពួកគេនៅទីនេះបន្ទៀតសូមទោសដែលបានធ្វើឲ្យអ្នកជួបបញ្ហាទៅមុខនឹងគ្មានអ្នកណាពីកន្លែងដីមន្តអាគមទាំង5មួយមកយាយីអ្នកទៀតទេបានលោកដៃចេញមកហើយរង្វង់មន្តអាគម16ក៏លេចឡើងភ្លាមចង់រត់លោអានយ៉ាងណែនព្រមទាំងដាលីទីផងដែរលាន់ស្រែកថាកឹកស្រែកថាលែងពួកយើងទៅអ្នកពិតជាទៅតែចិត្តអាក្រក់មែនលីស៊ឺចិនដូច្នោះក៏ភ័យស្លន់ស្លោរត់ទៅរកដើម្បីឲ្យក្មេងទាំងពីរនាក់នោះប៉ុន្តែថាពួកមន្តអាគមដ៏ខ្លាំងក្លាបានឲ្យគេដកថយក្រោយវិញគេក៏ស្រែកសួរថាខ្ញុំសួរអ្នកហេតុអ្វីបានជាពួកអ្នកចូលចិត្តសម្រេចចិត្តអ្វីដោយខ្លួនឯងបែបនេះអូដឺន័រតាប់ថាសុំទោសតែរំខានអ្នកលះហើយដាលីទីស្រែកទាំងឈីចាប់ថាបងស៊ឺចិនលីស៊ឺចិនលោកដៃទៅចាប់ក្មេងស្រីនោះស្មានថាពួកគេទាំងពីរនឹងត្រូវគេឆក់យកទៅបាត់ប៉ុន្តែការពិតគឺគ្មានអ្វីកើតឡើងតតែសោះដែលធ្វើឲ្យអ្នកទាំងពីររឿងឆ្ងល់អូដឺន័រក៏ជ្រួញចិញ្ចើមរួចសួរថាចម្លែកមែនហេតុអ្វីបានជារង្វង់មិនអាគមមិនដំណើរការពេលនោះក៏មានសម្លេងមួយបន្លឺឡើងព្រោះថាពេលនេះពួកគេមិនមានមិនអាគមទៀតហើយអូដឺន័រដូច្នេះក៏ភ្ញាក់ផ្អើលក្នុងចិត្តថាសម្លេងនេះតាមពិតអ្នកដែលមកដល់គឺតាំងសូននាងនិយាយថាដូច្នេះហើយទៅមិនអាចរងអត្តពលពីមិនអាកំបានដាលីទីសូននាងភ្លាមដាលីទីក៏សប្បាយចិត្តស្រែកថាបងស្រីនាងតាំងសូននាងពេលនេះកំពុងស្លៀកពាក់ឈុតមេធ្មប់ជាអំបោះស្មុកទាំងបែកញើរួចនិយាយថាសុំទោសផងដែលមកយឺតបន្តិចអូដឺន័រដូច្នោះក៏សួរដោយឆ្ងល់ថាសូននាងលោកអានមិញនេះនាងនៅឃើញរឿងដែលខ្លួននឹងបានកាពេលលេស៊ឺចិនរួចក៏និយាយថាមិញនេះមនុស្សរបស់តាចាស់ចិត្តអាក្រក់នោះមិនបានដោយកំណាក់គុំបបងស៊ឺចិនទៅទេតែអ្នកដែលរងអពលគឺតាលីទីនឹងខ្លួនខ្ញុំផ្តាល់ដួងយូនីមើលទៅអូដឺនីរួចនិយាយថាអ្នកដែលមិនអាចប្រើប្រាស់វេទមន្តបានមិនត្រូវបានរាប់ថាជាប្រជាជននៃដែនវេទមន្តទាំង5មួយនោះទេអូដឺនីអ្នកដឹងរឿងនេះច្បាស់ជាងខ្ញុំទៅទៀតអូនៅនាងនិយាយបែបនេះក៏ភ្ញាក់ព្រឹករួចសម្លឹងមើលនាងរីកាស្ពេនេះស្ងប់ស្ងាត់យ៉ាងខ្លាំងបន្ទាប់ពីស្ងាត់មួយសន្ទុះអូដឺនីក៏និយាយតិចថាពិតជាបែបហ្នឹងមែនទោះបីជាគ្រាន់តែបាត់បង់បណ្ដោះអាសន្នក៏ដោយប៉ុន្តែបន្ទាប់ពីខ្ញុំបាត់រង្វង់វេទមន្តពេលវេលាដែលនៅសល់ក្នុងពិភពលោកនេះពួកអ្នកទាំងពីរនឹងគ្មានថ្ងៃអាចត្រឡប់ទៅដែនវេទមន្តទាំង5មួយបានឡើយដាលីទីក៏ឆ្លើយដល់ភ្លាមថាមិនអីទេព្រោះនេះតើបតែជាផ្ទះរបស់ដាលីទីលេស៊ឺឈិនអ៊ូបែបនេះក៏ភ្ញាក់ផ្អើលពេលនេះលោកណានដែលលើថាខ្ញុំក៏មិនចង់ត្រឡប់ទៅវិញដែរលេស៊ឺឈិនអ៊ូដូច្នេះក៏សប្បាយចិត្តជាខ្លាំងរួចចូលទៅអង្អែលក្បាលលោកអូឌឺនេះហើយក៏ងក់ក្បាលនិយាយថាខ្ញុំនឹងរាយការណ៍ពីស្ថានភាពនេះទៅពួកអ្នកទាំងពីរអាចស្នាក់នៅទីនេះបានដោយក្តីកង្វល់ដល់គេក៏ងាកក៏ទៅមើលដងយូនីងដល់ទឹកមុខដូចជាចង់ប្រាប់ថាសរសើរខ្ញុំខ្លះមកធ្វើឲ្យដងយូនីងមានអារម្មណ៍មហួសចិត្តពេលនេះលេស៊ឺឈិនពួកអ្នកទាំងពីរដែលស្គាល់គ្នាដែលឬអូដឺនីក៏ឆ្លើយតបថាយូនឹងគឺជាកោដណ្ដឹងរបស់ខ្ញុំធ្វើឲ្យដងយូនីងភ្ញាក់ព្រឺតអ្នកណាទៅជាកោដណ្ដឹងរបស់មនុស្សគួរឲ្យធុញនឹងចូលចិត្តការងារដូចជាអ្នកទៅយ៉ាងណាក៏ខ្ញុំបានរត់គេចខ្លួនតាំងពីមុនពេលយើងដល់នឹងគ្នាទៅហើយអូតឬហើយក៏អាម៉ាប់មិននិយាយអ្វីទាំងអស់ចំណែកលេស៊ឺឈិនវិញក៏ភ្ញាក់ព្រឺខ្លាំងពេលមានចក្រានពេកហើយអូដឺនីមើលទៅដងរួចនិយាយថាគឺថាអូនបានមកកាន់ពិភពមួយផ្សេងទៀតមែនទេមិនចម្លែកទេដែលបងមិនអាចយកអូនឃើញសោះចាំបងធ្វើការនៅទីនេះរួចរាល់រួចអូនត្រឡប់ទៅជាមួយបងអ្នកយូនីងដងយូនីងស្រែកខ្លាំងថាខ្ញុំមិនចង់ទេម្យ៉ាងទៀតខ្ញុំនឹងជួយនាងមើលថែកូនប្រុសរបស់នាងលេស៊ឺឈិនអ៊ូហើយក៏និយាយថាអូននិយាយដល់វិបត្តិនោះបន្តិចមើលអ្នកកំបានអំអីអត់អីទេណាមានក្មេងទាំងពីរជួយខ្ញុំដាស់ស្រាយរួចរាល់ហោះហើយក៏ដង្អែលក្បាលរបស់ដៃលេទីនិងឡាអានដែលកំពុងឈរនៅចំពោះមុខរួចជាញឹមយ៉ាងមានក្តីសុខដួងយូនីងបែបនេះក៏ធ្វើមកកង្ហាយគិតក្នុងចិត្តថាក្មេងទាំងនេះពិតជាមិនជួយនិយាយជំនួសខ្ញុំសោះបន្តមកនាងក៏ងាកទៅញាក់ភ្នែកដាក់អូដឺនីបានបើអីចឹងបងមិនធ្វើការទៅចោះមនុស្សស្រឡាញ់ការងារអើយខ្ញុំទៅមុនហើយណានិយាយចប់ដួងយូនាងក៏រត់ចេញទៅអូដឺនីបានឃើញបែបនេះក៏ស្រែកហើយយូនីងរួចក៏ដេញតាមទៅបន្សល់ទុកតែខ្យល់បក់មួយខ្សែនៅក្នុងផ្ទះធ្វើឲ្យទាំងបីនាក់គឺលីជើសិនឡាអាននិងដៃលីទីសុទ្ធតែមានការងឿងឆ្ងល់យ៉ាងខ្លាំងពេលនេះផ្ទះក៏ស្អាតបានហើយក៏គ្មានអ្នកដទៃទៀតដែរបន្ទាប់ពីដាស់ស្រាយរាល់ការងាររួចរាល់លីជើសិនដកដង្ហើមធំដោយភាពធ្វើស្រាយរួចនិយាយថាថ្ងៃនេះវាកើតរឿងស្អីខ្លះទៅនេះមិនដឹងទេដៃលីទីសេចឡើងដៃលីទីអាចនៅជាមួយបងជើសិននឹងអានបានជារៀងរហូតបើលែងមានវេទមន្តទៀតហើយនោះទៅក្រោយទៅពួកយើងអាចជួយយ៉ាងដូចចំតិចបងជើសិនហ្វឹសិននិយាយថាពិតជាល្អណាស់នឹងលែងមានអ្នកណាប្រើវេទមន្តមកបង្កប់ញ៉ាំឲ្យបងទៀតហើយដៃលីទីបែបនេះក៏ខឹងចោលឡោត
អូនឯណានៅបង្កប់បញ្ហាឡាអានដែលនៅក្បែរនោះឃើញអ្នកទាំងពីឆ្លោះគ្នាក៏គិតក្នុងចិត្តថាមនុស្សពីរនាក់នេះពិតជាក្មេងខ្ជិលមែនប៉ុន្មានខែក្រោយមកលីជេសិនបាននិយាយថាសូមឲ្យខ្ញុំណែនាំខ្លួនម្ដងទៀតខ្ញុំឈ្មោះលីជេសិនជាបានដែលចិញ្ចឹមកូនពីរនាក់តែម្នាក់ឯងទោះបីជាបានឆ្លងកាត់ដំណាក់ដែលមិនស្ថិតស្ថេរមួយរយៈប៉ុន្តែពេលនេះបានវាត្រឡប់មកផ្លូវត្រូវវិញហើយដោយមានការជួយជ្រោមជ្រែងពីពូ6អត្តសញ្ញាណរបស់ស៊ីលីទីនិងឡាអានក៏ត្រូវបានបញ្ជាក់រួចរាល់ហើយពេលនេះក្មេងពេកទាំងពីរអាចទៅសាលារៀនបានហើយគាត់អង្គុយនៅក្នុងបន្ទប់ធ្វើការមើលរូបថតរបស់ដៃលេទីនិងឡាអានដែលក្តីរីករាយបន្ទាប់មកគាត់ក៏ប៉ាត់ខ្លួនរួចដកដង្ហើមធំការរស់នៅបែបសាមញ្ញបែបនេះគឺល្អបំផុតហើយគាត់ដើរវ៉ែនតាចេញពេលនោះសម្លេងរត់ទូរស័ព្ទក៏លើឡើងគឺលោកគ្រូអ្នកគ្រូវ៉ាងដែលជាគ្រូធំបានខាលមកគាត់ក៏លើកទៅទូរស័ព្ទរួចសួរដោយសម្លេងទៀតថាលោកមានរឿងអីអត់អ្នកគ្រូវ៉ាងក៏ប្រាប់ថាលោកលីថ្ងៃនេះពេលពួកយើងកំពុងលេងបាល់តក្នុងល្មងកីឡាស្រាប់តែសរសើរឈ្មោះឡាអានគេតខ្លាំងពេករហូតដល់ធ្វើឲ្យចិញ្ចឹងមានប្រហោងធំមួយលេជីឈេនដូច្នេះក៏ភ្ញាក់ផ្អើលសួរថាហាអ្នកគ្រូវ៉ាងបន្តនិយាយថាតើលោកអាចមកសាលាលើដើម្បីពិនិត្យមើលរឿងសំណងបានទេមែនហើយមិនតន់អស់ទេមុនពេលទៅរៀនខ្ញុំបាននិយាយជាមួយអាណាព្យាបាលថាហេតុអ្វីបានជាដាលីទីយករបស់លេងមកសាលាតែរបស់លេងសម័យនេះពិតជាទំនើបមែនកូនដុំរោមបណ្ដោះទាំងនោះថែមទាំងអាចកម្រើកបានទៀតលេជីឆេនដូច្នេះក៏នៅស្ងៀមគិតក្នុងចិត្តថាមិនមែនវេទមន្តបាត់បង់អស់ទៅហើយទៅតែវាវិលត្រឡប់មកវិញហើយមែនទេគឺដល់ចំណុចនេះគាត់ក៏បែកញើសចូលខ្លួនបន្ទាប់ពីចេញពីធ្វើការគាត់ក៏ប្រញាប់ទៅសាលារៀនភ្លាមរុញទ្វារចូលទៅហើយនិយាយថាចម្រាប់សួរអ្នកគ្រូវ៉ាងខ្ញុំជាប្រពុករបស់ដាលីទីនិងឡាអានគាត់ងាកក្បាលទៅមើលក៏ឃើញអង្គុយនៅក្បែរអ្នកគ្រូវ៉ាងគឺដាងយូណេងគាត់ក៏ភ្ញាក់ផ្អើលហើយសួរថាអ្នកគ្រូដាងហេតុអ្វីបានជាអ្នកគ្រូនៅទីនេះដាងយូណេងឆ្លើយថាខ្ញុំជាគ្រូរៀនថ្នាក់បឋមសិក្សានៅទីនេះវាជារឿងធម្មតាទេខ្ញុំធ្លាប់ទៅពិភពលោកផ្សេងមួយចំនួនចំហើយបន្តមកក៏នៅតែត្រឡប់មកទីនេះវិញនេះឡាអានឹងលេទីក៏រត់មករកលេខជឺឆេនតែលេទីខ្សឹបប្រាប់ថាអ៊ំជីឆេនហាក់ដូចជាវេទមន្តរបស់ពួកមួយចិត្តត្រឡប់មកវិញហើយចំថាយគេពេលនឹកក្អែក៏បានតាមដាងយូណេងមកទីនេះដែលកំពុងឈរនៅខាងក្រៅចករបៀងលេជីឆេនឃើញតែភាពនេះក៏អប់ក្បាលដកដង្ហើមធំចប់ហើយជីវិតដែលពោពេញដោយភាពប្រែប្រួលរបស់ខ្លួនហាក់ដូចជាចិត្តចាប់ផ្ដើមម្ដងទៀតហើយរឿងរ៉ាវមកដល់ត្រឹមនេះគឺចប់ហើយវគ្គនេះបញ្ចប់ត្រឹមនេះហើយបាទអ្នកទាំងអស់គ្នាចូលចិត្តសូមជួយចុចនិង share ម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូថ្មីៗបន្ថែមទៀតកុំភ្លេចចុចដើម្បីរងចាំទស្សនាគោកបន្ទាប់ណាសូមជូនពរអ្នកទាំងអស់គ្នាមានថ្ងៃដ៏ស្រស់ស្រាយនិងពោពេញដោយថាមពល